សួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់ការសម្ដែងជាមួយនឹងរឿងប្លែកបន្តទៀតផ្សាយរឿងនិយាយបានឃើញថាគ្រូរបស់ Ichigo បានស្ដីឲ្យទៅកាន់ Ichigo ច្រើនខ្លាំងមែនទែនក៏ដោយសារតែការចាក់ផ្សាយមួយនេះគឺវាពាក់ព័ន្ធជាមួយនឹងប្រទេសទាំងមូលដែលហេតុនេះគឺថា Ichigo នឹងគឺបានធ្វើសាឡាមួយនេះគឺអាម៉ាស់ខ្លាំងមែនទែនមួយវិញទៀត Ichigo នឹងគឺចូលតែម្នាក់ឯងមិនអស់ចិត្តនោះទេថាទាំងហៅ Rocky ចូលទៀតនិយាយចាំទៅលោកគ្រូនេះគឺឆ្លាតខ្លាំងមែនទែនមនុស្សស្រីនឹងមិនហ៊ានថាឲ្យនោះទេលោកគ្រូថែមទាំងសួរទៅកាន់ Tatsuki ថាតើនាងនឹងគឺបានទៅកន្លែងនឹងដែរអត់ Tatsuki បាននិយាយផងដែរថាវានឹងគឺជាការចាយដននោះទេដោយពួកនាងនឹងគឺបានជួបជាមួយនឹង Ichigo ដែលចាយដនប៉ុន្តែពួកនាងគឺមិនបានលូកដៃចូលនោះទេហើយថែមទាំងឌឺដងទៅកាន់ Ichigo ទៀតផងហើយនាងក៏បាននាំ Hime ចាក់ចេញពីកន្លែងហ្នឹង Hizuru ក៏បាននិយាយផងដែរថាតោះទៅមួយគ្នាហ្មងទៅខ្ញុំក៏អត់ពាក់ព័ន្ធអីនោះដែរប៉ុន្តែលោកគ្រូបានចាប់ទាញកអាវតែម្ដងថាឯងហ្នឹងគឺត្រូវតែនៅទីនេះ Mizuru ក៏បាននិយាយផងដែរថាតើគាត់ហ្នឹងគឺធ្វើខុសអីទៅគាត់ហ្នឹងក៏ដឹងខ្យល់អីនោះទេមួយវិញទៀតគាត់ក៏ដឹងថាតើគាត់ប្រកាសនៅទីហ្នឹងមែនឬមួយក៏អត់នោះទេហើយលោកគ្រូបាននិយាយថាមកដោយសារតែមិនប្រកាសនឹងឯងទៅបានជាគាត់ហ្នឹងក៏ឲ្យនៅទីនេះហើយឲ្យគេនៅទទួលទោសជាមួយនឹងគ្នានឹងឯងដោយគឺបែបនេះ Rocky គឺចាប់បានសម្ដែងទៀតហើយដោយយើងដឹងចឹងគឺថា Rocky ហ្នឹងគឺជំនាញអាខាងសម្ដែងនឹងខ្លាំងមែនទែនដែលហើយនេះនាងក៏បាននិយាយថាពិតជាសោកស្ដាយខ្លាំងមែនទែនដែលនាងនេះគឺមិនអាចហាមឃាត់ Ichigo ហ្នឹងដែលគេនេះគឺព្យាយាមទៅក្នុងកន្លែងការផ្សាយមួយហ្នឹងដើម្បីចង់ល្បីហើយនាងគឺពិតជាសោកស្ដាយខ្លាំងមែនទែនថានាងហ្នឹងគឺមិនអាចហាមឃាត់ Ichigo បានហើយវាគឺជាកំហុសរបស់នាងទាំងអស់ប៉ុន្តែលោកគ្រូហ្នឹងក៏បានមកលួងនាងថានាងហ្នឹងគឺមិនបានខុសអីនោះទេប៉ុន្តែគេមិនមើលឡើងកញ្ចក់នោះទេគឺថាកូនសិស្សនឹងរត់ចាក់ចេញពីកន្លែងបន្ទប់នឹងអត់លីងតែម្ដងហើយស្រាប់ពេលលោកគ្រូកំពុងតែស្រែកហៅពួកគេនៅពេលដែលគាត់ក្លែងវិញក៏បានឃើញថា Rocky នឹងក៏បានរត់បាត់ដូចគ្នាហើយគាត់នឹងគឺកាន់តែខឹងលើដើមទៀតតាមផ្លូវវិញ Masaru គឺពិតជាអរគុណទៅកាន់ Rocky ខ្លាំងមែនទែនក៏ដោយសារតែ Rocky នោះទេទៅបានជាពួកគេនេះក៏អាចរត់គេចខ្លួនបានការពិសេសនាងគឺពិតជាឆ្លាតខ្លាំងមែនទែនក៏ដោយសារតែនាងមិនមែនត្រឹមតែជួយពួកគេនោះទេថែមទាំងជួយខ្លួនឯងឲ្យរត់គេចពីបន្ទប់នឹងបានដូចគ្នាប៉ុន្តែ Tatsuki នឹងក៏ខ្វល់នោះទេក៏ដោយសារ Tatsuki គឺស្អប់ Ichigo ដែលហើយនេះនាងក៏បាននិយាយថាពិតជាឈួតមែនទៅសើនាងទៅវិញស្រាប់ពេលហ្នឹងទូរស័ព្ទរបស់នាងក៏បាន alert ជាមួយនឹងពួក Hollow មកទីរៃដោយហើយនេះនាងក៏បានបង្វែរជាមួយនឹងសាច់រឿងមួយនឹងថែមទាំងនិយាយជាមួយនឹង Ichigo ថា Ichigo ពួកយើងនឹងគឺអាចនិយាយគ្នាបានអត់ហើយនាងក៏បានសំទោសទៅកាន់មិត្តភក្តិរបស់នាងថែមទាំងនាំ Ichigo នឹងរត់ទៅកន្លែងមួយមិត្តភក្តិពួកគេនឹងគឺពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនដែលមិនដែលឃើញថាពួកគេគឺធ្វើអីប្លែកៗអញ្ចឹងតតែសោះពេលហ្នឹងពួកគេទាំងពីរក៏បានមកដល់កន្លែង Hollow ប៉ុន្តែក៏អត់ឃើញ Hollow នោះទេវាបែរជាឃើញជាមួយនឹងព្រលឹងធម្មតាទៅវិញដល់ព្រលឹងមួយហ្នឹងគឺពិតជាភ័យខ្លាចខ្លាំងមែនទែនថានឹងរត់ទៅរក Ichigo ឲ្យ Ichigo ជួយទៀតតែ Ichigo គឺឆ្ងល់ខ្លាំងមែនទែនហើយដែលបានជាម្លេះហ្នឹងគឺមានជាមួយនឹង Hollow ប៉ុន្តែនៅពេលមកដល់ក៏អត់ឃើញ Hollow នោះទេបែរជាឃើញជាមួយនឹងព្រលឹងមួយហ្នឹងទៅវិញ Rocky គឺបានសួរថាតើនៅពេលហ្នឹងតើឯងហ្នឹងគឺបានឃើញមុខ Hollow ហ្នឹងអត់ថាវាគឺមានមុខយ៉ាងម៉េចដោយព្រលឹងមួយហ្នឹងក៏បាននិយាយថាគាត់នឹងក៏បានមើលនោះទេក៏ដោយសារតែគាត់នឹងគឺភ័យខ្លាចខ្លាំងពេកដោយឃើញបែបនេះពួកគេក៏បានសម្រេចចិត្តបញ្ជូនជាមួយនឹងព្រលឹងមួយហ្នឹងទៅកាន់ Soul Society តែម្ដងនៅទីនោះយើងក៏បានឃើញជាមួយនឹងបរិសម្នាក់កំពុងតែឈរសម្លឹងពីលើអគារមកទៀតផងហើយយើងមិនដឹងថាគេគឺជាពីណាគេនោះទេការពិសេសបរិសម្នាក់នោះគឺថែមតែមើលឃើញជាមួយនឹង Hollow ដូចគ្នាអញ្ចឹងគឺបានន័យថាបរិសម្នាក់ហ្នឹងក៏មានជាមួយនឹងធម្មពលដូចគ្នាជាមួយនឹង Ichigo អញ្ចឹងកាលមកកន្លែងសាលាវិញពួកគេបានមើលជាមួយនឹងតារាងនៃការប្រឡងរបស់ពួកគេនៅពេលហ្នឹង Hime គឺបានជាប់លេខ3ដោយវាក៏បានធ្វើតាសុគីហ្នឹងគឺបានទៅសារទៅកាន់ Hime ខ្លាំងមែនទែនដោយតែងតែគិតថា Hime ហ្នឹងគឺតែងតែធ្វើបានល្អជារៀងរហូតតែម្ដងហើយអូនក៏ទឿននេះក៏បានទៅសួរទៅកាន់ Tatsuki ថាតើ Hime ហ្នឹងគឺធ្វើបានល្អមែនហើយនាងក៏បាននិយាយឌឺថាហើយចោះនាងហ្នឹងគឺមិនឃើញទេអីពេលហ្នឹង Mizuru ក៏បានសួររជាមួយនឹងឈ្មោះរបស់ Ichigo ដែលគាត់ហ្នឹងគឺមិនគិតថា Ichigo ហ្នឹងគឺអាចជាប់នោះទេក៏ដោយសារតែ Ichigo គឺតែងតែដើរលេងនៅពេលហ្នឹងគឺថាគាត់គឺភ្ញាក់ផ្អើលខ្លាំងមែនទែននៅពេលដែលឃើញថាឈ្មោះ Ichigo ហ្នឹងគឺជាប់នៅលេខ23ទៀតផងពេលហ្នឹង Mizuru គឺភ្ញាក់ផ្អើលខ្លាំងមែនទែនហើយគាត់គឺខឹងខ្លាំងមែនទែនក៏ដោយសារតែនៅពេលហ្នឹងគឺថាគាត់គឺតែងតែនាំ Ichigo ដើរលេងហើយគាត់ហ្នឹងគាត់ថា Ichigo នឹងធ្លាក់ដូចគាត់ដែរប៉ុន្តែឃើញថា Ichigo ហ្នឹងគឺបានជាប់លេខ23ទៀតផងពេលហ្នឹង Ichigo បាននិយាយផងដែរថានៅពេលដែលគាត់នៅផ្ទះគាត់អត់ដឹងធ្វើអីគាត់គឺមានតែរៀននោះទេប៉ុន្តែ Mizuru ហ្នឹងក៏បាននិយាយថាវាហ្នឹងគឺមិនអាចនោះទេយើងហ្នឹងគឺតែងតែនាំឯងដើរលេងហើយឯងហ្នឹងគឺមិនដែលបដិសេធយើងនោះទេប៉ុន្តែ Mizuru គឺនៅតែជឿជាក់ថាមានអ្នកធ្លាក់ដូចគាត់ដែរពេលហ្នឹងគាត់ក៏បានរកឈ្មោះរបស់ Sado នៅពេលដែលឃើញថា Sado ជាប់លេខ8គាត់គឺកាន់តែតឹងចិត្តទីរៃដល់មានពីណាគេធ្លាក់ជាមួយនឹងគាត់នោះទេគាត់តបពេលនេះគឺអត់ប្រយោជន៍ខ្លាំងមែនតែអាចខ្លួនឯងធ្លាក់ដល់លេខ50ហើយបែរជាមកចង់ចំណែនគេអីណានិយាយចាំទៅមិនចង់ឲ្យគេឡើងខ្ពស់ជាងខ្លួនទេបែរជាចង់ឲ្យធ្លាក់ទាំងអស់គ្នាពេលហ្នឹងពួកគេគឺបានឃើញថានៅក្នុងថ្នាក់របស់ពួកគេគឺមានអ្នកជាប់លេខ1ដែលគេនេះគេមានឈ្មោះថា Ishida ដែលវាក៏បានធ្វើ Ichigo គឺឆ្ងល់ខ្លាំងមែនទែនថាហេតុអីបានជាមានអ្នកឈ្មោះ Ishida យ៉ាងគាត់គឺមិនដែលឃើញនៅក្នុងថ្នាក់ពួកគេនោះទេប៉ុន្តែ Hime បាននិយាយថាគេនឹងគឺបានរៀននៅក្នុងថ្នាក់ពួកយើងយូរហើយប៉ុន្តែ Ichigo នឹងគឺមិនដែលចាប់អារម្មណ៍ជាមួយនឹងគេនោះទេកាត់មកកន្លែង Rocky នាងក៏បានមកស្ដីឲ្យជាមួយនឹងអាទូសានរបស់នាងគឺតែងតែលើតខុសហើយឥឡូវនេះគឺមិនដែលឃើញថាវានឹងគឺលើតត្រូវរឿងណាមួយនោះទេហើយនេះគឺឆ្ងល់ខ្លាំងមែនទែនថាវាគឺមានបញ្ហាអីពេលហ្នឹងទូរស័ព្ទរបស់នាងក៏បានលើតម្ដងទៀតហើយនាងក៏បានចាប់ទូរស័ព្ទរត់ទៅកន្លែង Ichigo ភ្លាមៗតែម្ដងនេះក៏បានទៅចាប់ដៃ Ichigo ហើយ Ichigo បានសួរផងដែរថាតើវានឹងគឺជា Hollow មែន
ហើយនេះក៏បាននិយាយថាវានឹងគឺជា Hollow ហើយនេះគឺប្រកាសណាថាលើកនេះប្រហែលជាជួបវាពេលហ្នឹងយើងបានឃើញថាពួកគេបានរត់បុកគ្នាជាមួយនឹង Ishida ប៉ុន្តែ Ishida នឹងក៏បានងាកមើលពួកគេនោះទេពេលដែលមកដល់កន្លែងគោលដៅគឺថាពួកគេគឺមិនឃើញជាមួយនឹង Hollow នោះទេដោយហេតុនេះ Ichigo បានចូលទៅក្នុងរាងកាយរបស់គាត់វិញពេលចូលក្នុងរាងកាយរបស់គាត់ហើយ Ichigo បានប្រាប់ទៅកាន់ Rocky ថាឲ្យ Rocky នឹងគឺឆាប់ដោះស្រាយជាមួយបញ្ហាមួយនេះលឿនទៅហើយនេះក៏បាននិយាយថានេះក៏ចង់ដែរប៉ុន្តែវានឹងគឺពិបាកខ្លាំងមែនទែនពេលហ្នឹង Ishida ក៏បានមកដល់ថែមទាំងនិយាយផងដែរថាវាគួរឲ្យខ្មាស់គេខ្លាំងមែនទែនពួកគេគឺឆ្ងល់ខ្លាំងមែនទែនថាបែបហ្នឹងគឺជាពីណាគេដោយគាត់ក៏បាននិយាយផងដែរថាអរុនសួស្ដី Kurosaki និង Rokia ពួកគេគឺឆ្ងល់ខ្លាំងមែនទែនហើយបានជាបែបហ្នឹងគឺឆ្ងល់ស្រួលខ្លួនអញ្ចឹង Ishida បានសួរទៅកាន់ពួកគេថាតើពួកឯងហ្នឹងគឺមើលឃើញជាមួយបលឹងអាក្រក់មែនពេលហ្នឹងនាងក៏បាននិយាយថាតើឯងហ្នឹងគឺចង់សំដៅលើអ្វីទៅ Ishida បាននិយាយបន្តទៀតតែបាននិយាយផងដែរថានៅទីនេះគឺមានលេខឡើងជាមួយនឹង Hollow មួយក្បាលនាងក៏បានសួរថាតើនៅកន្លែងណាទៅហើយគាត់ក៏បានចង្អុលហើយនាងក៏បាននិយាយថាវាគឺពិតប្រាកដមែនប្រហែលជា Hollow ហ្នឹងគឺនៅកន្លែងហ្នឹងដែរពេលនិយាយចាំទៅគឺថា Ishida គឺពិតជាអស្ចារ្យខ្លាំងមែនទែនក៏ដោយសារតែគាត់អត់ប្រើជាមួយនឹងទូរស័ព្ទ wireless ជាមួយនឹងពួក Hollow ហ្នឹងនោះទេដែលគាត់ហ្នឹងគឺដឹងឯងតែម្ដងពេលហ្នឹង Hollow ក៏បានលេខឡើងប៉ុន្តែពួកគេគឺអត់បានទៅនោះទេក៏ដោយសារតែ Ishida ក៏បានបញ្ចេញជាមួយនឹងធ្នូរបស់គាត់តែបាញ់ជាមួយនឹងព្រួយមួយនឹងសម្លាប់វាក្នុងរយៈចម្ងាយឆ្ងាយខ្លាំងមែនទែនវាក៏បានធ្វើឲ្យ Ichigo នឹងគឺពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនតែម្ដងហើយពេលដែលសម្លាប់ទៅលើ Hollow ហើយ Ishida បាននិយាយផងដែរថាខ្ញុំគឺមានឈ្មោះថា Yuri Ishida ខ្ញុំគឺជាពូជអម្បូរ Quincy ហើយខ្ញុំគឺស្អប់ជាមួយពួក Soul Reaper ហើយគាត់ក៏បាននិយាយបន្តទៀតថានេះខ្ញុំនិយាយសម្ដៅទៅកាន់ Ichigo ខ្ញុំគឺស្អប់ឯងខ្លាំងណាស់ស្អែកឡើងបានមកដល់ Ichigo ក៏បានមករៀនជាធម្មតាប៉ុន្តែគាត់គឺឈឺចិត្តខ្លាំងមែនទែនក៏ដោយសារតែពេលហ្នឹងគឺថា Ishida គឺបាននិយាយមាក់ងាយទៅកាន់គាត់ដោយ Ishida ហ្នឹងគឺបាននិយាយថា Ichigo ហ្នឹងគឺមិនដឹងអំពីមូលដ្ឋានអីនោះទេមួយវិញទៀតគេនឹងគឺហៅខ្លួនឯងជា Soul Reaper វាគឺគួរអស់សំណើចខ្លាំងមែនទែន Ichigo បានគិតផងដែរថាតើគេនឹងគឺមានសិទ្ធិអីដែលបែកងាយខ្លួនអញ្ចឹង Ichigo បានមកដល់គាត់បានឃើញជាមួយនឹង Ishida នៅរៀនកន្លែងហ្នឹងផងដែរហើយពេលហ្នឹងមានជាមួយនឹងក្មេងសិស្សស្រីម្នាក់ក៏បានយកជាមួយនឹងតុក្កតាមក Ishida ដេកហើយយើងបានឃើញថាស្នាដៃរបស់អាប៉ែហ្នឹងគឺពិតជាសាហាវខ្លាំងមែនទែនគាត់ហ្នឹងគឺអាចដេកជាមួយនឹងតុក្កតាលឿនដូចជាម៉ាស៊ីនអញ្ចឹងទៅមកព្រឹកនេះគឺហើយតែម្ដងដោយសារតែចង់ដឹងអំពីវត្តមានរបស់ Ishida គឺថា Ichigo ក៏បានដើរតាម Ishida តែម្ដងប៉ុន្តែ Ishida ហ្នឹងក៏បានដឹងហើយមូលហេតុដែលគាត់ដឹងហ្នឹងក៏ដោយសារតែធម្មពលនៃវិញ្ញាណរបស់ Ichigo ហ្នឹងគឺពិតជាខ្លាំងមែនទែនដល់ហេតុនេះដោយសិនបើជា Ichigo លាក់ខ្លួននៅដែរគាត់ដឹងដែរមួយវិញទៀតគឺថាគាត់ក៏បានដឹងអំពីវត្តមានរបស់ Ichigo ហ្នឹងតាំងពីដើមមកម្លេះហើយទាំងដែលគាត់ហ្នឹងគឺបានតាក់ទងជាមួយនឹង Rocky ហ្នឹងក៏ខ្លួនដឹងដែរថាពួកគេហ្នឹងគឺជាយមទូត Ishida បានបញ្ចេញជាមួយនឹងធម្មពលរបស់ខ្លួនដែលជាការស្វែងរកជាមួយនឹងព្រលឹងវិញ្ញាណហើយសូម្បីតែ Ichigo ហ្នឹងក៏ភ្ញាក់ផ្អើលផងដែរដោយសារតែ Ishida ហ្នឹងគឺមានជាមួយនឹងធម្មពលដូចខ្លួនខ្លាំងមែនទែនពេលហ្នឹង Ishida ក៏បានចាប់បានជាមួយនឹងកណាត់មួយដែលជាកណាត់របស់ Ichigo Ishida បាននិយាយថាព្រលឹងផ្សេងៗគឺមានកណាត់ពណ៌សចំណែកកណាត់ព្រលឹងរបស់ Ichigo គឺមានពណ៌ក្រហមវាបង្ហាញថាគាត់គឺជាយមទូតហើយគាត់ក៏បាននាំ Ichigo ដើម្បីសាកល្បងគ្នាទៀតផងក៏ដោយសារតែគាត់គឺចង់ដឹងអំពីសមត្ថភាពរបស់ Ichigo មួយវិញទៀតគាត់ចង់បញ្ជាក់ប្រាប់ទៅកាន់ Ichigo ផងដែរថានៅលើពិភពលោកហ្នឹងគឺមិនត្រូវការយមទូតនោះទេកាន់មកកន្លែង Rocky នាងក៏បានមកជួបជាមួយនឹងក្មេងទូតម្នាក់ដែលត្រូវបានអាប៉ែធំនេះចង់ធ្វើបាបវិញហើយកន្លែងហ្នឹងគឺជាកន្លែង Urahara ហ្នឹងឯងកន្លែងលក់ជាមួយនឹងវត្ថុវិតមុនហ្នឹងឯងពេលហ្នឹងនាងក៏បានចង់ជួយថាកុំចង់ធ្វើបាបក្មេងតែនាងតតហ្នឹងគឺថាឈឺជើងខ្លួនឯងវិញក៏ដោយសារតែរាងកាយរបស់គាត់ហ្នឹងរឹងមាំខ្លាំងមែនទែនដោយនាងមកទៅនេះគឺដើម្បីមកស៊ើបសួរជាមួយនឹង Urahara ពាក់ព័ន្ធជាមួយនឹងវងតកូល Quincy នឹងឯង Urahara ក៏បាននិយាយផងដែរថាតកូល Quincy ហ្នឹងពួកគេគឺមានប្រវត្តិតាំងពីយូរឆ្នាំមកម្លេះមួយទៀតពួកគេហ្នឹងគឺបានផុតពូជអស់ហើយដែរក៏ដោយសារតែសង្គ្រាមរវាងពួកគេជាមួយនឹងពពួកយមទូតដែលពួកយមបូ Quincy ពួកគេគឺគ្រាន់តែជាមនុស្សធម្មតាតែប៉ុណ្ណោះប៉ុន្តែអ្វីដែលខុសពីមនុស្សធម្មតាហ្នឹងក៏ដោយសារតែពួកគេមានជាមួយនឹងកម្លាំងវិញ្ញាណខ្លាំងមែនទែនដែលបានន័យថាពួកគេហ្នឹងគឺអាចដឹងគ្រប់ពេលនៅពេលដែលមានវត្តមានរបស់ពពួក Hollow និយាយចំទៅគឺចង់ខ្លាំងជាមួយនឹងពពួកយមទូតទៀតដូចគ្នាទៅនឹងយមទូតគឺថាពួកគេគឺសម្លាប់ទៅលើពពួក Hollow ប៉ុន្តែអ្វីដែលខុសគ្នាអំពីពពួក Quincy ជាមួយនឹងយមទូតនោះក៏ដោយសារតែយមទូតពួកគេនឹងលើកលែងទោសទៅលើ Hollow ណាដែលពួកគេដឹងខ្លួនខុសប៉ុន្តែចំណែកឯពពួក Quincy វិញឲ្យតែឃើញ Hollow ពួកគេគឺសម្លាប់ចោលតែម្ដងហើយក៏ដោយសារតែគោលកំណត់ផ្សេងពីគ្នាដូចជាការខ្វែងនៅកំណត់គ្នាបែបនេះពពួក Quincy ក៏ត្រូវបានយមទូតកម្ចាត់ចោលទាំងអស់ហើយនៅក្នុងពេលថ្មីៗនេះប្រហែលជានៅសល់តែប៉ុន្មានតែប៉ុណ្ណោះការមកលែង Ichigo ក៏ដោយសារតែមិនចង់ចាញ់ជាមួយនឹងការភ្នាល់របស់ Ishida ក៏បានបញ្ចេញជាមួយនឹងព្រលឹងដែលជាយមទូតរបស់គាត់ហើយគូនក៏បានយករាយការណ៍របស់ពិតប្រាកដរបស់គាត់រត់ចាក់ចេញពីកន្លែងហ្នឹងដូចគ្នាអូខេពួកគេទាំងពីរក៏បានបន្តឈរប្រជែងជាមួយនឹងគ្នាដោយ Ishida គឺបាននិយាយប្រាប់ទៅកាន់ Ichigo ថាថ្នាំដែលគាត់បានកាន់នៅដៃនេះវាគឺមានប្រសិទ្ធភាពល្អខ្លាំងមែនទែនដល់ពេលណាដែលគាត់អាចបំបែកជាមួយនឹងថ្នាំមួយនេះនោះ Hollow នឹងរត់មករកកន្លែងនេះទាំងអស់ដល់បានន័យថាវាគឺមានជាមួយចំហាយនៃព្រលឹងនឹងចេញមកពីថ្នាំមួយនឹងច្រើនខ្លាំងមែនទែនដល់ក្នុងការប្រកួតមួយនេះបើសិនបើជាអ្នកណាដែលអាចសម្លាប់ទៅលើ Hollow បានច្រើនជាងគេអ្នកនោះគឺជាអ្នកឈ្នះ
ប៉ុន្តែពេលហ្នឹង Ichigo បំរុងនឹងទឹកខដែលមិនឲ្យប្រើជាមួយថ្នាំមួយនឹងនោះទេមូលហេតុក៏ដោយសារតែពេលដែលប្រើនោះវាអាចប៉ះពាល់ដល់មនុស្សនៅកន្លែងហ្នឹងប៉ុន្តែការខាត់មួយហ្នឹងគឺវាអត់ទាន់នោះទេដោយ Ichida ក៏បានចម្បាច់ជាមួយនឹងថ្នាំមួយនឹងបែកតែម្ដងហើយវាបង្ហាញថា Hollow នឹងចេញមកឆាប់ៗហ្នឹងពេលហ្នឹងមានជាមួយនឹង portal មួយក៏បានបើកឡើងហើយ Hollow ហ្នឹងក៏បានចេញប៉ុន្តែគឺត្រូវបាន Ichida ហ្នឹងគឺដាក់មួយព្រួយងាប់បាត់តែម្ដងពេលហ្នឹង Ichigo គឺខឹងខ្លាំងមែនទែនបំរុងនឹងវាយទៅកាន់ Ichida ដែលគាត់គិតផងដែរថាតែឯងនឹងគឺធ្វើនេះឯងមិនចេះគិតទេអីវានឹងគឺប៉ះពាល់ដល់មនុស្សច្រើនខ្លាំងមែនទែនហើយឯងនឹងគឺគ្រាន់តែចង់ភ្នាល់ជាមួយនឹងខ្ញុំតែប៉ុណ្ណោះប៉ុន្តែឯងគឺបានធ្វើឲ្យវានឹងគឺប៉ះពាល់ដល់មនុស្សដទៃទៀត Ichida គឺបាននិយាយផងដែរថាគាត់នឹងគាត់ខ្វល់នោះទេគាត់តែគាត់គឺចង់ប្រកួតនេះជាមួយនឹង Ichigo មួយវិញទៀតបើសិនបើជាអ្នកគ្រោះថ្នាក់ជាងគេនោះគឺមិនមែនជាប្រជាជនទាំងអស់នោះទេដែលនោះគឺជាប្អូនស្រីរបស់ Ichigo ទាំងពីរនាក់នឹងឯងIchigo បាននឹកឃើញអំពីព្រឹត្តិការណ៍ទាំងអស់ដែលគាត់បានឃើញថា Hollow ភាគច្រើនគឺវាមករកតែប្អូនស្រីរបស់គាត់នោះទេដែលជា Kairin ហើយនិង Suyu នឹងឯងពេលហ្នឹង Ichigo ក៏បានរត់ទៅតែម្ដងហើយ Ichida ក៏បាននិយាយនៅក្នុងចិត្តថាទៀមផតឯងនឹងគឺបានទៅហើយឯងក៏បានកត់សម្គាល់ទៅលើអ្វីទាំងអស់នៅក្នុងគ្រួសាររបស់ឯងគឺមានជាមួយនឹងកម្លាំងវិញ្ញាណច្រើនជាងគេហើយខ្ញុំនឹងធ្វើឲ្យគ្រួសាររបស់ឯងបាត់ក្នុងចំនួនម្នាក់ហើយខ្ញុំគឺនឹងធ្វើឲ្យឯងយល់ឃើញថាឯងគឺខ្សោយប៉ុណ្ណាហើយខ្ញុំគឺស្អប់ទៅលើពួក Soul Rapper កាត់មកឡើង Tatsuki វិញនាងគឺធុញទ្រាន់ខ្លាំងមែនទែនក៏ដោយសារតែមានវិញ្ញាណនឹងគឺមកញ៉ាយគ្នានៅចំពោះមុខរបស់នាងពេលហ្នឹង Hime ក៏បានហៅនាងហើយ Tatsuki នឹងក៏បានទៅ Hime នឹងក៏បានសួរទៅកាន់ Tatsuki ថាតើនាងនឹងគឺទំនេរអត់ Tatsuki នៅពេលដែលកលេចមកឃើញជាមួយនឹងមុខរបស់ Hime នាងក៏បាននឹកឃើញនៅពេលអតីតកាលដែលពួកគេបានជួបជាមួយនឹងគ្នានិយាយចំទៅគឺថារឿងហ្នឹងវានៅក្នុងភាគទី3អាណាហើយដែលមានគឺបានសម្រាយមុននឹងឯងហើយបើសិនបើជាគ្រាណាបានមើលនោះទេអាចចូលមើលក្នុងភាគទី3ហ្នឹងទៅគឺដឹងហើយនៅក្នុងភាគមុនហ្នឹងគឺយើងដឹងហើយថាបងប្រុសរបស់ Hime នេះគឺបានមកវិបហាទៅលើពួកគេទាំងអស់គ្នាហើយវាក៏បានត្រូវជាមួយនឹង Tatsuki នេះគឺធ្ងន់ធ្ងរជាងគេហើយយើងបានឃើញថា Tatsuki នៅពេលហ្នឹងគឺបេះនឹងស្លាប់ហើយសូម្បីតែការចងចាំហ្នឹងគឺស្ទើរតែបាត់ការចងចាំទៀតផងពេលហ្នឹងដល់ពេលស្អែកឡើងក្បាលមកដល់គឺថាពួកគេហ្នឹងគឺបានទៅនិយាយគ្នាហើយនាងគឺបានគិតថារឿងទាំងអស់ហ្នឹងវាគ្រាន់តែជាការយល់សុបិនរបស់នាងនោះទេប៉ុន្តែនៅពេលហ្នឹងគឺថា Hime ក៏បាននិយាយប្រាប់នាងថានាងគឺមានយល់សុបិនបែបហ្នឹងដូចគ្នាហើយវាគឺបានធ្វើឲ្យ Tatsuki នេះគឺចម្លែកចិត្តខ្លាំងមែនទែនហើយចាប់ពីពេលហ្នឹងមកគឺថា Tatsuki នេះគឺតែឃើញជាមួយនឹងរឿងចម្លែកដែលយើងបានឃើញថានៅពេលសប្តាហ៍ថ្ងៃនាងគឺអាចមើលឃើញជាមួយនឹងព្រលឹងវិញ្ញាណនឹងឯងពេលហ្នឹងអាព្រលឹងខ្មោចមួយហ្នឹងក៏បានមកញញែទៅលើ Tatsuki ទៀតហើយនាងក៏បានស្រែកថារំខានខ្លាំងមែនទែនដែលបានធ្វើឲ្យ Hime នេះគឺចម្លែកខ្លាំងមែនទែន Tatsuki បាននិយាយថានាងគឺច្រឡំមាត់នោះទេហើយនាងគឺសុំទោសផងហើយរឿងដែលថានាងចង់និយាយប្រាប់ហ្នឹងតើវាគឺជារឿងអីទៅ Hime បាននិយាយថាវានេះគឺមិនសូវធំដុំនោះទេក៏ប៉ុន្តែពេលហ្នឹងគឺស្រាប់តែមានរឿងមួយដែលបានផ្ដាច់ដោយចង្វាក់ការនិយាយរបស់ពួកគេដោយសារតែមានការផ្ទុះនៅចិត្តហ្នឹងជាងឲ្យពួកគេហ្នឹងក៏បានសម្រេចចិត្តថាទៅមើលទាំងពីរនាក់តែម្ដងកាត់មកឡើងខៃរៀនដែលជាពូនស្រីរបស់ Ichigo វិញគឺថានាងកំពុងតែលេងទាត់បាល់ប៉ុន្តែស្រាប់ពេលហ្នឹងនាងក៏បានចូលស្គប់សម្លឹងមើលទៅលើមេឃដោយសារតែគេមានអារម្មណ៍ថាវានឹងគឺពិតជាចម្លែកខ្លាំងមែនទែននៅថ្ងៃហ្នឹងកាត់មកឡើង Urahara វិញគាត់ក៏បាននៅស្ងើមើលនិងដឹងថាវានឹងគឺកំពុងតែមើលរឿងអ្វីកើតឡើងហើយប៉ុន្តែគាត់នឹងក៏អត់និយាយប្រាប់ទៅកាន់ Ruki នោះទេកាត់មកឡើង Ichigo វិញគាត់បានសម្លាប់ទៅលើ Hollow មួយក្បាលផងដែរហើយវាគឺជា Hollow ទី3ដែលគាត់បានសម្លាប់ហើយកាត់មកឡើង Ichida វិញដែលយើងបានឃើញថាគាត់នឹងគឺបានសម្លាប់ Hollow ម្ដងមួយដល់មកគ្រាប់ហើយគាត់រាប់មួយថា1 2 3អីចឹងទៅហើយយើងបានឃើញថាគាត់នឹងគឺសម្លាប់បាន11ក្បាលហើយណោះកាត់មកឡើង Urahara វិញគាត់ក៏បានមានអារម្មណ៍ថាវាគឺកាន់តែចម្លែកមែនទែនហើយប៉ុន្តែ Ruki ក៏ដឹងខ្យល់អីនោះទេថែមទាំងសួរទៅកាន់ Urahara ថាតើមាននឹងអីកើតឡើងទៅពេលនឹងទូរស័ព្ទរបស់នាងក៏បានលើកមកម្ដងទៀតហើយនាងក៏បានមើលថាវានឹងក៏មានអីកើតឡើងនោះទេពេលហ្នឹងយើងបានឃើញថា Ruki គឺបានឃើញជាមួយនឹងការលើកជាមួយនឹង Hollow ឡើងច្រើនខ្លាំងមែនទែនដែលហេតុនេះនាងក៏បានសម្រេចចិត្តថានាងរត់ចាក់ចេញពីកន្លែងហ្នឹងហើយយើងគឺបានឃើញផងដែរថា Urahara គាត់ក៏បានដឹងរឿងហ្នឹងផងដែរប៉ុន្តែគាត់នឹងក៏អត់និយាយប្រាប់ទៅកាន់ Ruki នោះទេកាត់មកលេ Ichigo វិញគាត់បានសម្លាប់ទៅលើ Hollow ចំនួន3ក្បាលទៀតហើយហើយមូលហេតុហ្នឹងក៏ដោយសារតែគាត់ឥឡូវហ្នឹងគឺកាន់តែខ្លាំងជាងមុនហើយក៏ដោយសារតែគាត់ហ្នឹងគឺព្រួយបារម្ភអំពីប្អូនស្រីរបស់គាត់ចំនួន2នាក់ហ្នឹងឯងកាន់មកកន្លែង Shadow វិញគាត់ក៏មានអារម្មណ៍ចម្លែកដែលគាត់ក៏បានគិតផងដែរថាគាត់ហ្នឹងគឺធ្លាប់មានអារម្មណ៍បែបនេះកាលពីមុនមកហើយពេលហ្នឹងយើងបានឃើញថាប៉ែនេះក៏បានមករើរឿង Shadow ក៏ដោយសារតែគាត់និយាយរក Shadow ហ្នឹង Shadow អត់និយាយចុះនោះទេហើយគាត់ក៏បានធាក់ទៅលើ Shadow ប៉ុន្តែបែរជាឈឺគូខ្លួនឯងទៅវិញនៅស្រាប់ពេលហ្នឹងយើងបានឃើញថាមាន Hollow ធំខ្លាំងមែនទែនទម្លាក់ខ្លួនមកពីលើមកសម្ដៅទៅកាន់ពួកគេហើយដោយសារតែមិនចង់ឲ្យគ្រោះថ្នាក់ទៅដល់មនុស្សគ្រប់គ្នា Shadow ក៏បានរត់ចាក់ចេញពីកន្លែងហ្នឹងក៏ដោយសារតែគាត់ក៏ដឹងច្បាស់ថា Hollow ហ្នឹងគឺតាមតែគាត់នោះទេកាត់មកកន្លែង Kairin វិញនាងក៏បានជប់លេងបាល់ហើយក៏ដោយសារតែនាងក៏ដឹងថាពួក Hollow ហ្នឹងក៏មកកន្លែងហ្នឹងដូចគ្នាដែរនេះក៏នាងសម្រេចចិត្តថានាងទៅផ្ទះហើយពេលហ្នឹងយើងបានឃើញថា Shadow ហ្នឹងក៏បានមកជួបជាមួយនឹងនាងតែដឹងថានាងហ្នឹងគឺជាប្អូនស្រីរបស់ Ichigo ទៀតផងសូម្បីតែនាងក៏ដឹងថា Shadow ហ្នឹងក៏ជាមិត្តភក្តិរបស់ Ichigo ដូចគ្នាស្របពេលដែលពួកគេកំពុងតែនិយាយគ្នា Hollow ហ្នឹងគឺបានមកដល់កន្លែងហ្នឹងដូចគ្នាថែមទាំងវាយទៅកាន់ពួកគេប៉ុន្តែត្រូវបាន Shadow ហ្នឹងគឺរងជាប់ពេលហ្នឹងយើងបានឃើញថា Shadow ហ្នឹងគឺមើល Hollow ហ្នឹងនៅតែអត់ឃើញនោះទេប៉ុន្តែ Kairin ក៏
បានប្រាប់ថា Holo នឹងគឺវាយពីនេះវាយពីនោះចឹងទៅហើយ Shadow ក៏ចេះតែកិច្ចចឹងទៅប៉ុន្តែនៅពេលហ្នឹង Shadow កិច្ចមិនផុតហ្នឹងយើងបានឃើញថាគាត់ក៏ត្រូវបាន Holo នឹងដាក់មួយដៃខ្ទាបទៅមួយកន្លែងពេលហ្នឹង Kairin គឺពិតជាភ័យខ្លាំងមែនតើក៏ដោយសារតែ Shadow នឹងគឺបានសន្លប់ហើយមានបណ្ណាគេនឹងជួយទៅកាន់ក្មេងៗ4នាក់ទៀតនោះទេដោយហេតុនេះនាងក៏បានប្រជិតថានាងនឹងទៅជួយក្មេងៗទាំង4នាក់ហ្នឹងស្របពេលដែល Shadow កំពុងតែសន្លប់ក៏បាននឹកឃើញនៅពាក្យសម្ដីរបស់ពុករបស់ខ្លួនតែឯងនឹងគឺបានវាយអាណាទៀតហើយ Shadow តែឯងនឹងគឺបានវាយដល់មនុស្សដែលបានធ្វើបាបឯងតែឯងគិតថាឯងនេះក៏ទទួលបាននៅអ្វីៗទាំងនោះមកវិញដែរឬទេវាអត់បានទទួលអីមកវិញនោះទេឯងគួរតែប្រើតាមរបៀបរបស់ឯងទៅឯងមានរូបរាងខ្ពស់ណាស់ឯងខ្លាំងឯងមានជាមួយនឹងរូបរាងសោះសង្ហាឯងមានជាមួយនឹងអ្វីគ្រប់យ៉ាងដែលទទួលបានមកពីព្រះដែលមនុស្សគ្រប់គ្នាគឺមិនទទួលបានវានោះទេឯងគឺជាមនុស្សដែលសំណាងប៉ុន្តែអ្វីទាំងអស់នេះវាគឺជាអ្វីដែលពិភពលោកនឹងគឺបានត្រៀមទុករួចហើយឯងនឹងគឺគ្រាន់តែប្រើវាក្នុងរបៀបឲ្យល្អទៅពេលហ្នឹង Shadow ក៏បានក្រោកឡើងមកវិញដែលគាត់គឺថែមទាំងមើលឃើញជាមួយនឹង Holo ទៀតផងពេលហ្នឹងគាត់បានវាយគ្នាទល់ដៃគ្នាជាមួយនឹង Holo បើដែល Holo នឹងក៏អត់មានប្រៀបជាមួយនឹងគាត់នោះទេក៏ដោយសារតែដៃរបស់គាត់នៅពេលនេះគឺពិតជាខ្លាំងមែនទេ Holo ក៏បានដាច់ដៃមួយចំហៀងនៅពេលដែលវាយគ្នាមួយដៃទៀតគាត់បានបញ្ចប់ទៅលើ Holo នឹងត្រឹមតែ2ដៃនោះទេនៅពេលដែលយកឈ្នះទៅលើ Holo មួយនឹងហើយគាត់ក៏បានដួលតែម្ដងក៏ដោយសារតែគាត់គឺអស់កម្លាំងខ្លាំងមែនទេហើយពេលហ្នឹងយើងបានឃើញថាគាត់គឺបានសួរទៅកាន់ Kairin ថាតើនាងនឹងគឺមានត្រូវកន្លែងណាអត់ប៉ុន្តែនាងក៏បាននិយាយថានាងគឺអត់អីនោះទេពេលហ្នឹង Kairin គឺពិតជាខឹងទៅលើ Shadow ខ្លាំងមែនទេអត់មានអាណិតទៅលើ Shadow នោះទេហើយថែមទាំងទាត់ទៅលើ Shadow មួយជើងកដាលមុខទៀតផងដល់មួយហែនក៏ដោយសារតែនាងគាត់ចូលចិត្តមនុស្សណាដែលចរិតដូច Ichigo នោះទេយកចង់ទៅថា Shadow នេះគឺសុខចិត្តឈឺសាច់ខ្លួនឯងមិនចង់ឲ្យវានឹងគឺមានគ្រោះថ្នាក់ដល់អ្នកដទៃនោះទេទោះបីជាគាត់នឹងគឺស្លាប់ក៏ដោយកាន់មកកន្លែងសាលាវិញយើងបានឃើញថា Hime ក៏បានសម្លឹងទៅកាន់ដំបូលមួយកន្លែងហើយយើងបានឃើញថានៅកន្លែងហ្នឹងក៏បានមានជាមួយនឹង Holo មួយក្បាលនៅកន្លែងហ្នឹងផងដែរ Ichigo គឺបានតាមរកជាមួយនឹងប្អូនស្រីរបស់គាត់ដែលជា Suyu ជាមួយនឹង Kairin ប៉ុន្តែពេលហ្នឹងគាត់បានជួបជាមួយនឹងគូននៅតាមផ្លូវគាត់ក៏បានសួរទៅកូនថាតើបានជួបជាមួយនឹងប្អូនស្រីរបស់ខ្លួនអត់ពេលហ្នឹងគូនបាននិយាយផងដែរថាបាច់បារម្ភនោះទេពួកគេទាំងពីរហ្នឹងគឺបានទៅដល់ផ្ទះដោយសុវត្ថិភាពហើយគាត់ហ្នឹងគឺជាអ្នកជួបពួកគេទៅពេលហ្នឹង Ichigo ក៏បានសម្រេចចិត្តថាគាត់នឹងទៅរក Ishida វិញក៏ដោយសារតែប្អូនស្រីរបស់គាត់ហ្នឹងគឺសុវត្ថិភាពហើយកាត់មកកន្លែង Hime ជាមួយនឹង Katsuki វិញដោយនាងក៏បានរុញ Katsuki ជាមួយនឹងគ្នាមិត្តភក្តិរបស់នាងហ្នឹងឲ្យចាក់ចែងពីកន្លែងហ្នឹងឲ្យលឿនទៅពេលហ្នឹងក៏ដោយសារតែនាងគឺដឹងថានៅកន្លែងហ្នឹងយូរក៏អត់មានសុវត្ថិភាពនោះទេពេលហ្នឹង Holo ក៏បានដឹងផងដែរថា Hime ហ្នឹងគឺអាចមើលខ្លួនឃើញដល់ហើយនេះពេលហ្នឹង Holo ហ្នឹងក៏បានទៅស្ទាក់ពីមុខតែម្ដងដល់ Hime ក៏បានកន្លែងមកក្រោយវិញនៅមិនឃើញជាមួយនឹង Holo មួយនឹងនោះទេកាត់មក Ichigo វិញគាត់គឺបានសម្លាប់ទៅលើ Holo បានច្រើនខ្លាំងមែនទែនហើយ Ishida ហ្នឹងគឺមិនចាញ់ Ichigo នោះទេគាត់គឺបានសម្លាប់បានរហូតដល់20ក្បាលឯណោះថែមទាំងនិយាយផងដែរថាទាំងនេះគឺសម្លាប់លោកគ្រូហើយខ្ញុំគឺត្រូវទៅឈ្នះមកកន្លែង Hime វិញនេះក៏បានប្រាប់ទៅកាន់ Chizuru ហ្នឹងឲ្យរត់ចាក់ចេញពីកន្លែងហ្នឹងឲ្យលឿនទៅប៉ុន្តែ Chizuru ហ្នឹងគឺអត់យល់អំពី Hime និយាយនោះទេពេលហ្នឹង Holo គឺបាននិយាយផងដែរថាគេគឺមិនឲ្យពួកគេទាំងពីរហ្នឹងរត់ចាក់ចេញពីកន្លែងហ្នឹងបាននោះទេ Holo គឺបានជាមួយនឹងពឹសរបស់ខ្លួនត្រូវជាមួយនឹង Chizuru ពេលហ្នឹង Chizuru គឺបាននិយាយប្រាប់ទៅកាន់ Hime ថានាងហ្នឹងគឺអត់អីនោះទេហើយនាងក៏ដឹងថាតើដៃរបស់នាងហ្នឹងគឺសុកគឺវាទៅជាបែបហ្នឹងទៅវិញក៏ដោយសារតែ Chizuru ហ្នឹងគឺមើលជាមួយពួក Holo ណាត់ឃើញនោះទេពេលហ្នឹងយើងបានឃើញថាដៃរបស់នាងគឺស្រាប់តែកម្រើកដោយខ្លួនឯងថែមទាំងចាប់ទៅលើដៃ Hime មិនអាចកម្រើកបាននោះទេកាត់មកកន្លែង Ruki វិញនាងហ្នឹងគឺបានដើររកជាមួយនឹងសញ្ញាទាំងអស់ហ្នឹងហើយក៏ដោយសារតែសញ្ញាច្រើនពេកនាងគឺពិបាករកខ្លាំងមែនទែនហើយរឿងក៏កាត់មកកន្លែង Hime វិញដោយសារតែស្ថានភាពបែបនេះនាងគឺពិបាកចាក់ចេញខ្លាំងមែនទែនព្រោះថាដៃរបស់នាងគឺត្រូវបាន Chizuru ហ្នឹងគឺចាប់ជាប់ហើយ Holo គឺបាននិយាយផងដែរថាខ្លួនហ្នឹងគឺតែប្រើជាមួយនឹងធម៌ពលរបស់ខ្លួនត្រឹមតែបន្តិចតែប៉ុណ្ណោះហើយវាក៏បញ្ជារាល់ដៃរបស់មនុស្សបានបើថាវាបញ្ជារាល់អវយវៈដែលខ្លួនហ្នឹងគឺបានបាញ់ចំកន្លែងហ្នឹងពេលហ្នឹងយើងបានឃើញថា Holo ហ្នឹងគឺបានបញ្ជារាល់មនុស្សជាច្រើនបាត់ហើយទ្រាំតែពួកគេបានដឹងខ្លួនហ្នឹងគឺវាហួសពេលហើយប៉ុន្តែពេលហ្នឹងយើងបានឃើញថា Tatsuki ហ្នឹងក៏បានមកជួយទាំងវាយទៅកាន់ពួកអស់ហ្នឹងឲ្យវាដេកអស់តែម្ដងប៉ុន្តែបើទោះបីជាវាយពួកគេដេកក៏ដោយក៏ថាពួកគេគឺនៅតែអាចក្រោកឡើងមកវិញបានព្រោះថានេះគឺជាការបញ្ជារបស់ Holo មួយហ្នឹងដោយសារតែមិនបានប្រយ័ត្ននាងក៏ត្រូវបាន Holo បានចាំមួយគ្រាប់ផងដែរហើយបើទោះបីជានាងគឺត្រូវមួយគ្រាប់ក៏ដោយក៏ថានាងគឺនៅតែអាចគ្រប់គ្រងនៃរាងកាយរបស់នាងបានក៏ដោយសារតែនាងគឺពិតជាស្រឡាញ់ទៅលើ Hime ខ្លាំងមែនទែនពេលហ្នឹងយើងបានឃើញថានាងគឺបានខំទៅលើដៃ Holo នឹងវិញទោះបីជានាងគឺមិនអាចវាយតបវិញបានក៏ដោយពេលហ្នឹង Holo នឹងគឺស្រ័យឡើងបកាច់ឡើងទៅនឹងតែម្ដងហើយដោយសារតែមិនអាចធ្វើអីបាន Holo គឺបានដាក់ជាមួយពឹសរបស់ខ្លួនថែមបន្ថែមទៀតដែលបានធ្វើឲ្យនាងនឹងគឺលែងអាចគ្រប់គ្រងជាមួយនឹងរាងកាយរបស់នាងបានបន្ថែមទៀតហើយដល់ពេលដែល Hime បានរើបំរាស់ដើម្បីចាក់ចែងដើម្បីទៅជួយទៅលើ Tatsuki ក៏បានធាក់ទៅលើនាងជើងក៏ដោយសារតែពេលនេះគឺថានាងនឹងគឺមិនអាចគ្រប់គ្រងរាងកាយរបស់នាងបានទៀតនោះទេតែគេនេះគឺថា Hime គឺបានព្យាយាមលងទៅលើ Tatsuki ដែលបានលើកជាមួយនឹងរឿងអតីតកាលដើម្បីមកនិយាយដល់ពេលនៅពីក្មេងនាងគឺតែគេត្រូវធ្វើបាបជារៀងរាល់ថ្ងៃក៏ដោយសារតែនាងនឹងគឺមានសក់ពណ៌ខពីគេសិស្សនៅក្នុងសាលាពួកគេគឺតែងតែធ្វើបាបនាងដោយយកជំងឺកន្ត្រៃកាត់សក់របស់នាងជារៀងរាល់ថ្ងៃដោយហើយនេះសក់របស់នាងនឹងគឺមិនដែលដុះវែងដូចគេនោះទេប៉ុន្តែតាំងពីនាងគឺបានស្គាល់ជាមួយនឹង Tatsuki មក Tatsuki គឺតែងតែការពារនាងទើបបានជាធ្វើឲ្យសក់នាងនេះគឺ
អាចដុសវិញមកដល់ពេលសពថ្ងៃដែលហើយនេះនាងក៏បានដាស់ទៅលើតាស៊ូគីនឹងឲ្យភ្ញាក់ស្មារតីវិញប៉ុន្តែបើទោះបីជានាងបានភ្ញាក់នៅស្មារតីរបស់នាងក៏ដោយនាងក៏នៅតែមិនអាចទប់ជាមួយនឹងរាងកាយរបស់នាងបាននោះទេព្រោះថាវានឹងគឺត្រូវបានបញ្ជាទៅដោយពួក Hollow នៅពេលដែលដឹងថាតាស៊ូគីនឹងគឺបានភ្ញាក់ឡើងមកបែបនេះក៏ថានាងគឺពិតជាសប្បាយចិត្តខ្លាំងមែនទែនហើយវាគឺបានធ្វើផ្ទុះជាមួយនឹងធម្មពលរបស់នាងដោយធម្មពលនឹងគឺវាបានផ្ទុះចេញមកពីស្នៀតសក់ដែលបងប្រុសរបស់នាងគឺបានឲ្យនាងនឹងឯងហើយវាគឺបានបង្កទៅជាខ្យល់ព្យុះធំខ្លាំងមែនទែនស្រាប់ពេលហ្នឹងគឺមានជាមួយនឹងមនុស្សចំនួន6នាក់គឺបានចេញមកពីធម្មពលនៃស្នៀតសក់មួយហ្នឹងដែលពួកគេបានតាំងខ្លួនថាគឺជាសុនសូរីកាហើយពួកគេទាំងហ្នឹងគឺបានកើតចេញមកពីធម្មពលនៃការតាំងចិត្តរបស់ហ៊ីមេហើយពួកគេនឹងក៏បាននិយាយផងដែរថាពួកគេនឹងក៏មានបណ្ណាគេនឹងអាចមើលឃើញនោះទេក្រៅពីអ្នកដែលមានជាមួយនឹងធម្មពលខ្ពស់នោះទេមួយវិញទៀតដើម្បីឲ្យនាងអាចប្រើជាមួយនឹងធម្មពលរបស់ពួកគេបានលុះតានាងចេះប្រើជាមួយនឹងភាសាវិញ្ញាណហើយដោយសារតែការណែនាំរបស់សុនសូរីកាទាំងអស់ហ្នឹងនាងក៏អាចប្រើជាមួយនឹងសមត្ថភាពថ្មីរបស់នាងបានពេលហ្នឹងហ៊ីមេបានបញ្ជាទៅលើសុនសូរីកាចំនួន3នាក់ដែលទី1គេមានឈ្មោះថាហ៊ីណារូគូនិងទី2មានឈ្មោះថាបៃខននិងទី3មានឈ្មោះថាលីលីស្របពេលដែល Hollow បានបញ្ជាជាមួយនឹងធម្មពលរបស់ខ្លួនបាញ់សម្ដៅទៅកាន់នាងពេលហ្នឹងពួកគេបានបង្កើតទៅជារនាំងដើម្បីការពារដល់ឃើញថាតាស៊ូគីគឺត្រូវរបួសច្រើនបែបនេះនាងក៏បានប្រើទៅការរីកាចំនួន2នាក់ឲ្យទៅព្យាបាលឲ្យនាងហើយពួកគេបានព្យាបាលនាងបានសម្រេចបន្ទាប់មកហ៊ីមេបានបញ្ជាទៅកាន់រីកាដែលមានឈ្មោះថាតាស៊ូគីឲ្យទៅវាផាទៅលើ Hollow នឹងដែលតាមតែមួយប្រៃភ្នែកក៏អាចយកឈ្នះបានយ៉ាងងាយតែម្ដងក៏ប៉ុន្តែបើទោះបីជានាងអាចយកឈ្នះទៅលើ Hollow នឹងបានក៏ពិតមែននាងក៏ត្រូវបានដួលសន្លប់ដូចគ្នាព្រោះថានាងអស់កម្លាំងខ្លាំងមែនទែនដោយសារតែប្រើជាមួយនឹងធម្មពលអស់ច្រើនខ្លាំងពេកហើយស្របពេលហ្នឹងផងដែរសុនសូរីកាចំនួន6នាក់ហ្នឹងក៏បានប្រែក្លាយទៅជាកម្រងផ្ការបស់នាងវិញពេលហ្នឹងយើងបានឃើញថាអ៊ូរ៉ាហារ៉ាក៏បានមកដល់កន្លែងហ្នឹងដូចគ្នាថែមទាំងមកយកនាងដើម្បីទៅកន្លែងផ្ទះរបស់គាត់ហើយគាត់ថែមទាំងនាំយកជាមួយនឹងសាដូមកទៀតផងពេលហ្នឹងពួកគេទាំងពីរនាក់បានក្រោកឡើងមកវិញនៅក្នុងផ្ទះរបស់អ៊ូរ៉ាហារ៉ាដែលមូលហេតុដែលអ៊ូរ៉ាហារ៉ាយកគេមកទីនេះគឺដើម្បីមកនិយាយអំពីរឿងខ្លះៗអំពីអ៊ីស៊ីហ្គូប្រាប់ទៅកាន់ពួកគេទាំងពីរនាក់នៅកន្លែងអ៊ីស៊ីដាវិញគឺថាគាត់ហ្នឹងគឺបានឈាមដាយក៏ដោយសារតែគាត់ហ្នឹងគឺបានបាញ់សម្លាប់ទៅលើពួក Hollow ហ្នឹងច្រើនខ្លាំងមែនទែនប៉ុន្តែវាមានទទួលបានអីតទេសោះក្រៅពីឈឺដៃរបស់ខ្លួនគាត់ដោយសារតែថ្នាក់របស់គាត់ហ្នឹងគឺទូចនោះទេប៉ុន្តែហៅជាមួយនឹង Hollow មកច្រើនខ្លាំងមែនទែនកាត់មកកន្លែងអ៊ូរ៉ាហារ៉ាវិញគាត់បានយកជាមួយនឹងរឿងរបស់អ៊ីស៊ីហ្គូមកនិយាយប្រាប់ទៅកាន់សាដូជាមួយនឹងហ៊ីមេដោយសារតែអ៊ីស៊ីហ្គូហ្នឹងគឺបានទទួលយកជាមួយសំណើធ្វើជាយមទូតហើយក៏ដោយសារតែកម្លាំងនៃធម្មពលវិញ្ញាណរបស់គាត់ខ្លាំងពេកវាក៏បាននាំផលប៉ះពាល់ទៅដល់ហ៊ីមេនិងសាដូប៉ុន្តែពួកគេទាំងពីរហ្នឹងគឺហាក់បីដូចជាមិនជឿនោះទេតែឃើញថាពួកគេទាំងពីរហាក់បីដូចជាមិនជឿបែបនេះអ៊ូរ៉ាហារ៉ាក៏បាននាំពួកគេដើម្បីទៅមើលការពិតតែម្ដងកាត់មកកន្លែងរូគីវិញនាងក៏បានជួបជាមួយនឹង Hollow មកក្បាលដូចគ្នាក៏ប៉ុន្តែដោយសារតែនាងអត់ទាន់មានជាមួយនឹងធម្មពលពេញលេញនាងគឺពិបាកវាយឈ្នះទៅលើ Hollow នឹងខ្លាំងមែនទែនពេលហ្នឹងខនក៏បានមកដល់តាមដល់លោធាក់ទៅលើ Hollow នឹងមួយជើងដែលបានធ្វើខ្ទាតទៅមួយកន្លែងពេលហ្នឹងយើងបានឃើញថារូគីគឺពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនហើយក៏សប្បាយចិត្តផងដែរដែលឃើញថា Ichigo នឹងក៏អត់មានកើតអីប៉ុន្តែនាងក៏ដឹងនោះទេថាក្នុងរាងកាយហ្នឹងគឺជាខននោះទេហើយដោយដែលយើងដឹងចឹងអាប៉ែខនហ្នឹងគឺពិតជាខូចខ្លាំងមែនទែនឲ្យតែបានរាងកាយរបស់ Ichigo ហើយគាត់ហ្នឹងក៏បានលោតទៅអោបទៅលើរូគីទៀតផងហើយរូគីក៏បានដាក់មួយជើងតែម្ដងនៅពេលដែលដឹងថាហ្នឹងគឺជាខនពេលហ្នឹងយើងបានឃើញថា Ichida ក៏បានមកដល់នឹងដូចគ្នាហើយមូលហេតុដែលគាត់មកដល់កន្លែងហ្នឹងក៏ដោយសារតែគាត់តាមរកជាមួយនឹង Ichigo ដើម្បីប្រជែងគ្នានឹងឯងនៅពេលដែលគាត់សួរទៅអាប៉ែខនហ្នឹងក៏បានធ្វើល្ងើឡើងពេញហ្នឹងចំខ្ញុំមិន Ichigo ណាបច្ចេកមិនកើតពេលហ្នឹងយើងបានឃើញថា Hollow គឺបានចេញពីក្រោយអាប៉ែខនជាមួយនឹង Rocky ប៉ុន្តែពេលហ្នឹងយើងបានឃើញថា Ichida ហ្នឹងក៏បានទាញព្រួយដើម្បីបាញ់ហើយប៉ុន្តែពេលហ្នឹងអា Hollow ហ្នឹងក៏ត្រូវបានដាច់ពាក់កណ្ដាលតែម្ដងហើយ Ichigo ហ្នឹងក៏បានមកដល់កន្លែងហ្នឹងដូចគ្នាគឺយើងបានឃើញថា Ichigo ក៏បានបញ្ចូលជាមួយនឹង Ichida ហើយការភ្នាល់របស់ពួកគេក៏បានចាប់ផ្ដើមឡើងនៅពេលហ្នឹងតែម្ដងពេលហ្នឹងយើងបានឃើញថា Ichida គឺបានឃើញជាមួយនឹង Hollow នៅពេលក្រោយរបស់ Ichigo ប៉ុន្តែ Ichigo ហ្នឹងក៏បានតរាំងក្របដែល Ichida ហ្នឹងគឺបានបាញ់ហើយគាត់គឺបានកាប់ទៅលើ Hollow នឹងតែម្ដង Ichigo គឺបាននិយាយឌឺដងទៅលើ Ichida ច្រើនខ្លាំងមែនតើដែលថា Ichida នេះគឺជាអ្នកនាំគាត់ឲ្យមកប្រកួតគ្នាបែបហ្នឹងមួយវិញទៀតគឺថាគាត់នឹងធ្វើឲ្យ Ichida ហ្នឹងគឺដឹងខ្លួនថាខ្លួនឯងគឺជាអ្នកចាញ់មួយវិញទៀត Ichida នៅពេលនេះគឺកាន់តែរបួសធ្ងន់នៅហើយគាត់ក៏រៀងភ្ញាក់ផ្អើលផងដែរហើយក៏រៀងភ័យដូចគ្នាក៏ដោយសារតែគាត់ហ្នឹងគឺមិនមែនជាអ្នកខ្លាំងនោះទេគាត់ថាគាត់ហ្នឹងគឺចង់បង្ហាញថាពួក Quincy ហ្នឹងគឺមានជាមួយនឹងថាពលអាចខ្លាំងជាងពួកយមទូតទៀតដែលបានន័យថាមនុស្សហ្នឹងគឺមិនត្រូវការជាមួយពួកយមទូតនោះទេដោយ Ichigo ហ្នឹងក៏បាននិយាយផងដែរថានៅក្នុងពេលនេះគឺថាវាគឺគ្រាន់តែជាចំនួនរៀងពួកគេទាំងពីរនោះទេចឹងហើយគឺអ្នកផ្សេងក៏មានពាក់ព័ន្ធនោះទេក៏ប៉ុន្តែនៅពេលហ្នឹងត្រូវតែបាយប្រេះជាមួយនឹងវាលំហនៅលើលំហអាកាសតែម្ដងដែលពួកគេក៏ភ្ញាក់ផ្អើលទាំងអស់គ្នាតែម្ដងពេលហ្នឹងផងដែរយើងបានឃើញថាអាប៉ែ Ichida ហ្នឹងក៏បាននិយាយផងដែរថាតើបន្តការប្រេះមួយហ្នឹងវាបានបង្កើតឡើងទៅដល់ Hollow ដ៏ធំមួយចឹងហើយពួកគេហ្នឹងគឺត្រូវតែកម្ចាត់ជាមួយនឹង Hollow មួយហ្នឹងទើបអាចសម្លាប់ទៅលើ Hollow ទូចបានពេលហ្នឹង Ichida ក៏បានរត់សម្រុកទៅកន្លែងហ្នឹងតែម្ដងដោយ Ichigo ហ្នឹងគឺអត់ចង់ហ៊ានទៅនោះទេ Ichida ក៏បានងាកមកក្រោយវិញថាប់តាំងនិយាយផងដែរថា Ichigo តែឯងហ្នឹងគឺខ្លាចមែនហើយបើសិនបើជាឯងខ្លាចឯងគ្រាន់តែនៅកន្លែងហ្នឹងទៅហើយគ្រាន់តែឈរមើលយើងទៅគឺ
បានហើយនៅក្នុងការប្រកួតមួយនេះគាត់គឺជាអ្នកឈ្នះហើយពេលហ្នឹង Ishida គឺបានទៅបាញ់ទៅលើ Hollow នឹងពី3ក្បាលថែមទាំងស្រែកផងដែរថាយើងគឺនៅឈរទីនេះយើងគឺជា Yuri Ishida ដែលជាពួក Quincy ចុងក្រោយបំផុត Ichigo នៅពេលដែលឮថា Quincy ចុងក្រោយគេបង្អស់គាត់គឺរៀងភាំងផងដែរថែមទាំងសួរវាទៅកាន់ Rocky ក៏បាននិយាយផងដែរថាគេគឺជា Quincy ហើយ Quincy គឺបានផុតពូជតាំងពី200ឆ្នាំមុនមកម្លេះដោយហេតុនេះគេគឺជា Quincy ចុងក្រោយគេបង្អស់ហើយដោយនេះគឺបាននិយាយផងដែរថាពពួក Quincy គឺត្រូវបានផុតពូជដោយសារតែពពួក Soul Reaper នឹងឯងហើយវាគឺជាការសម្រេចចិត្តដ៏លំបាកបំផុតសម្រាប់ពួក Soul Reaper មួយវិញទៀតពួក Soul Reaper គឺបានសម្លាប់ទៅលើពួក Quincy គឺដើម្បីការពារនៅពិភពលោកនោះទេមូលហេតុហ្នឹងក៏ដោយសារតែវាគឺអាចនឹងធ្វើឲ្យបាត់នៃភាពថេរនៃពិភពលោកផងដែរមូលហេតុក៏ដោយសារតែការបង្កើតចំណុចព្រលឹងទាំងអស់នៃពិភពព្រលឹងគឺអាចដើរជុំវិញនៃពិភពលោកឬដើរទៅកាន់ពិភពនៃមនុស្សបានធម្មតាមួយវិញទៀតបើសិនបើជាយើងសម្លាប់នៃពួកព្រលឹងទាំងអស់នោះវានឹងធ្វើឲ្យបាត់នៃភាពថេររវាងមនុស្សនិងព្រលឹងផងដែរមួយវិញទៀត Quincy បើសិនបើគេសម្លាប់ទៅលើព្រលឹងអាក្រក់ណាមួយហើយនោះពួកគេនឹងសម្លាប់ចោលទាំងអស់តែម្ដងទោះបីជាព្រលឹងនោះគឺចង់កែខ្លួនយ៉ាងណាក៏ដោយប៉ុន្តែបើសិនបើជាធៀបជាមួយនឹង Soul Reaper ពួកគេនឹងទុកឲ្យព្រលឹងណាមួយដែលកែខ្លួនពួកគេនឹងទុកឲ្យពួកគេបន្តទៅមុខទៀតនិងបញ្ជូនពួកគេទៅកាន់ Soul Society នឹងឯងចឹងហើយទៅយើងបានឃើញថាពួកគេគឺមានជាមួយនឹងផ្នត់កំណត់ខុសគ្នាដែលបានធ្វើឲ្យ Soul Reaper បញ្ចប់ជាមួយនឹងពួកគេដែលបំផុតពូជនៃពួក Quincy នឹងតែម្ដងដោយតាមពិតទៅពួក Soul Reaper គឺមានតាំងពីយូរមកម្លេះប៉ុន្តែចំណែកពួក Quincy គឺតែលេចមុខឡើងនោះទេហើយដល់ពេលដែលពួកគេលេចមុខឡើងពួកគេក៏បានសម្លាប់នៅ Hollow នឹងទាំងអស់តែម្ដងបើនិយាយចាំទៅពួកគេនឹងគឺជាផ្នត់កំណត់មួយរបស់មនុស្សនឹងឯងដូចដែលយើងដឹងចឹងគឺថាមនុស្សគឺថាពួកគេផ្នត់កំណត់មួយគឺស្ទើរតែបំផ្លាញអ្វីចោលទាំងអស់បើនិយាយចំទៅគឺថាពួក Quincy នឹងក៏ជាផ្នែកមួយនៃមនុស្សដូចគ្នាព្រោះថាពួកគេនឹងគឺជាមនុស្សដែលមាននៅធម្មពលនៅពេលដែលឃើញបែបនេះគឺថា Ichigo គឺបានរត់ទៅកន្លែង Ishida លឿនខ្លាំងមែនទែនដើម្បីទៅនិយាយប្រាប់ទៅកាន់ Ishida នៅពីពេកទាំងអស់ហ្នឹងពេលហ្នឹងយើងបានឃើញថា Ishida គឺបានបាញ់ជាមួយនឹងពួក Hollow នឹងច្រើនខ្លាំងមែនទែនប៉ុន្តែបើទោះបីជាណាក៏ដោយថ្នាក់លេខរបស់ពួកវានឹងគឺមិនធ្លាក់ចុះនោះទេដែលហើយនេះគាត់គឺឆ្ងល់ខ្លាំងមែនទែនពេលហ្នឹងយើងបានឃើញថា Ichigo នឹងគឺបានរត់មកកន្លែងលឿនខ្លាំងមែនទែនថាមទៅរវាយបំបុកទម្លុះជាមួយពួក Hollow នឹងច្រើននឹងខ្ទៀតលំពេញហ្នឹងតែម្ដងហើយ Ichigo ក៏បាននិយាយប្រាប់ទៅកាន់ Ishida ផងដែរថាគោលគំនិតរបស់ឯងនឹងគឺពិតជាល្ងងខ្លៅខ្លាំងមែនទែនមួយវិញទៀតខ្ញុំគឺមិននៅខាងណានោះទេខ្ញុំមិននៅខាង Soul Reaper ហើយក៏មិននៅខាង Quincy នោះដែរមួយវិញទៀតការកើតរបស់ Ishida គឺពិតជាខុសខ្លាំងមែនទែនដែលថាគាត់នឹងគឺយករឿងចាស់ៗយកមកកើតដើម្បីធ្វើជាគំនុំប៉ុន្តែ Ishida ក៏បាននិយាយផងដែរថាគាត់នឹងគឺមិនដែលខ្វល់អំពីរឿង200ឆ្នាំមុននោះទេហើយរឿងទាំងអស់នេះគាត់ក៏បានលើកអំពីឪពុកម្ដាយរបស់គាត់បាននិយាយប្រាប់គាត់ផងដែរប៉ុន្តែចាប់តាំងពីលោកគ្រូរបស់គាត់បានស្លាប់ទៅគាត់បានមកសល់ជាមួយនឹងពាក្យពេចន៍និយាយមកកាន់គាត់តែគ្រូរបស់ Ishida គឺបាននិយាយថាគាត់គឺមិនចង់រំលឹកអំពីរឿងកាលពី200ឆ្នាំមុននោះទេហើយគាត់ក៏មិនចង់ឲ្យ Ishida យករឿងទាំងអស់ហ្នឹងយកមកធ្វើជាគំនុំនោះដែរហើយដោយដែលបានដឹងអញ្ចឹងមនុស្សគឺកាន់តែស្លាប់ច្រើនទៅដោយសារតែ Hollow ហើយពួកយើងគឺមិនអាចឈរមើលនៅមនុស្សទាំងនោះស្លាប់នោះទេបើទោះបីជាវាគឺត្រូវបានបាត់បង់ជាមួយនឹងភាពថេរក៏ដោយហើយយើងគឺមិនអាចចាត់ទុកថាអ្នកណាជាអ្នកខុសអ្នកណាគឺជាអ្នកត្រូវនោះទេយើងមិនអាចមើលឃើញថាខាងណាខុសខាងណាត្រូវបាននោះទេបើនិយាយចាំទៅគោលកំណត់របស់ពួកគេទាំងពីរគឺអត់ខុសគ្នានោះទេ Soul Reaper ពួកគេសម្លាប់នៅ Quincy ដើម្បីការពារនៃព្រលឹងចំណែកឯ Quincy សម្លាប់នៅព្រលឹងអាក្រក់ដើម្បីការពារនៅមនុស្សភាពថេរទាំងពីរនេះគឺមិនអាចខ្វះគ្នាបាននោះទេចឹងហើយគឺមានតែការរួមគ្នាដើម្បីបង្ការនៃរឿងទាំងអស់ហ្នឹងប៉ុន្តែដោយសារតែមានគោលគំនិតផ្សេងពីគ្នាភាគីម្ខាងគឺត្រូវតែកំទេចចោលចឹងហើយយើងបានឃើញថា Quincy គឺត្រូវបានផុតពូជ Ishida គឺបាននិយាយបន្តទៀតថាគាត់ក៏យល់ដែរថាមានតែការរួមគ្នានោះទេតែបង្ការនៅរឿងទាំងអស់នេះបានប៉ុន្តែចាប់តាំងពីលោកគ្រូរបស់គាត់ត្រូវបានស្លាប់ទៅគាត់គឺបានច្បាំងគ្នាជាមួយនឹងពួក Hollow ចំនួន5ដែលមានទំហំធំពេលហ្នឹងពួក Soul Reaper ក៏បានមកដល់កន្លែងហ្នឹងដូចគ្នាប៉ុន្តែពួកគេគឺមកដល់ក្រោយពេលដែលលោកគ្រូរបស់គាត់គឺបានច្បាំងជាមួយនឹង Hollow ហ្នឹង2ម៉ោងមុនឯណោះហើយពួកគេក៏បានយកឈ្នះទៅលើ Hollow ទាំងអស់ហ្នឹងហើយពួកគេក៏បានទទួលស្គាល់អំពីភាពខ្លាំងរបស់លោកគ្រូរបស់ខ្លួនដែរប៉ុន្តែពួកគេគឺមានអ្នកមកជួយសង្គ្រោះត្រឡប់ទៅវិញប៉ុន្តែចំណែកលោកគ្រូរបស់គាត់បែរជាមិនមានពួក Soul Reaper ណាមកជួយសង្គ្រោះគាត់នោះទេចឹងហើយបានន័យថាពួកគេបានទុកឲ្យលោកគ្រូរបស់គាត់គឺត្រូវបានស្លាប់ហើយនៅពេលនេះគាត់គឺធ្វើជាមួយទូនាទីមួយនេះជំនួសឲ្យលោកគ្រូរបស់គាត់គឺចង់បង្ហាញទៅលើពួក Soul Reaper ថាពួក Quincy គឺមិនត្រូវការជាងពួក Soul Reaper នោះទេ Ishida គឺបាននិយាយបន្តទៀតថាបើសិនបើឯងគិតថាគំនិតរបស់ខ្ញុំខុសឯងគ្រាន់តែឈរនៅកន្លែងនោះហើយគ្រាន់តែសង្កេតមើលទៅគឺបានហើយ Ichigo ក៏ពិតជាខឹងខ្លាំងមែនតើថាលោកទៅធាក់ទៅលើ Ishida មួយជើងហើយ Ishida ក៏បាននិយាយផងដែរថាតែឯងកំពុងតែធ្វើស្អីហ្នឹង Ichigo បាននិយាយផងដែរថាឯងនេះគឺដូចជាប្រមាថខ្ញុំពេកហើយឯងគិតថាខ្ញុំនេះគឺឈរមើលមនុស្សងាប់ចឹងមែនមួយវិញទៀតក្តីសង្ឃឹមរបស់លោកគ្រូរបស់ឯងគឺមិនមែនជាការបង្ហាញថាខ្លួនឯងខ្លាំងនោះទេក៏ឯងដឹងដែរតើថា Quincy ជាមួយនឹង Soul Reaper គឺជាការរួមកម្លាំងគ្នាដើម្បីធ្វើការជាមួយនឹងគ្នា
ចោះតែពេលណាទើបឯងនឹងគឺអាចធ្វើជាមួយនឹងរឿងទាំងអស់នេះពេលណាពួកគេទាំងពីរគឺបានទ្រាំដៃគ្នាដើម្បីច្បាំងគ្នាជាមួយនឹង Hollow ទាំងអស់ហ្នឹងហើយបើទោះបីជាពួកគេនេះគឺច្បាំងយ៉ាងណាក៏ដោយ Hollow គឺនៅតែកើនឡើងពេលហ្នឹងច្រកទ្វារគឺត្រូវបានប្រេះហើយ Hollow ដ៏ធំមួយគឺបានហែកចេញមកតែម្ដងពេលហ្នឹងដល់ឃើញថាមិនមានណាគឺអាចសម្លាប់ទៅលើ Hollow ដ៏ធំមួយហ្នឹងយើងបានឃើញថាឧរាហរណ៍គឺបានមកដល់តែម្ដងដែលគាត់ហ្នឹងគឺបាននាំជាមួយនឹងកូនចៅរបស់គាត់3នាក់ដើម្បីច្បាំងគ្នាជាមួយនឹង Hollow ទុយពីខាងក្រោមដើម្បីឲ្យពួកគេទាំងពីរហ្នឹងទៅច្បាំងគ្នាជាមួយនឹង Hollow ធំមួយហ្នឹង Rocky រៀនភ្ញាក់ផ្អើលផងដែរក៏ដោយសារតែនេះគឺធ្លាប់ឃើញតែ Hollow យក្សហ្នឹងគឺនៅក្នុងសភៅនោះទេប៉ុន្តែនៅពេលនេះគឺបានឃើញផ្ទាល់ភ្នែកតែម្ដងពេលហ្នឹង Ichigo គឺសម្រុកចូលទៅមុនតែម្ដង Ichida ហ្នឹងគឺខាមគាត់ដែរប៉ុន្តែហាមគាត់អត់ទាន់នោះទេពេលហ្នឹងបានឃើញថា Hollow ហ្នឹងគឺបានទាត់ Ichigo គ្រៀតមកវិញពេលហ្នឹង Ichida គឺបានសួរទៅកាន់ Ichigo ថាតើឯងហ្នឹងគឺមានកាតអីអត់ Ichigo បាននិយាយឡើងមើងម៉ាត់តែម្ដងថាគាត់ហ្នឹងកើតកាតអីនោះទេប៉ុន្តែក្បែរគាត់ហ្នឹងគឺត្រូវបានហូរឈាម Ichida គឺបានសួរទៅកាន់ Ichigo ផងដែរថាតើឯងហ្នឹងគឺមានកម្រងយ៉ាងម៉េចចំពោះការយកឈ្នះទៅលើ Hollow ដ៏ធំមួយហ្នឹង Ichigo គឺបានប្រាប់អំពីកម្រងរបស់គាត់តែគាត់ហ្នឹងគឺចង់កាប់ទៅលើជើងវាមុនហើយគាត់គឺទៅតែកាប់វាមកកង់ធ្វើដល់ក្បាលរបស់វានេះគឺធ្លាប់មកដល់ដីហើយកម្រងមួយហ្នឹងវាទៅវាពិតជាឈួតខ្លាំងមែនទែនក៏ដោយសារតែគាត់ហ្នឹងក៏ដឹងនោះទេថា Hollow ហ្នឹងវាយ៉ាងម៉េច Ishida គឺបាននិយាយផងដែរថាគាត់ហ្នឹងគឺមិនជឿលើយុទ្ធសាស្ត្ររបស់ Ichigo នោះទេមើលទៅវាដូចគឺដូចជាមិនបានផលតទៅសោះពេលហ្នឹងគាត់បាននិយាយអំពីយុទ្ធសាស្ត្រថ្មីដែលថាពួកគេគឺត្រូវតែយកជាមួយនឹងដាវរបស់ Ichigo បញ្ចូលជាមួយនឹងធម៌ពលរបស់ពួកគេរួមគ្នាដើម្បីបាញ់ទៅជាមួយនឹងធ្នូរបស់គាត់ប៉ុន្តែ Ichigo ហ្នឹងគឺអត់យល់នោះទេគាត់មក Hime ជាមួយនឹង Shadow វិញដោយនាងគឺបាននិយាយផងដែរថាព្រឹត្តិការណ៍មួយដែលនាងគឺនៅតែចងចាំនាងគឺមិនបានភ្លេចវានោះទេហើយនាងគ្រាន់តែសង្ស័យចំពោះរឿងទាំងនឹងតែប៉ុណ្ណោះនៅពេលដែល Ichigo ហ្នឹងគឺបានច្បាំងគ្នាជាមួយនឹងបងប្រុសរបស់នាងកាលមក Ishida ជាមួយនឹង Ichigo វិញដែលបានឃើញថា Ishida ហ្នឹងគឺបានបង្ហាញអំពីយុទ្ធសាស្ត្រថ្មីរបស់គាត់ដែលគាត់ហ្នឹងគឺបានយកជាមួយនឹងដាវរបស់ Ichigo នេះយកមកពាក់ជាមួយនឹងក្បាលរបស់គាត់ហើយមើលទៅវាដូចគ្នាជាមួយនឹង Chainsaw Man ខ្លាំងមែនទែនហើយគាត់ហ្នឹងគឺបាននិយាយផងដែរថានៅពេលដែលគាត់ធ្វើបែបនេះគឺថាឲ្យ Ichigo ហ្នឹងគឺបញ្ចេញជាមួយនឹងធម៌ពលនៃវិញ្ញាណរបស់គាត់ទាំងអស់ចូលទៅក្នុងដាវនឹងទាំងអស់ហើយគាត់ហ្នឹងនឹងបាញ់ជាមួយនឹងធម៌ពលរបស់គាត់វានឹងបង្កើតទៅជាធ្នូមួយដ៏ធំនិយាយចាំទៅប្រហែលជា Ishida ហ្នឹងគិតថា Ichigo ហ្នឹងអាចប្រើនៅបាំងខៃបានហើយប្រហែលជាគាត់ហ្នឹងគឺឲ្យ Ichigo ហ្នឹងគឺបញ្ចេញជាមួយនឹងធម៌ពលរបស់ខ្លួនឯងទាំងអស់បើនិយាយចាំទៅមានគឺសូមបើកវងចរបន្តិចក៏ដោយសារតែអាបាំងខៃហ្នឹងវាគឺជាការដំឡើងជាមួយនឹងធម៌ពលរបស់ពួក Soul Reaper ហ្នឹងឯងហើយនៅពេលដែលយើងប្រើជាមួយនឹងបាំងខៃហ្នឹងក៏អាចបាញ់ទៅកាន់គូសត្រូវបានដូចគ្នានិយាយចាំទៅគឺថាវាមានពីរប្រភេទពេលហ្នឹង Ichigo គឺបាននិយាយផងដែរថាគាត់ហ្នឹងគឺអត់ចេះនោះទេគាត់មិនដឹងថាធ្វើរបៀបម៉េចនោះទេប៉ុន្តែពេលហ្នឹង Ishida គឺបាននិយាយផងដែរថាចំហើយចោះពីមុនមកគឺឯងហ្នឹងគឺបានវាយគ្នាជាមួយនឹង Hollow ដល់របៀបម៉េចទៅ Ichigo បាននិយាយផងដែរថាគាត់ហ្នឹងគឺមិនអាចប្រើសិលបាននោះទេនិយាយចាំទៅគាត់ហ្នឹងគឺបានត្រឹមតែកាប់ជាមួយ Hollow ធម្មតានោះទេអត់ចេះប្រើសិលដូចគេនោះទេហើយពួកគេគឺកាន់តែគៀងហើយដោយសារតែពីរនាក់ហ្នឹងគាត់អាចធ្វើអីបាននោះទេពេលហ្នឹងជាមិនឃើញថា Hollow ក៏បានមកដល់នឹងតែម្ដងហើយវាក៏បានត្រៀមជាមួយនឹងមាត់របស់វាបាញ់ជាមួយនឹងថាំបុសម្ដៅទៅកាន់ពួកគេទាំងពីរនាក់ពេលហ្នឹង Ishida ក៏បាននាំ Ichigo រត់ប៉ុន្តែ Ichigo ហ្នឹងគឺអត់ព្រមរត់នោះទេ Ishida ក៏បាននិយាយផងដែរថាអញ្ចឹងគឺមានតែប្រើជាមួយនឹងធ្នូនេះបាញ់ទៅទាំងពីរនាក់អីប៉ុន្តែពេលហ្នឹងគឺថា Ichigo នេះគឺអត់ព្រមនោះទេគាត់ហ្នឹងគឺបាន Ishida ហ្នឹងគឺរត់ចាក់ចេញទៅហើយគាត់ក៏បានដកជាមួយនឹងដាវហ្នឹងរត់ទៅទប់ជាមួយនឹងធម្មពលមួយនឹងតែម្ដងនៅពេលដែលឃើញនេះគឺថា Ichida ហ្នឹងគឺពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែននៅពេលដែលឃើញថាធម្មពលរបស់ Ichigo ហ្នឹងគឺដូចជាកើនឡើងអញ្ចឹង Ichida គឺបានឃើញអំពីពាក្យសម្ដីរបស់គ្រូរបស់ខ្លួនដែលបាននិយាយផងដែរថាបើទោះបីជាឯងមានជាមួយនឹងធម្មពលខាងវិញ្ញាណច្រើនយ៉ាងណាក៏ដោយនៅពេលណាដែលបានទប់ជាមួយនឹងធម្មពលដ៏ខ្លាំងក្លាណាមួយកាន់តែយូរនោះវាអាចនឹងឆេះនៅធម្មពលរបស់ឯងនឹងត្រូវរលាយប៉ុន្តែបើសិនបើជាឯងអាចទប់វាបានយូរនោះវាបង្ហាញថាលំហូរនៃធម្មពលរបស់ឯងហ្នឹងគឺវាច្រើនជាងមុនហើយបើទោះបីជាលំហូរនោះវាមានជាមួយនឹងលំហូរនៃធម្មពលច្រើនយ៉ាងណាក៏ដោយវាគឺនៅតែអស់ដដែលនោះទេវាដូចគ្នាទៅនឹងក្បាលរមណីទឹកដែលគេបានបើកនៅទឹកចោលអញ្ចឹងបើសិនបើជាយើងគឺមិនបានរត់ទៅបិទវាឲ្យទាន់ពេលនោះវានឹងត្រូវបានអស់នៅទឹកទាំងអស់នោះដែលនៅក្នុងព្រឹត្តិការណ៍មួយនេះគឺថា Ichida នេះគឺខ្លាចថា Ichigo នឹងគឺមិនអាចគ្រប់គ្រងនៅធម៌ពលរបស់ខ្លួនឯងបាននោះទេកាលមក Ichigo វិញបើទោះបីជាគាត់គឺត្រូវបានបញ្ចេញនៅធម៌ពលរបស់ខ្លួនឯងច្រើនយ៉ាងណាក៏ដោយគាត់គឺនៅតែព្យាយាមបើវាតបទៅលើ Hollow នឹងវិញហើយជាបានឃើញថាគាត់បានវេទៅលើធម៌ពលមួយនឹងត្រឡប់ទៅវិញដែលបានពួក Hollow នឹងគឺទៅរបួសផងដែរពេលហ្នឹង Ichigo គឺបាននិយាយផងដែរថានៅពេលនេះគាត់នឹងគឺបានឈ្នះហើយពេលហ្នឹងពួកគេទាំងពីរក៏បាននិយាយទល់មុខគ្នាពេលហ្នឹង Ichigo ក៏បាននិយាយផងដែរថាគាត់នឹងគឺអត់មានពីអីនិយាយនោះទេក្រៅពីអរគុណទៅលើ Ishida ក៏តែមួយរំពេចហ្នឹងលំហូរនៃធម៌ពលរបស់ Ichigo គឺបានផ្ទុះចេញមកខាងក្រៅតែម្ដងលំមូលហើយហ្នឹងក៏ដោយសារតែគាត់នឹងគឺទ្រាំទ្រជាមួយនឹងធម៌ពលរបស់ Hollow មួយនឹងខ្លាំងពេកនឹងបញ្ចេញនៅធម៌ពលរបស់គាត់ច្រើនពេកជាងហើយគាត់នឹងគឺមិនអាចទប់ទល់ជាមួយនឹងធម៌ពលរបស់គាត់បានទាន់នោះទេដល់ពេលហ្នឹង Rocky ក៏បាននិយាយផងដែរថាបើសិនបើជាបន្តបែបនេះទៀតជាងហើយ Ichigo ក៏មិនអាចទ្រាំទ្រនៅធម៌ពលរបស់ខ្លួនឯងបាននោះទេពេលហ្នឹងជាបានឃើញថា Ichida ក៏បានគិតនៅវិធីម្យ៉ាងគាត់គឺត្រូវតែជួយទៅលើ Ichigo
គាត់បានទាញជាមួយធូររបស់គាត់បាញ់ទៅច្រើនខ្លាំងមែនទែនដើម្បីប្រឆាំងគ្នាជាមួយនឹងថាមពលរបស់ Ichigo គឺបានសួរទៅលើ Ishida ថាតើឯងនេះគឺកំពុងតែធ្វើអីនឹងដែលរបស់ឯងនឹងគឺវាបានឈាមអី Ishida បាននិយាយផងដែរថាគាត់នឹងគឺមិនអីនោះទេឯងនឹងគឺបិទមាត់ទៅ Ichigo បានប្រាប់ឲ្យ Ishida នឹងគឺជប់ភ្លាមទៅប៉ុន្តែ Ishida នឹងគឺបានប្រាប់ឲ្យ Ichigo នឹងគឺបិទមាត់វិញពេលហ្នឹងគាត់ក៏បាននឹកឃើញអំពីគំរូរបស់គាត់ដែលថាគាត់នឹងគឺចង់ឲ្យ Ishida នឹងគឺរួមគ្នាជាមួយនឹងពួក Soul Reaper ដើម្បីច្បាំងគ្នាជាមួយនឹងពួក Hollow ប៉ុន្តែនៅពេលនេះគាត់នឹងគឺបែរជាសម្លឹងមើលទៅឆ្ងាយដោយយកគំនុំយកមកសងស្ទឹកទៅលើពួក Soul Reaper ទៅវិញប៉ុន្តែនៅពេលនេះគាត់នឹងគឺបានដឹងច្បាស់ហើយដែលហេតុនេះគាត់គឺបានសម្រេចចិត្តថាគាត់នឹងជួយសង្គ្រោះទៅលើ Ichigo និងបានគិតផងដែរថានៅពេលនេះគាត់គឺបានជួយសង្គ្រោះទៅលើពួក Soul Reaper ហើយជាងហើយសង្ឃឹមថាលោកគ្រូនឹងអត់ទោសឲ្យខ្ញុំពេលនេះបានឃើញថាគាត់គឺបាញ់រហូតតែថាមពលនឹងគឺបានបាត់ដូចជាដែរនឹងគឺបានចោលបាញ់រហូតគាត់នឹងគឺបានអស់កម្លាំងពីខ្លួនតែម្ដងហើយ Ichigo ក៏នៅដេកនៅកន្លែងនឹងដូចគ្នាទាំងពីរនាក់នឹងតែម្ដងហើយសាច់រឿងគឺយើងបានឃើញថា Rocky គឺពិតជាព្រួយបារម្ភខ្លាំងមែនទែនព្រោះថានៅពេលដែល Ichigo គឺបានជិះឈ្នះទៅលើ Hollow ដ៏ធំមួយហ្នឹងវាគឺបានធ្វើឲ្យដឹងទៅដល់ពួក Soul Reaper ដែលហើយនេះពួកគេប្រហែលជាអាចមករកនាងកាន់មកខនជាមួយនឹង Ichigo វិញក៏ដូចសារតែការឆ្លុះបកាយគ្នារវាងខនជាមួយនឹង Ichigo គាត់គឺហាក់បីជាអន់ចិត្តខ្លាំងមែនទែនដែលហើយនេះខនគឺកើតចង់ថាគាត់នឹងគឺចង់រត់ចេញពីផ្ទះ Ichigo គឺបានទៅហៅ Rocky ឲ្យទៅរៀនដោយ Rocky ក៏បាននិយាយផងដែរថានៅថ្ងៃនេះនឹងគឺពេលជាអស់កម្លាំងខ្លាំងមែនទែនដោយសារតែរឿងការពីម្សិលមិញកើតមកខនឯនេះវិញដែលគាត់នឹងគឺកំពុងតែដើររអ៊ូតែម្នាក់ឯងព្រោះថាគាត់នឹងគឺចង់ដើរចេញពីផ្ទះរបស់ Ichigo ពេលហ្នឹងគាត់គឺបានគិតផងដែរថានៅពេលដែលគាត់ចេញអញ្ចឹងគាត់នឹងគឺគ្មានលុយនោះទេហើយតែគាត់នឹងគឺអាចចេញទៅណាបានឆ្ងាយទៅពេលហ្នឹងខនគឺបានរកបានជាមួយនឹងវិធីមួយយ៉ាងក៏ដោយសារតែពេលហ្នឹងគាត់បានឃើញជាមួយនឹងសិស្សស្រីចំនួន2នាក់ដែលបានដើរនៅតាមផ្លូវមួយហ្នឹងដោយហើយនេះគាត់ក៏បានធ្វើជាដេកនៅកន្លែងហ្នឹងដូចជាតុក្កតាអញ្ចឹងឯងព្រោះថាគាត់គឺបានដឹងផងដែរថាក្មេងស្រីប្រហែលជាចូលចិត្តនៅតុក្កតាអញ្ចឹងឯងប៉ុន្តែវាខុសពីការគិតរបស់ខនព្រោះថាពួកគេហ្នឹងគឺអត់ចូលចិត្តតុក្កតានោះទេមួយវិញទៀតគឺថាខនហ្នឹងគឺពិតជាកខ្វក់ខ្លាំងមែនទែនដោយហើយនេះពួកគេគឺបានដើរជន់តែម្ដងខនគឺបានស្លែកតែបានធ្វើពួកគេហ្នឹងគឺឆ្ងល់ថាចំមិញហ្នឹងវាហ្នឹងគឺបាននិយាយមែនហើយខននៅពេលដែលឃើញបែបនេះក៏បានសម្រេចចិត្តថានឹងរត់ចាក់ចេញពីកន្លែងហ្នឹងតែម្ដង Rocky ក៏បានដើរមកជួបគ្នាជាមួយនឹង Hime ក៏បាននាំ Rocky ដើម្បីដើរលេងនៅថ្ងៃស្អែកជាមួយនឹងគ្នាផងដែរនាងក៏បានយល់ស្របដល់ពេលហ្នឹងគឺថា Rocky ក៏បាននិយាយផងដែរថាដល់ពេលនេះរដូវក្តៅគឺចិត្តបានមកដល់ហើយចឹងហើយតើ Rocky ហ្នឹងគឺមានអ្វីដើម្បីត្រៀមសម្រាប់រដូវក្តៅដែរទេ Rocky នៅពេលលើនេះគឺថានាងគឺចាប់ផ្ដើមគាំងហើយនាងរៀងភាំងក៏ដោយសារតែនាងក៏ដឹងខ្លួនថានាងគឺមិនបានចូលរួមជាមួយនឹងពួកគេនោះទេ Hime ក៏បាននិយាយផងដែរថានៅក្នុងរដូវក្តៅមួយនេះពួកគេនឹងបង្កើតទៅជាកម្មវិធីវិជ្រួចដ៏ធំមួយហើយវាក៏ដូចគ្នាជាមួយនឹង Spirit Hunter ដែលពួកគេទៅលេងជុំគ្នាអញ្ចឹងដល់កម្មវិធីនេះ Rocky ក៏បាននិយាយបន្លប់តែម្ដងថាតើវាគួរឲ្យសប្បាយមែនទេហើយនាងបាននិយាយថាពិតមែនហើយប៉ុន្តែពួកយើងគួរតែនាំ Kurosaki មកចូលរួមជាមួយនឹងគ្នាដែរប៉ុន្តែគួរសោកស្ដាយព្រោះថា Rocky គឺមិនបានចូលរួមជាមួយនឹងពួកគេនោះទេពេលហ្នឹងយើងបានឃើញថាឆ្មាខ្មៅរបស់ Urahara ក៏បានមកតាមដាននៅពួកគេទាំងពីរនាក់ផងដែរហើយពេលហ្នឹងយើងបានឃើញថា Kon ក៏បានមកដល់កន្លែងហ្នឹងដូចគ្នាដោយសារតែគាត់គឺតាមទៅនៅជាមួយនឹងណាមិនបានក៏បានមករកជាមួយនឹង Hime តែម្ដងហើយដោយសារតែ Hime ស្អាតទៀតហើយគាត់ក៏លងស្នេហ៍ទៅលើ Hime ទីផងពេលហ្នឹងយើងបានឃើញថា Kon គឺបានរត់សម្ដៅទៅកាន់ Hime ក៏តែត្រូវបាន Tatsuki ហ្នឹងគឺទាត់បាល់មកពីខាងក្រោយហើយ Hime ហ្នឹងក៏បានដាក់មកតបងហោះដល់លើអាកាសតែម្ដងកាន់មក Ichigo ជាមួយនឹង Ishida នៅវិញក៏ដោយសារតែពួកគេគឺបានច្បាំងជាមួយនឹងគ្នាក៏ដូចជាចាប់ដៃគូច្បាំងគ្នាជាមួយនឹង Hollow ទីនោះពួកគេគឺកាន់តែស្និទ្ធស្នាលជាមួយនឹងគ្នាហើយវាគឺបានធ្វើឲ្យភ័ក្ររបស់គាត់ហ្នឹងគឺកាន់តែចំណែនទៅលើ Ishida ហើយក៏ដោយសារតែនៅពេលនេះ Ishida ហ្នឹងគឺបានតាក់ទាញ Ichigo ចេញមកពីពួកគេហើយដើម្បីអរគុណទៅលើ Ishida ដែលបានបន្តជីវិតជួយជីវិតរបស់គាត់ហ្នឹងគាត់ក៏បាននាំ Ishida ដើម្បីទៅញ៉ាំអាហារថ្ងៃត្រង់ជាមួយនឹងគ្នានៅក្នុងការញ៉ាំអាហារថ្ងៃត្រង់ជាមួយនឹងគ្នាពួកគេម្នាក់ៗគឺដូចជាតឹងទ្រូងខ្លាំងមែនទែនក្នុងការទទួលយកជាមួយនឹងសមាជិកថ្មីចូលក្រុមរបស់ពួកគេហើយមើលទៅម្នាក់ៗមកអត់ស្មើនោះទេព្រោះគឺយើងដឹងហើយថានៅពេលដែលពួកគេធ្វើហ្នឹងគឺដូចជាទួលជាមួយនឹងដៃគូធ្វើជាមិត្តភក្តិរបស់ខ្លួនហើយកាន់មក Rocky ជាមួយនឹង Hime ជាមួយនឹងមិត្តភក្តិរបស់ពួកគេនៅកន្លែងណានេះវិញដល់ពួកគេគឺបានព្យាយាមគ្រប់សពបែបយ៉ាងដើម្បីធ្វើឲ្យ Rocky ហ្នឹងគឺសប្បាយចិត្តប៉ុន្តែមើលទៅនេះគឺដូចជាមិនសប្បាយចិត្តនោះទេពេលនោះពួកគេក៏បានសួរទៅកាន់ Rocky ថាតើរវាង Rocky ជាមួយនឹង Ichigo ហ្នឹងគឺត្រូវជាសង្សារជាមួយនឹងគ្នាមែនហើយវាគឺបានធ្វើឲ្យ Rocky ហ្នឹងគឺគាំងតែម្ដងហើយនេះគឺបាននិយាយផងដែរថាតាមពិតទៅពួកគេទាំងពីរហ្នឹងគឺគ្រាន់តែជាមិត្តភក្តិជាមួយនឹងគ្នានោះទេអត់មានអីលើសពីនឹងនោះទេកាន់មកខននេះវិញគាត់ក៏បានមកដល់កន្លែងផ្ទះរបស់ Urahara ដើម្បីរកជាមួយនឹងអាវុធមួយចំនួនដើម្បីទៅសងសឹកប៉ុន្តែពេលហ្នឹងយើងបានឃើញថាគាត់គឺបានជួបជាមួយនឹងឆ្មារបស់ Urahara ហើយគាត់គឺបានបរាជ័យម្ដងទៀតក្រោយពីការប្រឡូកនៅក្នុងជីវិតអស់រយៈពេល1ថ្ងៃខុនក៏បានយល់ផងដែរថាគាត់នឹងគឺអត់មានកន្លែងណាដែលល្អជាងកន្លែងផ្ទះរបស់ Ichigo នោះទេដល់ហើយនេះគាត់បានត្រឡប់មករក Ichigo វិញដែលឃើញថាខុនគឺរៀងកខ្វក់ខ្លាំងពេក Ichigo គឺបានយកខុនយកទៅឲ្យ Ishida ដើម្បីកែច្នៃឲ្យស្អាតជាថ្មីក៏ដោយសារតែខុននៅពេលនេះគឺប្រឡាក់ខ្លាំងមែនទែនដល់ហើយនេះយើងបានឃើញថា Ishida នឹងគឺមិនយកទៅធ្វើអីនោះទេបែរជាយកកែធ្វើដាក់សក់ដាក់អីណាដូចស្រីអញ្ចឹងវាក៏បានធ្វើឲ្យខុននេះគឺខឹងខ្លាំងមែនទែនកាន់មកកន្លែង Urahara នេះវិញដោយឆ្មាខ្មៅមួយហ្នឹងគឺមានឈ្មោះថា Yuriichi ហើយគាត់នឹងគឺជាអ្នកតាមដានឲ្យ Urahara
នឹងឯងថែមទាំងមកយាប្រាប់ទៅកាន់អូរ៉ារ៉ាផងដែរថាឯងគឺជប់ពាក់ព័ន្ធជាមួយនឹងពួកគេទាំងនោះទៅមួយវិញទៀតគឺថាពួក So Rapper ដែលក្នុងជាន់ខ្ពស់ហ្នឹងពួកគេហ្នឹងគឺបានមកដល់ទីនេះហើយដល់ពួកគេមកទីនេះគឺដើម្បីតាមដានដល់ពួកគេទាំងពីរនាក់នោះឯងចឹងហើយបើសិនបើជាអូរ៉ារ៉ាពាក់ព័ន្ធវានឹងមានរឿងទៅដល់អូរ៉ារ៉ាផងដែរដូច្នេះខ្មៅហ្នឹងក៏បាននិយាយចុងក្រោយផងដែរថាតែឯងហ្នឹងគួរតែជួយពួកគេឬមួយក៏ទុកឲ្យពួកគេហ្នឹងគឺនៅបែបហ្នឹងកាន់មក Ichigo នេះវិញគាត់ក៏បានមករកជាមួយនឹង Rocky ហើយគាត់នឹងគាត់ឃើញ Rocky នោះទេតែមិនតាំងឃើញជាមួយនឹងសម្បត្តិមួយនៅកន្លែងហ្នឹងប៉ុន្តែគាត់គឺមិនបានចាប់អារម្មណ៍នោះទេដោយនៅក្នុងសម្បត្តិមួយហ្នឹង Rocky ក៏បានសរសេរអរគុណគ្រប់យ៉ាងទៅលើ Ichigo ផងដែរសម្រាប់ការកំដរនាងកន្លងមកចំណែក Rocky វិញនាងគឺនៅខាងក្រៅព្រះហើយនេះវិញនោះទេហើយនាងហ្នឹងក៏បានសម្រេចចិត្តរត់ចាក់ចេញពីផ្ទះរបស់ Ichigo តែម្ដងពេលហ្នឹងយើងបានឃើញថាមានបរិបទពីរនាក់កំពុងតែតាមដានដល់ការរត់ចាក់ចេញរបស់ Rocky ហើយយើងបានឃើញថាពួកគេគឺបានមើលទៅការអនុលោមមួយហ្នឹងដែលបានឃើញផងតែថាតាមពិតទៅនាងគឺនៅក្នុងកម្រិតមួយគឺជីកៃនោះទេហើយវាក៏ដឹងមូលហេតុអីនោះដែរទៅបានជានាងហ្នឹងគឺអាចខ្លាចទៅជាមនុស្សធម្មតាអញ្ចឹងប៉ុន្តែពួកគេក៏មិនចង់ជឿនោះដែរថានាងគឺនៅក្នុងកម្រិតជីកៃហើយពួកគេមិនជឿទៅលើវ៉ែនតាពិសេសរបស់ខ្លួននឹងនោះទេពេលហ្នឹងអាប៉ែហ្នឹងក៏បានដោះវ៉ែនតាចេញថែមទាំងនិយាយផងដែរថា Rocky កូរ៉េជីគីទៀមផុតខ្ញុំគឺបានរកនាងឃើញហើយគឺបានរត់ចាក់ចេញពីផ្ទះរបស់ Ichigo នៅតាមផ្លូវនាងគឺបានសម័យឃើញនៅពេលដែលខ្លួននៅជាមួយនឹង Ichigoនៅពេលដែលនាងបាននៅជាមួយនឹង Ichigo គឺបានជួបជាមួយនឹងរឿងល្អៗជាច្រើនដែលនាងគឺមិនដែលជួបនៅក្នុងជីវិតនោះទេមួយវិញទៀតមិត្តភ័ក្តិរបស់ខ្លួនគឺសុទ្ធតែល្អៗទៀតផងដែលនាងគឺបានសម័យឃើញរឿងច្រើនខ្លាំងមែនទែនក៏ដូចជាព្រឹត្តិការណ៍ដែល Ichigo គឺបានសួរទៅកាន់នាងថាគាត់គឺចង់ធ្វើជា So Rapper បន្ថែមទៀតវាក៏ពេលមួយដែលធ្វើឲ្យនាងគឺសប្បាយចិត្តខ្លាំងមែនទែនក៏ដូចជាមិត្តភ័ក្តិរបស់នាងគឺបានសួរទៅកាន់នាងថាតើនាងគឺជាសង្សាររបស់ Ichigo មែនហើយនៅពេលដែលនាងគឺបានទៅជួបជាមួយនឹង Ichigo ជាលើកដំបូងនៅក្នុងសាលាទៀតផងនាងក៏បានសម័យឃើញនៅព្រឹត្តិការណ៍ដែលខ្លួនគឺបានដើរលេងជាមួយនឹងមិត្តភ័ក្តិរបស់ខ្លួនដែលនាងក៏បានគិតផងដែរថាប្រសិនបើជាថ្ងៃណាមួយខ្ញុំបាត់បង់ចេញពីពិភពលោកមួយនេះក្តីមេត្តាមិត្តភាពនិងក្តីស្រឡាញ់គឺថាវាគឺគ្រាន់តែជាមិត្តភាពមួយតែប៉ុណ្ណោះប៉ុន្តែវាអាចក្លាយទៅជាបន្ទុកមួយសម្រាប់ខ្ញុំនៅពេលដែលខ្ញុំចាក់ចេញពីពិភពលោកមួយនេះហើយវាក៏ប្រហែលជាដោយសារតែខ្ញុំគឺនៅលើពិភពលោកយូរពេកទៅបានជាខ្ញុំបែរទៅជាបែបនេះទៅវិញសំឡេងមួយក៏បានលើឡើងដែលបាននិយាយផងដែរថាពិតមែនហើយតាមមើលទៅនាងប្រហែលជាយល់នៅពេលនេះហើយដល់ពេលម្នាក់ហ្នឹងគឺមានឈ្មោះថា Renji ដល់ពេលហ្នឹងគឺមកទីនេះគឺដើម្បីចាប់ Rocky ត្រឡប់ទៅវិញនឹងឯងថែមទាំងនិយាយផងដែរថាតើនាងក៏បញ្យល់អំពីជីវិតរបស់នាងនៅលើភពផែនដីនៅបានអត់ថែមទាំងលោកទៅវាប្រហែលទៅលើ Rocky តែម្ដងហើយយើងបានឃើញថា Rocky ក៏បានកែកបានហើយយើងបានដឹងផងដែរថាអាប៉ែ Renji ហ្នឹងគឺមានគោលបំណងកាប់ឲ្យខុសនៅទេអាប៉ែហ្នឹងក៏បាននិយាយបន្តទៀតផងដែរថាមានអ្នកណាម្នាក់ដែលមកពី Soul Society ដែលគេហ្នឹងគឺមករកនាងប៉ុន្តែបើតាមមើលទៅវាគឺដូចជាជ្រៅពេកហើយប៉ុន្តែខ្ញុំក៏ដឹងថានៅពេលនេះនាងគឺនៅក្នុងទម្រង់ជីកែដូចគ្នាហើយនាងគឺមិនគិតដែរទេឬថាវានឹងគឺត្រឹមតែរយៈពេល2ទៅ3ខែនោះទេចឹងហើយវាបង្ហាញថានាងនោះគឺពិតជាធ្វើប្រហែសខ្លាំងមែនទែនពេលហ្នឹង Renji ក៏បានសួរថាចោះតើអ្នកដែលគ្រប់គ្រងនៅឋានពលរបស់នាងគេគឺនៅឯណាទៅពេលហ្នឹងនាងក៏បាននិយាយផងដែរថាតាមពិតទៅការអស់ជាមួយនឹងឋានពលរបស់ខ្ញុំនៅក្នុងទម្រង់ជីកែនេះវាក៏ពាក់ព័ន្ធជាមួយនឹងណានោះទេហើយđâyគឺចាំបាច់និយាយថាមានអ្នកណាមកគ្រប់គ្រងជាមួយនឹងឋានពលរបស់ខ្ញុំការអស់នៅឋានពលគឺមិនមែនតើតែមានអ្នកអាចគ្រប់គ្រងនៅឋានពលរបស់ខ្លួនបាននោះទេប៉ុន្តែអាពេលហ្នឹងគឺបាននិយាយផងដែរថាបើតាមមើលទៅទឹកមុខរបស់នាងប្រហែលជាកំពុងលាក់ជាមួយនឹងរឿងទាំងនេះហើយបើតាមមើលទៅអាពេលនោះគឺជាមនុស្សនឹងឯងហើយវាគឺបានធ្វើឲ្យ Rocky គឺពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនដល់ពេលហ្នឹងក៏បាននិយាយបន្តទៀតផងដែរថានាងគឺមកពីភូមិរគូនជាមួយនឹងខ្ញុំហើយនាងគឺត្រូវបានតាមចាប់ខ្លួនទៅដោយគូជីគីដែលជាគ្រួសារដ៏ថ្លៃថ្លាមួយប៉ុន្តែដូចខ្ញុំឆ្ងល់អញ្ចឹងគឺថាគេគឺបានចំណាយលុយឲ្យនាងគឺបានមានមុខមានមាត់បណ្ដោះពេលនេះហេតុអីបានជានាងគឺធ្វើឲ្យគេត្រូវបាក់មុខដោយសារតែនាងទៅវិញដល់ពេលហ្នឹងក៏បាននិយាយបន្តទៀតផងដែរថាបើតាមមើលទៅនាងគឺជាមនុស្ស Rocky តែពិតមែនទេ Captain Kuchiki ហើយពេលហ្នឹងខ្ញុំបានឃើញថាប្រុសម្នាក់ក៏បានចែកមេពីក្រោយរបស់គាត់នៅពេលដែលឃើញបែបនេះគឺថា Rocky ពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនដែលគេនេះគឺជាបងប្រុសរបស់នាងដែលមានឈ្មោះថា Biya Kuya បើតាមមើលទឹកមូលរបស់បងប្រុសរបស់នាងគឺហាក់បីដូចជាមិនចង់ជួយនាងនោះទេពេលមួយដែល Rocky ហ្នឹងគឺស្ទើរតែទាល់ហើយយើងបានឃើញថាពេលហ្នឹងស្រាប់តែមានភ្លើងមួយគឺបានបាញ់សម្ដៅទៅកាន់ប៉ែ Renji នឹងតែម្ដងប៉ុន្តែពេលហ្នឹងគឺបានកែកផុតដែលប្រុសម្នាក់ដែលបានបាញ់ជាមួយនឹងថាមពលហ្នឹងក៏បាននិយាយផងដែរថាបរិសុទ្ធ2នាក់ដែលមានអាវុធវាប្រហារទៅលើមនុស្សស្រីម្នាក់ដែលមិនមានអាវុធនៅក្នុងដៃនោះទេចឹងហើយវាមើលទៅគឺដូចជាមិនល្អមើលតទេសោះនៅពេលដែលចេញមកយើងបានឃើញថាវាគឺជាប្រុសស្អាត Ichida យើងនឹងឯងអាប៉ែ Renji ក៏បានសួរទៅកាន់ Ichida ថាតើឯងនឹងគឺមើលឃើញពួកយើងដែរមែន Ichida គឺបាននិយាយផងដែរថាគាត់នឹងក៏មើលឃើញដែរហើយអាប៉ែនឹងក៏បានសួរថាតើឯងនឹងគឺជាពីណាគេទៅគាត់ក៏បាននិយាយផងដែរថាគឺគ្រាន់តែជាមិត្តរួមថ្នាក់នោះទេ Rocky ក៏បានសួរទៅកាន់ Ichida ថាតើឯងនឹងគឺមកកន្លែងនេះទៅអីតើឯងមកចង់ជួយខ្ញុំមែនតែបើទៅ Ichida នឹងគឺមកកន្លែងនេះគ្រាន់តែជាការចាយដល់នោះទេមួយវិញទៀតគាត់មកទីនេះគឺដើម្បីយកជាមួយនឹងកណារបស់គាត់ទៅកាត់ដេរធ្វើជាផ្កាឈូករត់មួយហើយក៏ដោយសារតែកន្លែងហាងកាត់ដេរគេបើក
មក24ម៉ោងដែលហេតុនេះគាត់គឺមកទីនេះវាគឺគ្រាន់តែជាការចៃដន្យនោះទេមួយវិញទៀតនាងគឺបានដឹងហើយថាខ្ញុំមកទីនេះវាគឺមិនមែនជាការដែលខ្ញុំនឹងគឺមកចង់ជួយនាងនោះទេគ្រាន់តែថាវាគឺជាការចៃដន្យនោះទេហើយនាងប៉ុណ្ណឹងគឺយល់នៅហើយវាគឺបានធ្វើឲ្យរ៉ូគីនឹងគឺគេអាំងតែមែនតែម្ដងហើយបើទោះបីជាអ៊ីស្ដាគាត់និយាយអញ្ចឹងក៏បែតមែនប៉ុន្តែយើងដឹងហើយថាចរិតរបស់គាត់គឺបានតែនិយាយនោះទេបានតែធ្វើចរិតគាត់ស្អាតនោះទេប៉ុន្តែបើសិនបើឲ្យគាត់ឈរមើលណាគាត់មិនចេះឈរមើលនោះទេគឺដូចជាអ៊ីជីហ្គោអញ្ចឹងឯងពេលហ្នឹងអ៊ីជីដាក៏បាននិយាយផងដែរថាអាផ្លូវនេះគឺគាត់នឹងគឺដើរតាមផ្លូវហ្នឹងដែលហេតុនេះនៅពេលដែលឃើញពួកគេនឹងកាប់ចាក់គ្នានៅមុខរបស់គាត់វាទៅផ្លូវរបស់គាត់ហើយគាត់គួរតែកម្ចាត់ពួកអាហ្នឹងចោលកុំឲ្យវានឹងគឺមកទៅផ្លូវគាត់អីរ៉េនជីក៏បាននិយាយផងដែរថាឯងនឹងគឺមិនទាន់ឆ្លើយនៅសំណួររបស់ខ្ញុំនោះទេអញ្ចឹងហើយឯងឆាប់ឆ្លើយឲ្យលឿនទៅដែលអ៊ីជីដាបាននិយាយផងដែរថាគាត់នឹងគឺចាំបាច់ឆ្លើយដែរមែនអាប៉ែរ៉េនជីក៏បាននិយាយផងដែរថាមុននឹងវាបហាទលេគូសត្រូវគួរតែស្គាល់អំពីឈ្មោះរបស់គូសត្រូវសិនអ៊ីជីដាគឺបាននិយាយផងដែរថាគាត់នឹងគឺជាយូរីអ៊ីជីដាគឺគ្រាន់តែជាមិត្តភក្តិរួមថ្នាក់របស់រ៉ូគីនោះទេប៉ុន្តែគាត់គឺជាមនុស្សម្នាក់ដែលស្ដាប់ពួក So Rapper មួយវិញទៀតបើមើលទៅឯងគឺប្រហែលជាពពួក So Rapper ហើយអញ្ចឹងហើយយើងគួរតែកម្ចាត់ឯងចោលពេលហ្នឹងយើងបានឃើញថាប៉ែរ៉េនជីក៏បាននិយាយផងដែរថាអញ្ចឹងយើងក៏គួរតែសម្លាប់ឯងដែរពេលហ្នឹងបានឃើញថារ៉ូគីក៏បាននិយាយផងដែរថាតាមមកទៅថាអ៊ីជីដាហ្នឹងក៏ពាក់ព័ន្ធនោះទេប៉ុន្តែបានឃើញថាអ៊ីជីដាហ្នឹងគឺមិនស្ដាប់នោះទេគាត់ហ្នឹងគឺចង់វាយគ្នាជាមួយប៉ែរ៉េនជីហ្នឹងដែរកាន់មកជីកូវិញគាត់នឹងគឺបានមកក្នុងបន្ទប់ទឹកប៉ុន្តែគាត់ក៏បានលើជាមួយនឹងសម្លេងកំពុងតែស្រែកនៅកន្លែងហ្នឹងគាត់គឺឆ្ងល់ខ្លាំងមែនទែនថាសម្លេងពីណាគេស្រែកហ្នឹងប៉ុន្តែពេលហ្នឹងគាត់បានកន្លែងមកមើលអាកាសក្រោយបន្ទប់ទឹកនឹងបានឃើញផងដែរថាវាហ្នឹងគឺជាខនហ្នឹងឯងហើយគាត់ក៏បានសួរទៅកាន់ខនថាខនហ្នឹងគឺធ្វើអីខមែនទៅបានជាគេគឺចង់នៅកន្លែងហ្នឹងប៉ុន្តែខនគឺបានធ្វើជាសញ្ញាថាគាត់ហ្នឹងគឺអត់បានខអីនោះទេដល់ពេលដោះលេងខនហើយកតាខនក៏បានរៀបរាប់ជាមួយនឹងរឿងទាំងអស់ហ្នឹងប្រាប់ទៅកាន់អេជីកូហើយបើមើលទៅគឺថាអេជីកូហ្នឹងគឺហាក់បីដូចជាមិនជឿនោះទេព្រោះថាខនហ្នឹងគឺល្បិចច្រើនខ្លាំងមែនទែនប៉ុន្តែខនគឺបានបង្ហាញថាគាត់ហ្នឹងគឺពិតជាស្រឡាញ់ទៅលើរូគីជាមួយនឹងអេជីកូខ្លាំងមែនទែនហើយរឿងអីដែលគាត់នឹងគឺត្រូវកុហកពួកគេពេលហ្នឹងខនហ្នឹងក៏បានបង្ហាញជាមួយនឹងសម្បត្តិដែលរូគីហ្នឹងក៏បានទៅសេទៅឲ្យអ៊ីជីហ្គោហើយពេលហ្នឹងអ៊ីជីហ្គោក៏បានអានហើយដោយសារតែរូគីហ្នឹងក៏ចាស់សហ្នឹងនាងក៏បានទៅសេអញ្ញាញ៉ៃពេលហ្នឹងតែម្ដងហើយតាមតែគាត់អានយល់ហ្នឹងគាត់ហ្នឹងក៏បានដឹងថារូគីហ្នឹងគឺបានចាក់ចែងពីកន្លែងហ្នឹងហើយពេលហ្នឹងអ៊ីជីហ្គោក៏បានគាត់ផងដែរថាបើសិនបើជាគាត់ចង់ទៅរករូគីតើគាត់មានជាមួយនឹងបលឹង So Rapper ពេលហ្នឹងយើងបានឃើញថាគាត់បានឃើញថាអាក្របតាមហ្នឹងគឺនៅក្នុងខនហ្នឹងឯងហើយខនគឺមិនបាច់ទៅនោះទេប៉ុន្តែបើទោះបីជាគាត់តាមចាប់យ៉ាងណាក៏ដោយខនហ្នឹងគឺនៅតែរត់គេចក៏ដោយសារតែគាត់ហ្នឹងគឺចង់ទៅរករ៉ូគីដូចគ្នាពេលហ្នឹងយើងបានឃើញថាអូរ៉ាហារ៉ាក៏បានមកដូចគ្នាដើម្បីជួយពួកគេទាំងពីរនាក់ហើយយើងបានឃើញថាអូរ៉ាហារ៉ាហ្នឹងគឺហាក់បីដូចជាគាត់ហ្នឹងគឺចង់ជួយទៅលើពួកគេទាំងពីរនាក់ហ្នឹងឯងកាន់មកអ៊ីជីដានេះវិញគាត់ហ្នឹងគឺបានដេករបស់ប៉ែរ៉េនជីឯងពេលហ្នឹងយើងបានឃើញប៉ែរ៉េនជីគឺបំរុងនឹងវិផាតសម្រាប់ទៅលើអ៊ីជីដាឯងប៉ុន្តែពេលហ្នឹងត្រូវតែមានថាមពលមួយគឺបានមកហាមឃាត់គេម្ដងទៀតពេលហ្នឹងយើងបានឃើញថាអ៊ីជីហ្គោគឺបានមកដល់នឹងថែមទាំងនិយាយផងដែរថាអ្នកដែលយកឈ្នះឯងបានហ្នឹងគឺជាយើងអានេះវិញនោះទេពេលហ្នឹងអាប៉ែរ៉េនជីគឺពេលយកសំណាច់ខ្លាំងមែនតើនៅពេលដែលឃើញដាល់របស់អ៊ីជីហ្គោដែលថាវាហ្នឹងគឺធំប្លែកខុសពីរ៉ូគីខ្លាំងមែនតើប៉ុន្តែពេលហ្នឹងក៏បានភ្ញាក់ផ្អើលសារជាថ្មីនៅពេលដឹងថាដាវធំគឺបង្ហាញអំពីទំហំនៃធម្មពលរបស់ So Rapper ម្នាក់ហ្នឹងហើយពេលហ្នឹងគឺថា Renji ក៏បានដឹងដូចគ្នាថា Ichigo គឺជាអ្នកកាន់កាប់នៃធម្មពលរបស់ Rocky នឹងឯងពេលហ្នឹង Renji ក៏បានទៅវិបាកទៅលើ Ichigo ព្រាមតែម្ដងតាមតែកាប់យក Ichigo ហ្នឹងគឺវិបាករងខ្លាំងមែនទែនពេលហ្នឹងអាប៉ែ Renji ក៏បាននិយាយផងដែរថាតើដាវធំរបស់ឯងហ្នឹងវាគ្រាន់តែជាការបង្ហាញមែនទេពេលហ្នឹង Renji ក៏បានកាប់ចំស្មាមកចំហៀងរបស់ Ichigo ផងដែរហើយគាត់ហ្នឹងគឺត្រូវបានដួលវាបានធ្វើឲ្យ Rocky នឹងម្នាក់ហ្នឹងគឺភ្ញាក់ផ្អើលខ្លាំងមែនទែននៅពេលដែលឃើញថា Ichigo ហ្នឹងគឺមានថាមបូខ្លាំងជាងបែរជាវាយប្រហារចាញ់អាប៉ែ Renji នឹងទៅវិញអាប៉ែ Renji ក៏បានឌឺដងទៅកាន់ Ichigo ដែលបាននិយាយផងដែរថាចាប់ពីពេលនេះទៅឯងនឹងស្លាប់ហើយធម្មពលរបស់ឯងនឹងបានត្រឡប់ទៅកាន់ Rocky វិញពេលហ្នឹងក៏ថាពេលហ្នឹងក៏បាននិយាយផងដែរថានៅពេលដែល Rocky ទៅដល់សមាគមនៃព្រលឹងនោះ Rocky ក៏ត្រូវនឹងស្លាប់ដូចគ្នាពេលហ្នឹង Ichigo គឺពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនពេលហ្នឹងក៏បាននិយាយបន្តទៀតផងដែរថាឯងហ្នឹងបើសិនបើជាឯងមិនចង់ស្លាប់ឯងគឺគ្រាន់តែដេកផ្ទះទៅគឺបានហើយមិនបាច់មកទីនេះដើម្បីឲ្យប្រយុទ្ធជាមួយនឹងយើងនោះទេហើយឯងគឺគ្រាន់តែជា So Rapper ចៃដន្យមួយតែប៉ុណ្ណោះឯងគឺមិនមានជាមួយនឹងលទ្ធភាពអីអាចយកឈ្នះទៅលើ So Rapper ពិតប្រាកដដូចជាយើងបាននោះទេពេលហ្នឹងក៏បាននិយាយបន្តទៀតផងដែរថាឯងហ្នឹងគឺមិនអាចសំបីទៅប៉ះរាងកាយរបស់យើងនោះទេពេលហ្នឹងគឺថា Ichigo ហ្នឹងក៏បានកាប់ចំអាប៉ែហ្នឹងភ្លាមតែម្ដងថែមទាំងនិយាយផងដែរថាសុំទោសផងពីឯងនិយាយហ្នឹងគឺវាខុសហើយមួយវិញទៀតមុនហ្នឹងឯងគឺនិយាយថាយើងហ្នឹងគឺមិនអាចជាមួយទៅប៉ះស្បែករបស់ឯងចោះឥឡូវនេះឯងហ្នឹងគឺបានហូរឈាមហើយពេលហ្នឹងអាប៉ែ Renji បំរុងនឹងវិបាកត្រូវ Ichigo ម្ដងទៀតប៉ុន្តែគឺត្រូវបានបងប្អូនរបស់ Rocky បានហាមឃាត់ដែលគាត់គឺបាននិយាយផងដែរថាតែឯងដឹងអត់ថាក្មេងប្រុសម្នាក់ហ្នឹងយើងគឺដូចជាបានឃើញគេមុនពេលដែលពពួកហូឡូធំទាំងនោះគឺត្រូវបានបាត់ខ្លួនយើងគឺបានឃើញថាគេបានទ្រាំទ្រជាមួយនឹងធម្មពលដ៏ខ្លាំងក្លាមួយហើយឯងហ្នឹងគឺពិបាកយកឈ្នះជាមួយនឹងគេខ្លាំងណាស់ប៉ុន្តែប៉ែ Renji ហ្នឹងគឺបែរជាសើចទៅវិញប៉ែ Renji ក៏បាននិយាយផងដែរថាតាមពិតទៅគាត់ក៏បានឃើញដែរថា Minus Grade ហ្នឹងគឺបានធ្លាក់នៅក្នុងពេលថ្មីនេះដូចគ្នាប៉ុន្តែអ្នកណាដែលទៅជឿទៅរឿងទាំងអស់នេះទៅគឺថាពេលហ្នឹងគឺមើលទៅវាគ្រាន់តែ
ជាមនុស្សម្នាក់ដែលអន់ខ្លាំងមែនទែនមួយវិញទៀតបើមើលតាមប្រធានក្រុមរបស់គាត់គឺហាក់បីដូចជាមើលឃើញជាមួយនឹងដាវរបស់ Ichigo ហ្នឹងគឺធំនោះទេទៅបាននិយាយថាគាត់ហ្នឹងគឺមាននៅធម៌ពលខ្លាំង Apparently ក៏បានចាប់ផ្ដើមវាយប្រហារទៅលើ Ichigo តែម្ដងតាមទាំងសួរនៅឈ្មោះដាវរបស់ Ichigo ទៀតផងតែ Ichigo ហ្នឹងគឺមិនស្គាល់ឈ្មោះដាវរបស់ខ្លួនឯងនោះទេព្រោះថាដាវរបស់ Soul Reaper ម្នាក់ៗគឺសុទ្ធតែមានឈ្មោះទាំងអស់ Apparently បានបន្លែងជាមួយនឹងដាវរបស់ខ្លួនឯងទៅជាប្រភេទដាវមួយទៀតតាមទាំងវាប្រហារទៅលើ Ichigo ផងដែរដោយតែមួយហ្នឹងគាត់ហៅវាថា Amizo Ichigo ក៏បានរងប៉ុន្តែការរងរបស់គាត់ហ្នឹងគឺមិនអាចរងជាប់នោះទេដោយដាវមួយហ្នឹងក៏បានឆោតជាមួយនឹងស្មារបស់ Ichigo បានធ្វើគាត់ហ្នឹងគឺត្រូវបានដួលនៅកន្លែងហ្នឹងម្ដងទៀតហើយយើងលើកទៅកាន់ភាគមុនសិនដោយយើងនឹងថា Ichigo ហ្នឹងគឺបានច្បាំងគ្នាជាមួយនឹង Apparently ហើយយើងនឹងថា Apparently ហ្នឹងគឺមានជាមួយនឹង technique មួយដែលមានឈ្មោះថាដាវពោះហើយវាហ្នឹងគឺអាចវាយទៅកាន់ Ichigo ដែល Ichigo ហ្នឹងគឺពិបាកនឹងទប់ទល់ខ្លាំងមែនទែននៅក្នុងពេលបច្ចុប្បន្នគឺថា Apparently ហ្នឹងគឺកំពុងតែនិយាយឌឺដងទៅកាន់ Ichigo ដែលបាននិយាយផងដែរថាវាហ្នឹងគឺដល់ពេលរបស់ឯងហើយឯងហ្នឹងគឺមិនគួរច្បាំងបន្តទៀតនោះទេខ្ញុំគួរតែបញ្ជូនឯងទៅឋាននរកនៅពេលនេះតែម្ដងទៅមួយវិញទៀតអ្វីដែលខ្ញុំបានបង្ហាញនេះគឺវាបង្ហាញអំពីទំហំនៃធម៌ពលរបស់ខ្ញុំចឹងហើយឯងហ្នឹងគឺពិបាកនឹងធៀបជាមួយនឹងខ្ញុំខ្លាំងមែនទេ Apparently គឺបេះនឹងសម្លាប់ទៅលើ Ichigo ហើយគឺយើងក៏បានឃើញផងដែរថា Ruki ហ្នឹងក៏បានទៅជួយ Ichigo ថែមទាំងប្រាប់ Ichigo ផងដែរថា Ichigo ហ្នឹងគឺចៅរត់ចាក់ចេញពីកន្លែងហ្នឹងទៅប៉ុន្តែផ្ទុយទៅវិញគឺថា Ichigo ហ្នឹងគឺមិនបានរត់ចាក់ចេញពីកន្លែងហ្នឹងនោះទេ Ichigo ថែមទាំងក្រោកឡើងមកវិញថែមទាំងកាន់ជាមួយនឹងដាវរបស់គាត់ដើម្បីប្រយុទ្ធបន្តហើយបានឃើញថានៅពេលនេះ Ichigo បានបញ្ចេញជាមួយនឹងចំហាយនៃធម៌ពលរបស់គាត់ហ្នឹងគឺកាន់តែច្រើនជាងមុនហើយហើយពេលនេះគាត់គឺមានជាមួយនឹងកម្រិតនៃធម៌ពលខ្លាំងជាង Apparently ទៀត Ichigo បានផ្ទុះទៅវាប្រហារទៅលើ Apparently ហ្នឹងដូចយើងបានឃើញថាបើទោះបីជា Apparently ហ្នឹងគឺមានជាមួយនឹង technique នៃការវាប្រហារល្អប៉ុណ្ណាក៏ដោយក៏ពិបាកទប់ជាមួយនឹងកម្លាំងរបស់ Ichigo ខ្លាំងមែនទែនពេលហ្នឹង Ichigo គឺមានឱកាសក្នុងការវាយទៅកាន់ Apparently ឲ្យដួលផងដែរហើយក៏បំរុងនឹងសម្លាប់ទៅលើ Apparently ហើយពេលហ្នឹងគឺថាដាវរបស់គាត់គឺត្រូវបានដាច់ពាក់កណ្ដាលតែម្ដងហើយពេលហ្នឹងគឺថា Ichigo គឺពិតជាឆ្ងល់ខ្លាំងមែនទែនដែលយើងក៏លេចមកមើល Bakuya នេះវិញដោយគាត់ហ្នឹងគឺបានកាច់ជាមួយនឹងដាវរបស់ Ichigo នឹងឯងហើយយើងក៏បានដឹងផងដែរថាពេលហ្នឹងគឺមានធម៌ពលខ្លាំងមែនទែនថែមទាំងកាច់បំបីជាមួយនឹងដាវរបស់ Ichigo បានយ៉ាងងាយស្របពេលហ្នឹងផងដែរថា Ichigo ហ្នឹងគឺមិនចង់ចោះចាញ់នោះទេគាត់ហ្នឹងគឺចង់ច្បាំងគ្នាជាមួយនឹង Bakuya ម្ដងទៀតហើយយើងបានឃើញថាបើទោះបីជា Ichigo នៅពេលនេះគឺមានជាមួយនឹងធម៌ពលខ្លាំងយ៉ាងណាក៏ដោយប៉ុន្តែបើប៉ះជាមួយនឹង Bakuya គាត់គឺមិនអាចទប់ទល់បាននោះទេយើងបានឃើញផងដែរថា Bakuya គឺគ្រាន់តែដើរកាត់ទៅលើ Ichigo នោះទេ Ichigo ហ្នឹងគឺត្រូវរបួសតែម្ដងពេលហ្នឹងគឺថា Bakuya ក៏បាននាំ Ruki បំរុងនឹងដើរចេញហើយពេលហ្នឹងយើងបានឃើញថា Ichigo ក៏បានក្រោកឡើងម្ដងទៀតហើយវាគឺបានធ្វើឲ្យ Ruki គឺពិតជាញាប់ខ្លាំងមែនទែនប៉ុន្តែបើទោះបីជាគាត់គឺចង់ច្បាំងគ្នាម្ដងទៀតយ៉ាងណាក៏ដោយ Bakuya ក៏បានបញ្ចប់ម្ដងទៀតដោយប្រើតែមួយក្បាច់នោះទេ Ichigo ហ្នឹងគឺបានដួលម្ដងទៀតដល់ពេលនេះគឺថា Ichigo ហ្នឹងគឺមិនអាចក្រោកឡើងបានទៀតនោះទេ Bakuya ក៏បានសម្រេចចិត្តថាគាត់ហ្នឹងគឺទុក Ichigo ចោលនឹងតែម្ដងក៏ដោយសារតែនៅពេលនេះ Ichigo ហ្នឹងគឺត្រូវរបួសធ្ងន់ខ្លាំងមែនទែនបើទោះបីជាពេលនេះគាត់រស់យ៉ាងណាក៏ដោយក៏គាត់មិនអាចរស់បានយូរនោះដែរពេលហ្នឹង Ichigo ក៏បានចាប់ជើងទៅពេល Bakuya តែម្ដងដល់ឃើញបែបនេះគឺថា Ruki ក៏បានសម្រេចចិត្តថានាងគឺទាត់ដៃ Ichigo ចេញដើម្បីការពារទៅលើជីវិតរបស់ Ichigo ហើយនាងក៏បាននិយាយថានាងហ្នឹងគឺមិនពាក់ព័ន្ធអីជាមួយនឹង Ichigo នោះទេមកវិញទៀតគឺថានាងធ្វើបែបនេះក៏ដោយសារតែនាងក៏បានដឹងផងដែរថា Apparently នេះគឺបានកាប់ចំកន្លែងចំណុចខ្សោយរបស់ Ichigo ដោយវាគឺជាជីពចរមួយដែលពាក់ព័ន្ធជាមួយនឹងយមទូតដែលបានន័យថាដោយទោះបីជាពេលនេះគឺថា Ichigo នឹងគាត់មានជាមួយនឹងជីវិតរស់យ៉ាងណាក៏ដោយក៏គាត់គឺមិនអាចរស់បានយូរនោះដែរហើយបើសិនបើជាចំណុចដែលខ្លាំងបំផុតគាត់ក៏ត្រូវបានបាត់បង់ជាមួយនឹងធម្មពលជាយមទូតរបស់គាត់ដូចគ្នាស្របពេលហ្នឹងគឺថា Ichigo នឹងគឺគាត់គឺពិតជាហួចចិត្តខ្លាំងមែនទែននៅពេលដែលឃើញថា Ruki គឺបានចាក់ចេញពីគាត់ដោយ Ruki គឺធ្វើនេះគឺដើម្បីតែ Ichigo ដូចគ្នានោះទេ Ichigo បានក្រោកមកវិញតែបានឃើញផងដែរថាដល់ពេលនេះគាត់គឺកំពុងតែនៅក្នុងផ្ទះរបស់ Urahara នៅក្នុងខណៈពេលនេះគឺថា Ichigo នឹងគឺពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនហើយគាត់គឺបានសួរទៅកាន់ Urahara ផងដែរចោទថាតើ Ishida នឹងគេគឺយ៉ាងម៉េចថាហើយដោយ Urahara ក៏បាននិយាយផងដែរថា Ishida នឹងគឺមិនអីនោះទេមួយវិញទៀតគេគឺថែមទាំងជេបជាបានជាមួយនឹងរាងកាយរបស់ខ្លួនឯងបានទៀតផងដោយហេតុនេះគេក៏បានណែនាំក៏ដូចជាប្រាប់មកកាន់គាត់ថាឲ្យគាត់នឹងគឺជួយទៅកាន់ Ichigo ផងហើយគាត់មកទទួលជាមួយនឹងពាក្យរបស់ Ishida នឹងឯង Urahara ក៏បាននិយាយផងដែរថាបើសិនបើជា Ichigo នឹងគាត់គឺចង់ត្រឡប់ទៅកាន់ពិភពនៃព្រលឹងដើម្បីទៅរកជាមួយនឹង Ruki ដើម្បីជួយនឹងត្រឡប់មកវិញនោះគឺថាវាគឺពិបាកខ្លាំងមែនទែនព្រោះថានៅពេលនេះគឺថា Ichigo នឹងគឺមានជាមួយនឹងធម្មពលនៃព្រលឹងនៅក្នុងខ្លួននោះទេមួយវិញទៀតគឺថាគាត់ក៏ពិបាកទៅដែរបើសិនបើជាគាត់មិនមានជាមួយនឹងរាងកាយជាយមទូតដែលហើយនេះគាត់នឹងបង្រៀនទៅលើ Ichigo ផ្ទាល់ដោយខ្លួនឯងតែម្ដងដែលថាគាត់នឹងមករៀនទៅលើ Ichigo ក្នុងរយៈពេលត្រឹមតែ10ថ្ងៃនោះទេដើម្បីឲ្យវាបានផលតែម្ដងហើយបើទោះបីជា Ichigo ព្យាយាមខំយ៉ាងណាក៏ដោយវាគឺគ្មានន័យនោះទេទោះតែពួកគេគឺប្រើពេលវេលាទើបអាចទៅជួយសង្គ្រោះទៅកាន់ Ruki បាន Ichigo គឺបាននិយាយផងដែរថាតើឲ្យធ្វើយ៉ាងម៉េចទៅព្រោះថានៅពេលនេះ
ថារូគីនឹងគឺត្រូវបានគេចាប់ទៅហើយមួយវិញទៀតគឺថានាងនឹងត្រូវគេបង្ហាញជីវិតជាងហើយតើឲ្យគាត់នឹងគឺនៅឈរស្ងៀមយ៉ាងម៉េចទៅគួរតែរកវិធីឲ្យលឿនឲ្យពួកគេនឹងគឺអាចទៅដល់ទីនោះភ្លាម Urahara ក៏បាននិយាយផងដែរថាតើឯងនឹងគឺមិនទទួលបានអំពីការដែលខ្ញុំនឹងគឺនិយាយទេអីមួយវិញទៀតគឺថាបើសិនបើជាឯងទៅដល់ទីនោះភ្លាមនោះឯងនឹងត្រូវស្លាប់នៅទីនោះហើយសួរថាតើឯងនឹងគឺអាចជួយសង្គ្រោះនាងបានដោយរបៀបណាទៅមួយវិញទៀតប្រសិនបើជាខ្ញុំឲ្យឯងទៅច្បាំងគ្នាជាមួយនឹងពួកគេទាំងពីរនាក់នោះម្ដងទៀតតើឯងនឹងគឺអាចច្បាំងគ្នាបានអត់ឯងនឹងប្រកាសណាស់ថាមិនអាចយកឈ្នះទៅលើពួកគេបាននោះទេហើយខ្ញុំធ្វើបែបនេះគឺដើម្បីឲ្យឯងអាចយកឈ្នះទៅលើពួកគេទាំងពីរនាក់នោះបាននឹងឯងមួយវិញទៀតគឺថាធម្មពលនៃព្រលឹងរបស់ឯងគឺវាខ្លាំងហើយប៉ុន្តែឯងគឺខ្វះជាមួយនឹងការវឹកហាត់បន្ថែមទៀតមួយវិញទៀតឯងគឺពិតជាខ្សោយខ្លាំងណាស់ឯងខ្សោយពេករហូតដល់ឯងនឹងគឺមិនអាចធ្វើអ្វីបានដើម្បីជួយសង្គ្រោះទៅលើរូគីបានមួយវិញទៀតឯងគឺមិនចេះគិតនោះទេឯងចូលចិត្តចូលក្នុងរោងរបស់ខ្មាំងដែលវាគឺហាក់បីដូចជាឯងទៅដើម្បីសម្លាប់ខ្លួនអញ្ចឹងរូគីនាងគឺមិនអីនោះទេមួយវិញទៀតច្បាប់នៃសង្គមបលឹងពួកគេគឺប្រើរយៈពេល1ខែដើម្បីសម្លាប់ទៅលើនាងក៏ដូចជាបង្ហាញជីវិតទៅលើនាងអញ្ចឹងពួកគេគឺនៅមានពេលច្រើនដើម្បីវឹកហាត់ដើម្បីទៅសង្គ្រោះនាងត្រឡប់មកវិញវាគឺបង្ហាញថាពួកយើងគឺនៅសល់ពេល10ថ្ងៃដើម្បីវឹកហាត់បន្ថែមទៀតហើយនៅសល់ពេល7ថ្ងៃដើម្បីបើកទ្វារទៅកាន់ Soul Society និង13ថ្ងៃពួកគេនឹងទៅដល់ Soul Society តែម្ដងវាបង្ហាញថាគឺនៅសល់ពេលច្រើនជាងដើម្បីវឹកហាត់បន្ថែមទៀត Ichigo គឺបាននិយាយផងដែរថាតើគាត់នឹងក៏អាចរឹងមាំបានដែរទេក្នុងរយៈពេល10ថ្ងៃដោយ Urahara ក៏បាននិយាយផងដែរថាវាគឺប្រកាសហើយប្រសិនបើជាឯងគឺចង់ជួយគ្រោះទៅលើរូគីអាពិតមែនឯងគឺពិតជាពួកកែខឹងដូចជាខ្លាអញ្ចឹងមួយវិញទៀតបោះបង់ជាមួយនឹងការសង្ស័យរបស់ឯងចំពោះខ្ញុំហើយក្នុងរយៈពេល10ថ្ងៃនេះតើឯងគឺអាចលេងហ្គេមដាក់ជីវិតជាមួយនឹងខ្ញុំបានដែរឬទេIchigo គឺបាននិយាយផងដែរថាប្រកាសណាស់គាត់នឹងលេងវាឃើញថា Ichigo គឺបានមកដល់សាលារៀនរបស់គាត់ជាធម្មតាប៉ុន្តែគឺថាមិត្តភក្តិរបស់គាត់ទាំងអស់គឺមិនមាននរណាម្នាក់ដែលស្គាល់អំពីអត្តសញ្ញាណរបស់ Rocky នោះទេមួយវិញទៀតគឺថា Ichigo គឺពិតជាពិបាកចិត្តខ្លាំងមែនទែននៅពេលដែលមិនមានជាមួយនឹងវត្តមានរបស់ Rocky ក៏ដោយសារតែ Rocky នោះទេដែលធ្វើឲ្យជីវិតរបស់គាត់គឺបានផ្លាស់ប្ដូរដោយសិស្សស្លាគ្រប់គ្នាពួកគេគឺនៅរៀនជាធម្មតាចំណែក Ichigo វិញគាត់គឺនៅតែពិបាកចិត្តនឹងឯងក៏ដោយសារតែនៅពេលដែលបាត់នៅវត្តមានរបស់ Rocky គាត់គឺពិតជាមិនសប្បាយចិត្តនោះទេនៅតាមផ្លូវ Ichigo ក៏បានកើតផងដែរថានៅពេលដែលបាត់នៅវត្តមានរបស់ Rocky ពិភពលោកគឺនៅតែបន្តហើយបើតាមគាត់គិតហ្នឹងគឺប្រហែលជា Rocky ហ្នឹងគឺមកពីពិភពផ្សេងទៀតនោះទេស្របពេលដែលគាត់កំពុងតែដើរ Hime ក៏បានមកដល់ថែមទាំងសួរទៅកាន់ Ichigo ថាតើ Rocky ហ្នឹងគឺបាត់តាណាហើយហេតុអីទើបបានជាមនុស្សគ្រប់គ្នាភ្លេចនៅវត្តមានរបស់ Rocky ភ្លាមអញ្ចឹងហើយនាងមកទីនេះគឺដើម្បីសួរ Ichigo ដោយគិតថាចម្លើយនឹងមានចំពោះ Ichigo នឹងឯង Ichigo គឺពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែននៅពេលដែលឃើញថានៅមានអ្នកអាចស្គាល់ Rocky ទៀតនៅកន្លែងពួកគេនិយាយគ្នាដោយ Hime ក៏បានសួរផងដែរថាដូច្នេះតើ Rocky ហ្នឹងនាងគឺទៅពិភពលោកដែរនាងគឺត្រឡប់មកនឹងមែន Ichigo គឺបាននិយាយផងដែរថាពិតមែនណាស់ហើយ Ichigo ក៏បានសួរផងដែរថាហេតុបានជា Hime ហ្នឹងគឺមិនភ្លេច Rocky អញ្ចឹង Hime ក៏បាននិយាយផងដែរថាក៏ដោយសារតែព្រឹត្តិការណ៍មួយដែលពួកគេបានជួបដែលបងប្រុសរបស់គេបានវាយប្រហារនឹងឯងដោយនាងគឺពិតជាអរគុណចំពោះអំណោយមួយនឹងខ្លាំងណាស់ដោយសារតែមានព្រឹត្តិការណ៍មួយនេះទើបបានជានាងគឺមិនភ្លេចនៅវត្តមានរបស់ Rocky ហើយនាងគឺឆ្ងល់ខ្លាំងមែនទែនថាតើ Rocky ហ្នឹងគឺទៅដល់ទីនោះនាងគឺមាននៅមិត្តភ័ក្តិគ្រួសារដូចជាពួកយើងដែរឬទេហើយ Ichigo នៅពេលនេះគាត់គឺពិតជាតក់ស្លុតខ្លាំងមែនទែនព្រោះថា Ichigo គឺពិតជាដឹងច្បាស់ខ្លាំងមែនទែនថា Rocky នាងគឺមិនមានជីវិតរស់នោះទេនៅក្នុងពិភពលោកមួយនោះ Ichigo ក៏បាននិយាយផងដែរថាគាត់នឹងយក Rocky ត្រឡប់មកវិញទោះបីជានៅក្នុងស្ថានភាពណាក៏ដោយហើយដល់ពេលហ្នឹងគឺថា Hime ក៏បាននិយាយផងដែរថាចាប់ប្រសិនបើជានាងហ្នឹងគឺសប្បាយចិត្តនៅកន្លែងនោះវិញ Ichigo គឺបាននិយាយផងដែរថាវាគ្មានថ្ងៃដែលនាងសប្បាយចិត្តនោះទេគ្រប់ពេលដែលនាងនៅទីនោះនាងគឺប្រឈមជាមួយនឹងស្ថានភាពដែលត្រូវនឹងស្លាប់គ្រប់ពេល Hime បានសួរផងដែរថាតើ Ichigo ហ្នឹងគឺច្បាស់ហើយមែន Ichigo ក៏បាននិយាយថាគាត់ហ្នឹងគឺច្បាស់ហើយគាត់ក៏បានរត់ចាក់ចេញពីកន្លែងហ្នឹងតែម្ដងស្របពេលហ្នឹង Shadow ក៏បានមកដល់ហើយយើងក៏បានដឹងផងដែរថាមិនមែនត្រឹមតែ Hime នោះទេដែលដឹងអំពីវត្តមានរបស់ Rocky សូម្បីតែ Shadow ក៏ដឹងផងដែរកាត់មកទីក្រុងបលឹងអានេះវិញដល់ពេលហ្នឹង Renji ក៏បានមកសួរសោកទុកទៅកាន់ Rocky ដែល Rocky ហ្នឹងគឺមិនឃ្លានអីនោះទេដែលធ្វើឲ្យ Renji ហ្នឹងគឺពិតជាពិបាកចិត្តខ្លាំងមែនទែន Renji ក៏បានសួរហេតុអីបានជានាងគឺមិនឃ្លានអញ្ចឹង Rocky ក៏បាននិយាយថានេះគឺគ្រាន់តែមិនឃ្លានតែប៉ុណ្្នឹងឯងតែមានអីច្រើននោះទេ Rocky ក៏បានសួរទៅកាន់ Renji ថាតើនាងនឹងត្រូវស្លាប់មែនទេ Renji ក៏បាននិយាយផងដែរថាប៉ិតមែនហើយព្រោះថាវាគឺជាច្បាប់ Renji ក៏ឆ្ងល់ផងដែរថាហេតុអីបានជា Byakuya ហ្នឹងគឺមិនខ្វល់អំពីការស្លាប់របស់ប្អូនស្រីតទេសោះដល់ពេលហ្នឹង Rocky ក៏បាននិយាយផងដែរថាប៉ិតមែនហើយតាមពិតទៅគាត់ហ្នឹងគឺតាំងពីដើមមកគឺមិនខ្វល់ពីខ្ញុំនោះទេនៅពេលដែលឃើញបែបនេះ Renji ក៏មានអារម្មណ៍ថាគាត់ហ្នឹងគឺដូចជាអាណិតទៅលើ Rocky ខ្លាំងមែនទែនប៉ុន្តែគាត់ក៏មិនដឹងថាធ្វើអ្វីកើតនោះទេ Renji គឺជាមនុស្សដែលអំនួតនិងពូកែអួតនិងចូលចិត្តចង់ឈ្នះគេខ្លាំងមែនទែនប៉ុន្តែបើចរិតពិតរបស់គាត់គឺជាមនុស្សម្នាក់ដែលចូលចិត្តអាណិតគេក៏ដូចជាមនុស្សដែលមានទឹកចិត្តល្អខ្លាំងណាស់កាត់មកកន្លែង Ichigo ដែលការវឹកហាត់របស់គាត់នេះវិញដោយរហ័សគឺទៅប៉ែខ្លាំងពេក Ichigo គឺបាននិយាយផងដែរថាឆាប់ចាប់ផ្ដើមជាមួយនឹងមេរៀនឲ្យលឿនទៅវានឹងគឺជា
ស្អីទៅឧទាហរណ៍ក៏បាននិយាយផងដែរថាគាត់ហ្នឹងគឺបំពេញតាមបំណងរបស់ Ichigo ហើយគាត់បានរុញជាមួយនឹងព្រលឹងរបស់ Ichigo ចេញពីកណ្ដាលខ្លួនរបស់ Ichigo ហើយនៅពេលនេះយើងបានឃើញថាព្រលឹងរបស់ Ichigo គឺមានចង្វាក់មួយតភ្ជាប់ជាមួយនឹងរាងកាយរបស់គាត់តាមមូលហេតុហ្នឹងក៏ដោយសារតែពេលនេះគាត់ហ្នឹងគឺមិនមែនជាយមទូតទៀតនោះទេវាគឺគ្រាន់តែជាព្រលឹងធម្មតាតែប៉ុណ្ណោះដើម្បីរៀននៅថ្ងៃនេះថា Ichigo គឺទៅវាយគ្នាជាមួយនឹងមីអូនខ្ជូតរបស់យើងនឹងឯងហើយ Ichigo ហ្នឹងគឺពិតជាឆ្ងល់ខ្លាំងមែនទែនហើយបានជាគាត់ហ្នឹងគឺទៅវាយជាមួយនឹងក្មេងស្រីទូចញ៉ែបញ៉ែបអញ្ចឹងវិញចំមិនថាអូនទូចញ៉ែបញ៉ែបអញ្ចឹងតោះវាយមួយស្មើហ្មងអញ្ចឹងពេលហ្នឹងយើងបានឃើញថាមេរៀនអត់ចាំយូរនោះទេពេលហ្នឹងយើងបានឃើញថាមីអូនទូចមួយហ្នឹងក៏បានរត់ទៅវាយទៅកាន់ Ichigo មួយដៃហើយមួយដៃរបស់នាងគឺបានផ្ទុះកន្លែងនឹងឡើងធំខ្លាំងមែនទែនហើយដល់បាន Ichigo ហ្នឹងគឺភ័យរត់ឡើងត្រឡប់ទៅលិនឡើងពេញហ្នឹងប៉ុន្តែស្រាប់ពេលដែលនាងគឺបន្តដេញវាយទៅកាន់ Ichigo ក៏បានកិច្ចផតថែមទាំងវាយទៅកាន់នាងមួយដៃដែលធ្វើមុខរបស់នាងគឺត្រូវបានរបួសផងដែរហើយនៅពេលដែលនាងខឹងវាគឺបានធ្វើ Ichigo គឺកាន់តែជួបគ្រោះថ្នាក់កាន់តែធំជាងមុនហើយនាងក៏បានទាត់ទៅកាន់ Ichigo មួយជើងដែលបានធ្វើ Ichigo គឺខ្ទាតទៅកន្លែងឆ្ងាយខ្លាំងមែនទែនក៏ប៉ុន្តែនៅពេលហ្នឹងក៏ដោយសារមានជាមួយណាបងមេធំហ្នឹងក៏មករងជំនួសចឹងហើយទៅបានជាយើងបានឃើញថា Ichigo ហ្នឹងគឺអត់មានត្រូវអីនោះទេបើមិនជាត្រូវមួយជើងហ្នឹង Ichigo ច្បាស់ជានឹងត្រូវស្លាប់ហើយក៏ដោយសារតែពេលនេះគាត់គឺជាព្រលឹងធម្មតា Ichigo គឺពិតជាខឹងខ្លាំងមែនទែនតែគាត់ហ្នឹងគឺចង់វាយគ្នាម្ដងទៀតប៉ុន្តែឧទាហរណ៍ក៏បាននិយាយផងដែរថាមេរៀនទី1គឺត្រូវបានបញ្ចប់ហើយតែមូលហេតុដោយសារតែគាត់គឺបានឃើញថា Ichigo គឺពិតជាធ្វើបានល្អខ្លាំងមែនទែនក្នុងរាងកាយជាព្រលឹងធម្មតាបែបនេះ Ichigo គឺអាចធ្វើឲ្យ Ururu គឺត្រូវរបួសមួយចំហៀងផងដែរអញ្ចឹងគាត់គឺពិតជាធ្វើបានល្អខ្លាំងមែនទែនអញ្ចឹងមេរៀនទី1គឺត្រូវបានបញ្ចប់មួយវិញទៀតក៏ដោយសារតែ Ururu គឺមានជាមួយនឹងជំនាញប្រយុទ្ធដែលអាចទប់ទល់ជាមួយនឹង Soul Reaper ធម្មតាបានចឹងហើយនាងគឺពិតជាមនុស្សម្នាក់ដែលខ្លាំងមែនទែនប៉ុន្តែ Ichigo ក៏អាចធ្វើឲ្យនាងគឺមានរបួសបានវាគឺមិនធម្មតានោះទេឧទាហរណ៍ក៏បាននិយាយផងដែរថាគាត់គឺមានជំនឿទៅលើ Ichigo ថាគាត់គឺអាចធ្វើបានថែមទាំងនិយាយផងដែរថានៅពេលនេះខាងពលខាងវិញ្ញាណរបស់ Ichigo ហ្នឹងគឺបានត្រឡប់មកវិញហើយចឹងហើយគាត់គឺមិនពិបាកប្រថប់នឹងហើមទៀតនោះទេចឹងហើយអ្វីដែលពួកគេត្រូវធ្វើបន្តគឺពួកគេគឺត្រូវតែចូលទៅកាន់មេរៀនទី2ពេលហ្នឹងអាពូកម៉ាប់ហ្នឹងក៏បានយកបថៅមកកាត់លើចង្វាក់របស់ Ichigo តែម្ដងកាន់មកកាន់ Hime ជាមួយនឹង Sado គាត់ក៏បានមកជួបគ្នាជាមួយនឹង Ichida ដើម្បីទៅចូលរួមហាត់ជាមួយនឹង Ichigo ដែរប៉ុន្តែគួរសោកស្ដាយថា Ichida គឺមានជាមួយនឹងវិធីវឹកហាត់តែខ្លួនឯងហើយគាត់ហ្នឹងគឺមិនចង់បានជំនួយពីពួកគេនោះទេប៉ុន្តែកុំភ័យអីក៏ដោយសារតែ Ichida គាត់ក៏ចូលរួមជាមួយនឹង Ichigo ផងដែរនៅពេលដែលពួកគេនាំគ្នាត្រឡប់ទៅវិញដោយ Ichida ក៏បានបើកមើលជាមួយនឹងកាពីរបស់គាត់បន្ថែមទៀតដើម្បីវឹកហាត់បន្តកាន់មក Ichigo វិញដល់មេរៀនបន្ទាប់ពួកគេគឺបានកាត់ជាមួយនឹងខ្សែរបស់ Ichigo ក៏ដូចជាបើសិនបើជាខ្សែនៃវាសនាគឺត្រូវបានដាច់ដល់ទ្រូងរបស់ Ichigo នោះ Ichigo នឹងក្លាយទៅជា Hollow ហើយពេលហ្នឹងអូរ៉ារ៉ាក៏បាននិយាយផងដែរថាបើសិនបើ Ichigo គឺមិនចង់ក្លាយទៅជា Hollow នោះទេគាត់គឺត្រូវតែប្រែទៅជា Soul Reaper ឲ្យលឿនចឹងហើយនៅពេលនេះ Ichigo គឺត្រូវតែសម្រេចវាលឿនបើមិនចង់ក្លាយទៅជា Hollow ពេលហ្នឹងយើងបានឃើញថាមេរៀនរបស់ពួកគេគឺបានចាប់ផ្ដើមឡើងហើយពួកគេក៏បានចោះឈ្មោះប្រហោងមួយជ្រៅខ្លាំងមែនទែនដើម្បីទម្លាក់ Ichigo ទៅក្រោមហ្នឹងពេលហ្នឹង Ichigo គឺពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនគាត់គឺបានឃើញថាដៃរបស់គាត់គឺត្រូវបានជាប់សំណងឡើងពេញហ្នឹងតែម្ដងហើយពេលហ្នឹងគឺថាអូរ៉ារ៉ាក៏បាននិយាយផងដែរថានៅក្នុងដងនេះគឺត្រូវបានគេហៅថាគឺជា Sorcerer Shot ដែលវាហ្នឹងគឺ Ichigo គឺត្រូវតែនៅក្នុងហ្នឹងក្នុងរយៈពេល72ម៉ោងហើយបើសិនបើក្នុងពេល72ម៉ោងហ្នឹង Ichigo គឺមិនបានត្រឡប់ទៅវិញក្នុងនាមជា Soul Reaper នោះទេពួកគេគឺជាអ្នកសម្លាប់ទៅលើ Ichigo ហើយយើងក៏បានឃើញថាមានជាមួយនឹងសត្វទូចៗមួយយ៉ាងគឺមកខំជាមួយនឹងខ្សែចង្វាក់របស់ Ichigo ផងដែរបន្តនៃសាច់រឿងដែលબીજાក៏បានចាប់បាននៅការនិយាយគ្នារវាង Renji ជាមួយនឹង Ruki ថែមទាំងសួរផងដែរថាតើមុនហ្នឹងពួកឯងទាំងពីរនិយាយរឿងអីប៉ុន្តែកុំឲ្យយើងនឹងគឺលឺវាម្ដងទៀតអីសោះពេលហ្នឹងគឺថា Renji គឺពិតជាភ័យខ្លាំងមែនទែនពីយ៉ាងក៏យ៉ាងក៏បាននិយាយបន្តទៀតផងដែរថាពួកគេគឺគ្មានសិទ្ធិប្រកែកនោះទេមួយវិញទៀតនាងគឺជាប់ទោសកម្រិតទី1ចឹងហើយគឺមានតែផ្លូវស្លាប់តែមួយគត់តែប៉ុណ្ណោះកាត់មកលេង Ichigo នេះវិញដល់ពេលហ្នឹងអូរ៉ារ៉ាក៏បាននិយាយផងដែរថានៅក្នុង Sorcerer Shop គឺថាបើសិនបើជា Ichigo ហ្នឹងនៅក្នុងរយៈពេល72ម៉ោងគឺមិនបានត្រឡប់វិញក្នុងនាមជា Soul Reaper នោះទេគាត់នឹងសម្លាប់ទៅលើ Ichigo ដោយខ្លួនឯង Ichigo បាននិយាយផងដែរថាតើឯងនឹងគឺចង់សម្លាប់ខ្ញុំមែនទេដោយរ៉ារ៉ាក៏បាននិយាយយ៉ាងមើងម៉ាត់តែម្ដងបាននិយាយផងដែរថាពិតមែនហើយបើសិនបើចែកហ៊ានបោះបង់កាន់មកកន្លែង Hime ជាមួយនឹង Sado វិញដល់ពួកគេទាំងពីរហ្នឹងគឺនៅក្នុងព្យាយាមបញ្ចេញជាមួយនឹងធម៌ពលរបស់ខ្លួនប៉ុន្តែបើទោះបីជាពួកគេនេះគឺព្យាយាមយ៉ាងណាក៏ដោយវាគឺគ្មានបានប្រយោជន៍អីនោះទេ Black Cat នៅពេលដែលគេនេះគឺថាគាត់ហ្នឹងគឺពិតជាទើចិត្តខ្លាំងមែនទែនថានឹងប្រាប់ទៅកាន់ពួកគេថាបើសិនបើជាពួកឯងចង់បញ្ចេញជាមួយនឹងធម៌ពលរបស់ខ្លួនគួរតែនឹកឃើញនៅពេលដំបូងដែលពួកឯងហ្នឹងគឺបានបញ្ចេញនៅធម៌ពលរបស់ខ្លួនពេលហ្នឹងក៏ថា Sado ក៏បាននឹកឃើញអំពីព្រឹត្តិការណ៍មុនដំបូងដែលគាត់បានបញ្ចេញនៅធម៌ពលរបស់គាត់ពេលហ្នឹងគាត់បាននឹកឃើញទៅដល់ Kairin ប៉ុន្តែវាផ្ទុយទៅវិញតែគាត់គឺបានគិតខុសពីហ្នឹងទៅវិញពេលហ្នឹងគាត់បែរជាដោះមួករបស់ Kairin គឺមកដាក់ទៅលើក្បាល Ichigo និងបញ្ចេញរូបរាង Ichigo ជា Kairin ទៅវិញមើលទៅគឺពិតជាសាំមែនតែម្ដងហើយចំណែកឯ Hime វិញនាងក៏បាននឹកឃើញពីព្រឹត្តិការណ៍មុនដំបូងដែលនាងបានផ្ទុះជាមួយនឹងធម៌ពលរបស់នាងដែលវាគឺជា Son Sorikan ទាំង6នាក់នឹងឯងមួយវិញទៀតគឺថាពួកគេគឺគ្រាន់តែជាក្តីសង្ឃឹមតែប៉ុណ្ណោះដោយហេតុនេះវាមិនពិបាកនោះទេសម្រាប់ Hime ក្នុងការបញ្ចេញវាពេលហ្នឹងយើងបានឃើញថា Hime បានបញ្ចេញជាមួយនឹង Son Sorikan ចំនួន6នាក់ហ្នឹងប៉ុន្តែនៅពេលដែលចេញភ្លាម Son
សុនសេរីការម្នាក់គឺពិតជាមួម៉ៅខ្លាំងមែនទែនក៏ដោយសារតែនាងហ្នឹងគឺមិនដឹងថាហៅពួកគេហ្នឹងគឺមកដើម្បីអីនោះទេក៏ដោយសារតែវាក៏មានអីត្រូវធ្វើនោះទេ Black Cat ក៏បានសរសើរនៅលើសមត្ថភាពរបស់នាងផងដែរដែលថានាងគឺធ្វើបានល្អខ្លាំងមែនទែនបន្ទាប់មកគាត់បានសួរទៅកាន់សាដូផងដែរថាបើសិនបើជាឯងហ្នឹងគឺមិនអាចបញ្ចេញនៅធម៌ពលរបស់ឯងបានហ្នឹងឯងគួរតែសុំជំនួយពីខ្ញុំហើយបើសិនបើជាឯងមិនចង់ក៏មិនអីនោះដែរមួយទៀតគឺខ្ញុំគ្រាន់តែចង់សួរឯងថាតើឯងហ្នឹងគឺចង់ទៅ Soul Society ដើម្បីអីដែរកាន់មកជីកូនេះវិញដឹកខ្សែទំនាក់ទំនងគឺកាន់តែកាត់ផ្ដាច់ពេញពីរាងកាយរបស់គាត់ហើយពេលហ្នឹងបើទោះបីជាវាបែបនេះក៏ដោយអ៊ីជីកូគឺនៅតែព្យាយាមរត់ឡើងលើកន្លែងរដៅនឹងបន្តទៀតប៉ុន្តែវាគឺដូចជាគ្មានន័យនោះទេដែលកូនទុយម្នាក់នេះគឺពិតជាអស់សំណើចទៅលើអ៊ីជីកូខ្លាំងមែនទែនក៏ដោយសារតែអ៊ីជីកូនេះគឺពិតជាឆោតខ្លាំងមែនទែនមិនគិតប្រមូលផ្ដុំជាមួយនឹងតាមពុតរបស់ខ្លួននៅពេលខ្លាចទៅជា Soul Reaper នោះទេបែរជារត់ឡើងមកលើរដៅនឹងវិញប៉ុន្តែអ្វីដែលធ្វើឲ្យគេនេះគឺភ្ញាក់ផ្អើលហ្នឹងក៏ដោយសារតែរដៅហ្នឹងគឺវាត្រង់ខ្លាំងមែនទែនប៉ុន្តែអ៊ីជីកូនេះគឺអាចរត់ឡើងរហូតបានទៅដល់3ម៉ែត្រឯណោះវាគឺអត់ធម្មតានោះទេកូនទុយហ្នឹងក៏បានសួរទៅកាន់អ៊ីជីកូផងដែរថាតើឯងហ្នឹងក៏ឃ្លានទេអីអ៊ីជីកូបាននិយាយផងដែរថាហេតុអីបានជាគាត់ត្រូវឃ្លានព្រោះថានេះគាត់គឺនៅក្នុងទម្រង់ព្រលឹងមានអីត្រូវឃ្លាននោះទេកូនទុយហ្នឹងក៏បាននិយាយបន្តទៀតបាននិយាយផងដែរថាខ្ញុំគឺចង់ប្រាប់ឯងរឿងមួយបើសិនបើជានៅក្នុងទម្រង់បែបនេះបើសិនបើជាឯងមានអារម្មណ៍ថាឃ្លាននោះវាគឺជាសញ្ញាមួយបង្ហាញថាវាគ្រោះថ្នាក់ខ្លាំងមែនទែនពេលហ្នឹងអ៊ីជីកូគឺពិតជាមានអារម្មណ៍ថាគាត់គឺស្ដីទឹកខ្លាំងមែនទែនប៉ុន្តែកូនទុយហ្នឹងបែរជាស្ដោះទឹកមាត់ហើយអ៊ីជីកូហ្នឹងគឺផឹកទៅវិញអ៊ីជីកូគឺពិតជាខឹងខ្លាំងមែនទែនចិត្តម៉ោងកន្លងផុតទៅកូនទុយហ្នឹងក៏បានយកជាមួយនឹងអាហារយកទៅឲ្យអ៊ីជីកូបានជាផងដែរថាមើលទៅឯងគឺដូចជាឃ្លានហើយអ៊ីជីកូក៏បានជាផងដែរថាឯងគិតថាខ្ញុំនឹងគឺឃ្លានមែនមួយវិញទៀតចង្វាក់របស់ខ្ញុំនឹងគឺវានៅតបជាប់ប៉ុន្មានចង្វាក់ដែរចឹងហើយវាគឺមិនអីនោះទេហើយកូនទុយនឹងក៏បាននិយាយផងដែរថាតាមពិតទៅគាត់មកនេះគឺដើម្បីប្រាប់ទៅកាន់អ៊ីជីកូផងដែរថាគាត់គឺយកអាហារមួយនេះឲ្យយូគឺញ៉ាំមុនពេលដែលអ៊ីជីកូខ្លាយទៅជា Holo មួយវិញទៀត70ម៉ោងគឺបានកន្លងផុតទៅហើយដែលហេតុនេះចង្វាក់ដែលតបជាប់ជាមួយនឹងអ៊ីជីកូគឺថាខ្សែនៃការតបជាប់នឹងវានឹងត្រូវបានកាត់ទាំងអស់តែម្ដងចឹងហើយអ៊ីជីកូនឹងត្រូវបានខ្លាយទៅជា Holo ភ្លាមដល់និយាយមិនទាន់ផុតពីមាត់ផងធម្មពលនៃជីវិតក៏បានចូលទៅក្នុងរាងកាយរបស់អ៊ីជីកូតែម្ដងដោយគាត់ក៏បានស្រែកជាមួយនឹងការឈឺចាប់អ៊ីជីកូក៏បានក្រោកឡើងមកវិញនៅកន្លែងមួយហើយគាត់ក៏មិនដឹងថាទីនេះគឺជាកន្លែងណានោះទេពេលហ្នឹងគាត់បានឃើញជាមួយនឹងបុរសម្នាក់ដែលមានពាក់ឈុតពណ៌ខ្មៅពេលហ្នឹងអ៊ីជីកូក៏បានសួរទៅកាន់បុរសម្នាក់នឹងផងដែរថាតើឯងនឹងគឺជាពីណាគេប៉ុន្តែគាត់ក៏បាននិយាយផងដែរថាតើឯងកំពុងតែនិយាយស្អីហ្នឹងតែឯងសួរខ្ញុំថាខ្ញុំគឺជាណាមែនទេខ្ញុំគឺជាខ្ញុំនឹងឯងមួយវិញទៀតតើខ្ញុំគឺត្រូវតែយំប្រមាណដងទើបឯងនឹងគឺលឺនៅសំឡេងរបស់ខ្ញុំអ៊ីជីកូគឺឆ្ងល់ខ្លាំងមែនទែនថាគេនឹងគឺកំពុងតែនិយាយអ្វីទៅអ៊ីជីកូក៏បាននិយាយផងដែរថាតើលោកនឹងគឺកំពុងតែនិយាយអីហ្នឹងខ្ញុំនឹងគឺមិនដែលស្គាល់លោកនោះទេប្រហែលហ្នឹងក៏បាននិយាយផងដែរថាតើលោកនឹងគេអង្គុយនៅកន្លែងហ្នឹងបានដល់របៀបណាទៅហើយអ៊ីជីកូដល់ពេលលឺមកនេះគាត់គឺពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនដល់ពេលដែលគាត់ក៏លេចមើលទៅនឹងឃើញថាគាត់នឹងគឺកំពុងតែឈរពីច្រាស់ជាមួយនឹងអាគារយ៉ាងខ្ពស់តែម្ដងហើយស្របពេលហ្នឹងគាត់ក៏បានធ្លាក់ចុះដល់ពេលដែលកំពុងតែធ្លាក់បុរសម្នាក់ក៏បាននិយាយផងដែរថាបើសិនបើជាឯងស្រែកចេញនោះវាបានន័យថាឯងគឺមានពេលទំនេរច្រើនមួយវិញទៀត Soul Reaper ពួកគេគឺជាអ្នកគ្រប់គ្រងនៃសេចក្តីស្លាប់អញ្ចឹងគឺបានន័យថាពួកគេគឺអាចគ្រប់គ្រងនៃសត្វខាងវិញ្ញាណបានច្រើនខ្លាំងមែនទែនមួយវិញទៀតខ្ញុំគឺមិនមែនជា Soul Reaper នោះទេធម្មពល Soul Reaper របស់ឯងដែលប៊ីយ៉ាគូយ៉ាគឺបានដកចេញពីឯងនោះវាគឺមិនមែនជាធម្មពលរបស់ឯងនោះទេវាគ្រាន់តែជាធម្មពលរបស់រ៉ូគីតែប៉ុណ្ណោះហើយនេះគឺជាអ្វីដែលប៊ីយ៉ាគូយ៉ាគឺបានធ្វើនោះគឺជារឿងមួយដែលប៊ីយ៉ាគូយ៉ាគឺមិនបានគិតនោះទេដែលគាត់គិតថាដកហូតវាចេញហើយនោះវានឹងបញ្ចប់នៅរឿងទាំងអស់ប៉ុន្តែគេគឺមិនបានគិតថាអ៊ីជីកូគឺមាននៅតាមពល Soul Reaper ផ្ទាល់ខ្លួនរបស់ខ្លួននោះទេអ៊ីជីកូគឺឆ្ងល់ខ្លាំងមែនទែនថាបានជាគាត់នឹងគឺមាននៅតាមពល Soul Reaper របស់ខ្លួនអញ្ចឹងហើយដោយសារតែតាមពលរបស់ Rocky A គឺបានលាក់នៅក្នុងជម្រៅនៃតាមពលរបស់ឯងដោយហេតុនេះគឺវាពិបាករកនៅតាមពលរបស់ឯងខ្លាំងមែនទែនប៉ុន្តែពេលនេះវាគឺអាចរកឃើញហើយអ៊ីជីកូគឺនៅតែបន្តធ្លាក់ប្រហែលនឹងក៏បាននិយាយបន្តទៀតផងដែរថាលោកទៅដល់ពេលនោះឯងនឹងរកឃើញជាលាក់នៅតាមពលរបស់ឯងនៅពេលណាមួយពេលហ្នឹងយើងបានឃើញថាដុំគូបជាច្រើនគឺបានធ្លាក់ទៅក្រោមប្រហែលនឹងក៏បាននិយាយបន្តទៀតផងដែរថានៅក្នុងដុំទាំងអស់នោះគឺធ្លាក់ទៅច្រើនខ្លាំងណាស់ប៉ុន្តែនៅក្នុងចំណោមដុំទាំងអស់នោះគឺមានលក្ខនៅធម្មពលរបស់ឯងមួយវិញទៀតឯងគឺគុំគិតថាខ្ញុំកុហកឯងឲ្យសោះព្រោះខ្ញុំគឺមិនមានពេលទៀតនោះទេប្រហែលនោះក៏បាននិយាយផងដែរថាឯងគឺត្រូវតែចាប់យកវាមុនពេលដែលទីក្រុងទាំងមូលគឺត្រូវបំផ្លាញពេលហ្នឹងអ៊ីជីកូក៏បានគិតទៀតហើយថាគាត់នឹងគួរតែរកនៅប្រអប់មួយហ្នឹងដល់របៀបណាទៅពេលហ្នឹងអ៊ីជីកូក៏បាននឹកឃើញអំពីរឿងដែលគាត់នឹងគឺបានជួបជាមួយនឹងអ៊ីជីដាដោយអ៊ីជីដាគឺបានបញ្ចេញជាមួយនឹងខ្សែកណាត់ដោយខ្សែកណាត់ពណ៌ក្រហមវាគឺជាធម្មពលរបស់ Soul Reaper ដែលនេះដោយសារតែពេលនេះគាត់គឺមាននៅធម្មពលរបស់ Soul Reaper ចឹងហើយអ៊ីជីកូបានបញ្ចេញជាមួយនឹងធម្មពល Soul Reaper ផ្ទាល់ខ្លួនរបស់គាត់ដើម្បីរកជាមួយនឹងកណាត់នៃធម្មពលរបស់គាត់ពេលហ្នឹងគាត់ក៏បានឃើញនៅកណាត់ពណ៌ក្រហមមួយហើយគាត់បានឃើញនៅដាវនៅក្នុងប្រអប់មួយនោះផងដែរព្រោះហ្នឹងក៏បាននិយាយបន្តទៀតថាឯងហ្នឹងគឺរកបានល្អណាស់ហើយមិនយូរមិនឆាប់នោះទេឯងនឹងរកឃើញនៅឈ្មោះរបស់ខ្ញុំពេលហ្នឹងអ៊ីជីកូ
គឺបានដកជាមួយនឹងដាវមួយនោះហើយយើងបានឃើញថានៅខាងក្រៅឯនេះវិញគាត់គឺហាក់បីដូចជាមិនអាចគ្រប់គ្រងបានទៀតនោះទេនឹងបានផ្ទុះចេញមកពីកន្លែងប្រហោងមួយនឹងតែម្ដងនៅពេលដែលគាត់ធ្លាក់ម្ដងមកកន្លែងមួយកន្លែងយើងបានឃើញថាកូនទូចមួយនេះគឺពិតជាភ័យខ្លាំងមែនទែនតាមទាំងត្រៃសួរទៅកាន់ Ichigo ពេលហ្នឹង Ichigo ក៏បានចេញមកយ៉ាងគួរឲ្យខ្លាចតែម្ដងហើយដែលពួកគេម្នាក់ៗគឺចាប់ដើមភ័យរៀងខ្លួនហើយគាត់តែសារទៅពេលនេះថា Ichigo ហ្នឹងគឺមានរូបរាងកាយចម្លែកខ្លាំងមែនទែនមួយវិញទៀតម៉ាស់នៅមុខរបស់គាត់វាបង្ហាញថាគាត់គឺជា Hollow អញ្ចឹងគឺបានន័យថា Ichigo នៅពេលនេះគឺជា Hollow ប៉ុន្តែពេលហ្នឹងយើងបានឃើញថា Ichigo គឺបានដកដាវចេញមកប៉ុន្តែពេលហ្នឹងយើងបានឃើញថាគាត់បានយកជាមួយនឹងដាវមួយហ្នឹងវាយសម្ដៅទៅកាន់មុខ Hollow របស់គាត់តែម្ដងហើយវាគឺបង្ហាញថា Ichigo ក៏អាចគ្រប់គ្រងនៃរាងកាយរបស់គាត់បានក្នុងនាមជា Hollow នឹងឯង Urahara គឺពិតជាសប្បាយចិត្តខ្លាំងមែនទែននៅពេលដែលឃើញថា Ichigo នឹងក៏ខ្លាចទៅជា Hollow អញ្ចឹងហើយគាត់បាននិយាយផងដែរថាអបអរសាទរដែលឯងនឹងគឺបានខ្លាចទៅជា Soul-Reaper ម្ដងទៀតប៉ុន្តែ Ichigo បាននិយាយផងដែរថាបិទមាត់របស់ឯងទៅខ្ញុំគឺបានស្បត់ថាខ្ញុំបានចេញមកពីកន្លែងហ្នឹងខ្ញុំនឹងសម្លាប់ឯង Urahara ក៏បាននិយាយផងដែរថាល្អណាស់អញ្ចឹងយើងចាប់ផ្ដើមអនុវត្តជាមួយនឹងមេរៀនទី3បើសិនបើជាឯងអាចយកដាវរបស់ឯងកាប់ដាច់ជាមួយនឹងមួលរបស់ខ្ញុំឯងនឹងអាចឈ្នះប៉ុន្តែពេលហ្នឹងមួលរបស់ Urahara គឺត្រូវបានដាច់តែម្ដងដែលបានធ្វើឲ្យគាត់គឺភ្ញាក់ផ្អើលខ្លាំងមែនទេ Urahara ក៏បាននិយាយផងដែរថាសូមឯងនេះគឺពិចារណាម្ដងទៀតព្រោះថានៅពេលនេះដាវរបស់ឯងហ្នឹងគឺវាបានខូចហើយ Ichigo បាននិយាយផងដែរថាវាគ្មានបញ្ហានោះទេគាត់នឹងបញ្ចប់នៅក្នុងច្បាំងនេះទៅ5នាទីនោះទេ Urahara ក៏បាននិយាយផងដែរថាល្អណាស់ពួកយើងនឹងបញ្ចប់ត្រឹមតែ5នាទីនោះទេពេលហ្នឹងយើងក៏បានឃើញថា Urahara បានដកជាមួយនឹងដាវរបស់គាត់ជាលើកដំបូងដោយដាវរបស់គាត់ហ្នឹងគឺដកចេញមកពីជើងច្រករបស់គាត់ហ្នឹងឯងBiya Kuya ក៏បាននិយាយផងដែរថាពួកគេគឺគ្មានអ្វីដែលត្រូវប្រកែកនោះទេមួយវិញទៀត Ruki គឺជាប់ទោសកម្រិតទី1ដែលហេតុនេះនាងគឺត្រូវតែនឹងស្លាប់មួយវិញទៀតនេះគឺថាពួកគេក៏មិនប្រកែកបាននោះទេព្រោះថាវាគឺជាការសម្រេចចិត្តរបស់ Soul Society ហើយគាត់បានដើរចាក់ចេញពីទីនឹងតែម្ដងនៅតាមផ្លូវគាត់បានលើជាមួយនឹងសម្លេងគេនិយាយបាននិយាយផងដែរថាហេតុអ្វីបានជាលោកនឹងគឺស្ងប់ស្ងាត់ខ្លាំងម្ល៉េះដល់ពេលម្នាក់ហ្នឹងគឺមានឈ្មោះថា Gin ក៏បាននិយាយផងដែរថាប្រហែលជា Biya Kuya ហ្នឹងគឺព្រួយបារម្ភអំពីការស្លាប់របស់ប្អូនស្រីរបស់គាត់ហើយប៉ុន្តែ Biya Kuya ក៏បាននិយាយផងដែរថាគាត់នឹងគឺដូចជាមិនព្រួយអ្វីនោះទេមួយវិញទៀតគាត់ក៏បានសួរផងដែរថាតើមេតទាំងពីរហ្នឹងគឺចង់បានអ្វីពីគាត់ទៅបានជាសួរអញ្ចឹងមួយវិញទៀតគឺថាវានឹងក៏ពាក់ព័ន្ធជាមួយនឹងអ្នកទាំងពីរនោះទេបុរសខ្វាក់ភ្នែកបាននិយាយផងដែរថាតើឯនោះគឺមិនខឹងទេមែនដល់ពេលហ្នឹងគឺមានឈ្មោះថា Saraki ក៏បាននិយាយបន្តទៀតផងដែរថាពួកអក្រិតជនគឺវានាំឲ្យមានបញ្ហាចំពោះពួកអភិជនមួយវិញទៀតគាត់គឺចង់ស្នើឲ្យគេនឹងគឺសម្លាប់ទៅលើ Ruki នឹងគឺមុនពេលដែលថ្ងៃដែលត្រូវប្រហារជីវិតរបស់នាងដោយឃើញថាពាក្យ Saraki នឹងគឺឌឺបែបនេះគឺថាពួកគេទាំងពីរគេបំរុងវាយគ្នាហើយប៉ុន្តែពេលហ្នឹងយើងបានឃើញថា Gin ក៏បានទៅខាត់ថែមទាំងចាប់ Saraki នឹងចងឲ្យអូសឡើងទៅលើតែម្ដងមួយវិញទៀតក៏ដោយសារតែ Ichimaru គាត់នឹងគឺមិនចង់ឲ្យ Saraki នឹងគឺវាយគ្នាជាមួយនឹង Biya Kuya នោះទេដោយហេតុនេះគាត់គឺសំទោសខ្លាំងមែនទែនមួយវិញទៀតគាត់ក៏គោរពទៅលើ Ruki ដូចគ្នាកម្មនៅកន្លែងគ្នារបស់ Ichigo ដែលពួកគេកំពុងតែធ្វើហាត់ឯនេះវិញដែលយើងបានឃើញថាតាសៃក៏បានឡើងចេញមកហើយពេលហ្នឹងយើងបានឃើញថា Ichigo ជាមួយនឹង Urahara ក៏បានវាយគ្នាបន្តទៀតហើយក៏ដោយសារតែ Ichigo គឺមាននៅថាមពលអន់ខ្លាំងមែនទែនបើធៀបជាមួយនឹង Urahara ចឹងហើយគាត់នឹងគឺមិនអាចយកឈ្នះទៅលើ Urahara បាននោះទេ Urahara នឹងគឺតាមវាយ Ichigo នឹងគឺដូចជាដេញវាយក្មេងចឹងឯង Ichigo គឺពិតជាឆ្ងល់ខ្លាំងមែនទែនតែហេតុបានជា Urahara នឹងគឺមានដាវកានចឹងមួយវិញទៀតដាវរបស់ Soul-Reaper ក៏អាចសម្លាប់ទៅលើ Soul-Reaper ទាំង Hollow ទៀតផងប៉ុន្តែនៅពេលនេះគាត់គឺបានឃើញថា Urahara គឺដូចជាមិនមែនជា Soul-Reaper នោះទេចាស់នេះបានជាគាត់នឹងគឺអាចមានជាមួយនឹងដាវមួយនឹងមួយវិញទៀតគាត់គិតផងដែរថាបែរជាដាវនឹងគឺមិនអាចកាប់ឲ្យគាត់នឹងគឺជឿបាននោះទេ Urahara ក៏បាននិយាយផងដែរថាវានឹងគឺមិនពិតនោះទេនេះហើយគឺជាដាវរបស់យមទូតយ៉ាងពិតប្រាកដដែលគាត់ថែមទាំងនិយាយផងដែរថាឆាប់ញាក់ឡើង Benny Hime ពេលហ្នឹង Ichigo ក៏បាននឹកឃើញអំពីដាវរបស់ Renji ដែលវាគឺមានឈ្មោះថា Sabimaru ហើយដោយហេតុនេះហើយដាវគឺវាត្រូវតែមានជាមួយនឹងឈ្មោះរបស់វាទៅវាអាចប្រែកាយបានហើយសូម្បីតែនៅពេលដែល Ichigo បានច្បាំងគ្នាជាមួយនឹង Renji ក៏បានសួរផងដែរថាតើឯងនេះគឺស្គាល់ឈ្មោះដាវរបស់ឯងដែរឬទេហើយនៅពេលនេះគឺថា Ichigo នឹងគឺចាប់ផ្ដើមដឹងកាន់តែច្បាស់ហើយថាតើតែគាត់ស្គាល់នៅឈ្មោះដាវរបស់គាត់ទៅវាអាចប្រែកាយបាន Ichigo គឺពិតជាឆ្ងល់ខ្លាំងមែនទែនថានឹងសួរថាតើឈ្មោះមែន Urahara ក៏បាននិយាយផងដែរថាគឺពិតមែនហើយគាត់តែមានឈ្មោះទៅវាអាចប្រែកាយបានហើយ Benny Hime គឺជាឈ្មោះដាវរបស់គាត់ Urahara ក៏បានស្ទុះទៅវាបហាទៅលើ Ichigo លឿនខ្លាំងមែនទែនដល់គាត់នឹងគឺមើលនឹងភ្នែកស្ទឹងតែមិនទាន់នោះទេមួយវិញទៀតក៏ដោយសារតែដាវរបស់ Ichigo នៅពេលនេះគឺមិនមានឈ្មោះនោះទេដែលហេតុនេះវាក៏មិនមានកម្រិតដូចគ្នាដែលហេតុនេះយើងបានឃើញថាដាវរបស់ Urahara គឺបានកាត់ផ្ដាច់នៅដាវរបស់ Ichigo បានយ៉ាងងាយតែម្ដងពេលហ្នឹង Urahara ក៏បាននិយាយផងដែរថានៅពេលនេះខ្ញុំនឹងសម្លាប់ឯងមែនតែនហើយទោះបីជាឯងគិតថាខ្ញុំគឺមិនចង់សម្លាប់ឯងក៏ដោយពេលហ្នឹងយើងបានឃើញថាគាត់គឺបានតាមវាយទៅលើ Ichigo ឡើងពេញនឹងតែម្ដងហើយបើទោះបីជា Ichigo ហ្នឹងគឺខំរត់យ៉ាងណាក៏ដោយក៏ពិបាកកិច្ចជាមួយនឹង Urahara ខ្លាំងមែនតែនមួយវិញទៀត Urahara នៅពេលនេះគាត់គឺបានវាយមែនតែនហើយដែលបានធ្វើ Ichigo ហ្នឹងគឺហូរឈាមនឹងពេញខ្លួនស្រាប់ពេលដែល Ichigo កំពុងតែរត់បរិះអាកបាំងហ្នឹងក៏បានសួរទៅកាន់ Ichigo ម្ដងទៀតតែហេតុអីបានជាឯងរត់
តែឯងនឹងគឺមិនទាន់បានហៅឈ្មោះខ្ញុំនៅឡើយនោះទេដោយយើងគឺបានដឹងកាន់តែច្បាស់ថាបរិសម្នាក់នឹងគឺជាដាវរបស់ Ichigo នឹងឯងបរិសម្នាក់នឹងក៏បាននិយាយផងដែរថាឯងក៏មិនគួររត់នោះដែរឯងមានសត្រូវតែមួយគត់ហើយឯងក៏មានមួយដូចគ្នាឯងកុំភ័យខ្លាចឲ្យសោះហើយក៏កុំខ្មាស់អីនៅខាងក្រៅនេះវិញដែលយើងមិនឃើញថាអូរ៉ាហារ៉ាគឺហាក់បីដូចជាដឹងថា Ichigo នឹងគឺកំពុងតែទំនាក់ទំនងទៅកាន់អ្នកណាម្នាក់ដែលហេតុនេះគាត់គឺមិនវិបាហាទៅលើ Ichigo នោះទេបរិសម្នាក់នឹងក៏បាននិយាយប្រាប់ទៅកាន់ Ichigo បន្តទៀតផងដែរថាបោះបង់ជាមួយនឹងភាពភ័យខ្លាចរបស់ឯងសម្លឹងមើលទៅមុខហើយកុំឈប់ឲ្យសោះហើយប្រសិនបើជាឯងដកថយឯងនឹងចាញ់ហើយឯងគឺកុំខ្លាចឲ្យសោះនៅពេលដែលមានអសន្នឯងគឺត្រូវទៅហៅឈ្មោះរបស់ខ្ញុំពេលហ្នឹង Ichigo ក៏បានក្លែកមកក្រោយវិញថែមទាំងស្រែកជាមួយនឹងពាក្យថា Senjutsu ថែមទាំងកាប់ទៅលើ Urahara តែម្ដងហើយមួយក្បាច់មួយនេះយើងបានឃើញថាវាគឺបង្កើតទៅជាបន្ទោះមួយយ៉ាងធំក្លែកមកមើល Ichigo នេះវិញគាត់ក៏ទូបានជាមួយនឹងដាវថ្មីរបស់គាត់ហើយយើងបានឃើញថាវាគឺមានរូបរាងខុសពីមុនហើយធំជាងមុនទៀតផងតែស្អីក៏បានឃើញផងដែរថាដាវរបស់ Ichigo ហ្នឹងវាគឺមានរបៀបត្រឹមត្រូវប៉ុន្តែមើលទៅវាគឺដូចជាខុសពីដាវរបស់អ្នកដទៃខ្លាំងមែនទែនពេលហ្នឹង Urahara ក៏បាននិយាយផងដែរថាទីបំផុតហ្នឹងឯងគឺមានដាវរបស់ឯងមួយដែរហើយហារ៉ាក៏បាននិយាយបន្តទៀតផងដែរថាតើពួកយើងនឹងគួរតែបន្តជាមួយនឹងមេរៀនទី3បន្ថែមទៀតមែន Ichigo បាននិយាយផងដែរថាវានឹងគឺមិនដូចដែលអ្វីដែលលោកអ៊ំនឹងនិយាយនោះទេនិយាយចាំទៅគឺហៅអូរ៉ាហារ៉ាថាជាលោកអ៊ំតែម្ដងពេលហ្នឹងយើងបានឃើញថាមួយប្រភេទភ្នែកគឺថា Ichigo នឹងគឺបានកាប់ទៅលើអូរ៉ាហារ៉ាភ្លាមៗតែម្ដងដែលវាគឺបានធ្វើឲ្យអូរ៉ាហារ៉ាគឺពិតជាហួសចិត្តខ្លាំងមែនទែនព្រោះថាគាត់នឹងគឺមិនទាន់បានត្រៀមខ្លួននោះទេប៉ុន្តែ Ichigo នឹងគឺបានកាប់តែម្ដងប៉ុន្តែពេលហ្នឹងអូរ៉ាហារ៉ាក៏បាននិយាយផងដែរថាបើសិនបើជាមិនមានជាមួយនឹងប្លត់របស់គាត់ក្នុងការទប់ទល់ជាមួយនឹង Ichigo នោះទេគាត់ប្រហែលជាត្រូវក្បាលរបស់គាត់ដែរវាអត់ត្រូវមុខនោះទេដែលហើយនេះវាគឺពិតជាសាហាវខ្លាំងមែនទែនពេលហ្នឹងនៅពេលដែលគាត់កលេចមកក្រោយវិញនឹងបានឃើញថា Ichigo នឹងគឺបានដេកលក់ហៀទឹកមាត់បាទហើយអត់មានបានច្បាំងគ្នាតទៀតនោះទេហើយបើទោះបីជាយ៉ាងណាក៏ដោយនៅពេលនេះគឺថា Ichigo នឹងគឺបានកាប់មុខរបស់គាត់ដាច់ហើយចឹងហើយនៅពេលនេះ Ichigo នឹងគឺបានឈ្នះស្រាប់ហើយចឹងហើយគាត់ក៏មិនហ៊ានធ្វើអីលើ Ichigo នោះដែរកាត់មកសាដូជាមួយនឹង Hime វិញដល់ពួកគេទាំងពីរនឹងគឺបន្តវឹកហាត់ជាមួយនឹងធម្មពលរបស់ខ្លួនដែលយើងមិនឃើញថានៅពេលដែលពួកគេបាញ់ទៅលើជញ្ជាំងវាក៏បានបង្កើតទៅជាបាហោងមួយយ៉ាងធំហើយវាគឺជាស្នាដៃរបស់ Sado នឹងឯងនៅពេលដែលពួកគេកំពុងតែអបអរគិតថា Black Cat ក៏បាននិយាយផងដែរថាគឺមានមនុស្សនឹងគឺមកកន្លែងនឹងច្រើនខ្លាំងមែនទែនអាពួកគេរត់ចាក់ចេញពីកន្លែងនឹងសិនទៅហើយដោយសារតែពួកគេខ្លាចបាច់ការដែរនាំគ្នារត់ចាក់ចេញពីកន្លែងនឹងប៉ុន្តែ Sado បែរជាបិទទ្វារចោល Hime ទៅវិញកាត់មកកន្លែង Ishida នេះវិញយើងបានឃើញថាគាត់នឹងគឺបានព្យាយាមកោះហៅជាមួយនឹងតាមពុតរបស់គាត់ត្រឡប់មកវិញប៉ុន្តែបើទោះបីជាគាត់ព្យាយាមយ៉ាងណាក៏ដោយវាគឺដូចជាគ្មានផលនោះទេតែឡើងក្បាលមកដល់គ្រូសាស្ត្ររបស់ Ichigo ក៏បាននាំគ្នាទៅមើលការបាញ់បញ្ជ្រួច Hime ក៏បានសួរទៅលើដៃរបស់តាសុគីផងដែរថាតើនាងឈឺអត់ប៉ុន្តែនាងគឺបាននិយាយថាវានឹងគឺរត់ឈឺនោះទេ Hime ក៏បាននិយាយផងដែរថាវានឹងគឺដូចជាយូរណាស់ចាប់តាំងពីបងប្រុសរបស់នាងត្រូវបានស្លាប់ទៅវាគឺជាលើកចុងក្រោយដែលពួកគេគឺបានមកមើលនៅទីនេះហើយចាប់ពីពេលនោះមកវាគឺដូចជាយូរខ្លាំងមែនទែនបងប្រុសរបស់នាងគឺតែងតែការពារនាងគាត់គឺតែងតែធ្វើឲ្យនាងសប្បាយនៅពេលណាមួយនាងគឺចង់ធ្វើដូចជាបងប្រុសរបស់នាងហើយនាងគឺសន្យាថាចាប់ពីពេលនេះទៅនាងនឹងការពារទៅលើតាសុគីវិញមិនឲ្យនាងគឺពិបាកទៀតនោះទេតាសុគីក៏បានសួរទៅកាន់ Hime ថាតើថ្ងៃស្អែកនាងទៅលេងសាច់ញាតិរបស់នាងមែនដែល Hime បាននិយាយថាពិតមែនហើយតាសុគីគឺពិតជាបារម្ភខ្លាំងមែនទែនថែមទាំងនិយាយផងដែរថាឬថា Ichigo នឹងក៏បានទៅជាមួយនឹងនាងដូចគ្នាមួយវិញទៀតគឺថានាងគឺមិនមែនជាមនុស្សដែលទន់ខ្សោយនោះទេប៉ុន្តែគ្រាន់តែថានាងគឺជាមនុស្សដែលព្យាយាមចឹងហើយបើសិនបើជាជួបជាមួយនឹងបញ្ហាអ្វីនាងគឺគុំទន់ខ្សោយឲ្យសោះហើយគ្រាន់តែនឹកឃើញវាហើយសម្លឹងទៅមុខហើយធ្វើវាទៅហើយបើយើងសម្លឹងមកមើលមុខតាសុគីនេះវិញនាងគឺមើលទៅគឺហាក់បីដូចជាមិនសប្បាយចិត្តនោះទេនៅពេលដែលឮថា Hime នឹងគឺចង់ចាក់ចេញពីនាងថែមទាំងនិយាយផងដែរថានាងនឹងចាំ Hime នៅទីនេះពេលជ្រួចក៏បានបាញ់ឡើងហើយយើងក៏បានឃើញថា Ichigo នឹងក៏បានញញឹមនៅពេលដែលឃើញថាគ្រួសាររបស់គាត់គឺមានភាពសប្បាយរីករាយកាត់មក Ichigo នេះវិញនៅក្នុងវេលាម៉ោង1យប់យើងបានឃើញថាគាត់ក៏បានទៅបើកបង្អួចមូលហេតុហ្នឹងក៏ដោយសារតែ Urahara គឺបានប្រាប់គាត់ថាក្នុងរយៈពេល7ថ្ងៃផុតទៅគឺថាម៉ោង1យប់ Ichigo គឺត្រូវតែបើកបង្អួច Ichigo ក៏បានគិតផងដែរថាប្រហែលជានៅពេលដែលគាត់បើកហ្នឹងគឺមិនមានជួបរឿងណាល្អនោះទេព្រោះថាអបិ Urahara ហ្នឹងគឺមិនដែលធ្វើរឿងល្អដាក់គាត់នោះទេពេលហ្នឹង Ichigo បានបើកបង្អួចថែមទាំងបញ្ចេញជាមួយនឹងសំឡេងថាហើយខ្យល់អាកាសស្រស់ស្រាយណាស់ក៏ប៉ុន្តែពេលហ្នឹងមានណាយើងបានឃើញថាមួករបស់ Urahara ក៏បានផ្លោងចូលក្នុងបង្អួចរបស់ Ichigo តែម្ដង Ichigo គឺពិតជាខឹងខ្លាំងមែនទែនក៏ដោយសារតែមួកមួយហ្នឹងគឺពោពេញទៅដោយឈាមហើយ Ichigo គឺពិតជាខឹងខ្លាំងមែនទែនក៏មិនដឹងថាគួរតែលុបវាយ៉ាងម៉េចនោះទេ Urahara ក៏បាននិយាយនៅក្នុងសារហ្នឹងផងដែរថាឲ្យ Ichigo ហ្នឹងគឺទៅដល់កន្លែងមុខហាងរបស់គាត់ទៅដល់ផ្ទះរបស់គាត់តែម្ដងនៅពេល Ichigo គឺបានមកដល់កន្លែងហាងរបស់ Urahara គាត់គឺភ្ញាក់ផ្អើលខ្លាំងមែនទែនក៏ដោយសារតែពេលហ្នឹងគាត់គឺបានឃើញថា Sado ក៏នៅកន្លែងហ្នឹងដូចគ្នាថែមទាំងសួរទៅកាន់ Sado ថាហេតុអីបានជាឯងហ្នឹងគឺមកដល់កន្លែងនេះដែរ
សាដូក៏បាននិយាយយ៉ាងខ្លីតែម្ដងដោយក៏បាននិយាយផងដែរថារូគីនេះគឺធ្លាប់សង្គ្រោះគាត់ប៉ុន្តែគាត់គឺកាន់តែភ្ញាក់ផ្អើលទៀតហើយក៏ដោយសារតែពេលហ្នឹងសូម្បីតែអ៊ីស៊ីដាជាមួយនឹងហ៊ីមេកក៏បានទៅដល់កន្លែងហ្នឹងដូចគ្នាអ៊ីស៊ីដាគឺនិយាយយ៉ាងខ្លីតែម្ដងបាននិយាយផងដែរថាអ៊ីជីហ្គោខ្ញុំនឹងគឺមិនអនុញ្ញាតឲ្យ Soul Reaper ទាំងអស់នោះខ្លាំងជាងខ្ញុំបាននោះទេ Black Cat ក៏បានមកនិយាយប្រាប់ទៅកាន់អ៊ីជីហ្គោផងដែរថាតើឯងគឺមិនកត់សម្គាល់ទេអីព្រោះថាក្នុងគណៈពេលដែលឯងកំពុងតែវឹកហាត់ខ្លាចជា Soul Reaper វិញហ្នឹងគឺថាពួកគេទាំង3នាក់គឺបានវឹកហាត់តាមពិធីពួកគេរៀងៗខ្លួនផងដែរអូរ៉ារ៉ាក៏បានចេញមកអបអរសាទរទៅលើពួកគេផងដែរថាពួកគេនេះគឺបានមកជុំគ្នាហើយអ៊ីជីហ្គោគឺមិនអស់ចិត្តនោះទេតែទាំងសួរទៅកាន់ហ៊ីមេផងដែរថាតើនាងគឺចង់មានន័យមិនហ្នឹងតើនាងគឺចង់ទៅដែរមែនពេលហ្នឹងហ៊ីមេបាននិយាយផងដែរថានាងនឹងគឺបានសន្យាជាមួយនឹងតាស៊ូគីថានាងនឹងទៅជាមួយនឹងអ៊ីជីហ្គោនិងត្រឡប់មកវិញដោយសុវត្ថិភាពពេលហ្នឹងពួកគេក៏បានមកដល់កន្លែងរូងក្រោមដីពេលហ្នឹងផងដែរយើងបានឃើញតាសៃនេះគឺពិតជារំជួលចិត្តខ្លាំងមែនទែននៅពេលដែលឃើញពួកគេស្រោចដៃគ្នាបែបនេះអូរ៉ារ៉ាកើតចាំយូរនោះទេគាត់បានកោះហៅពួកគេឲ្យចូលទៅក្នុងកន្លែងច្រកចូលទៅកាន់ Soul Society ដែរម្ដងអ៊ីជីហ្គោបានសួរផងដែរថាតើនឹងគឺជាច្រកឆ្លងទៅកាន់ Soul Society មែនអូរ៉ារ៉ាបាននិយាយផងដែរថាវានឹងគឺតបភ្ជាប់ជារៀងរហូតរវាង Soul Society ជាមួយនឹងពិភពលោក Black Cat គឺថែមទាំងណែនាំប្រាប់ទៅកាន់ពួកគេផងដែរថាបើសិនបើជាពួកគេចាញ់នៅក្នុងនោះពួកគេគឺមិនអាចត្រឡប់មកវិញបាននោះទេអ៊ីជីហ្គោបាននិយាយផងដែរថាអញ្ចឹងតើតែគាត់គឺឈ្នះមែនទេទើបចាក់ចេញមកបានអូរ៉ារ៉ាក៏បាននិយាយផងដែរថាគឺពិតមែនហើយគាត់បានបើកជាមួយនឹងច្រកចូលដែលក៏ហៅជាមួយនឹងពួកគេចូលទៅកាន់ទីនោះទាំងអស់គ្នាតែម្ដងអូរ៉ារ៉ាក៏បាននិយាយផងដែរថាវាគឺនៅក្នុងដែនរបស់ខ្ញុំអញ្ចឹងហើយលោកគឺត្រូវតែបន្តទៅមុខអ៊ីជីហ្គោដល់សាច់រឿងប្លែករបស់យើងគឺសូមចាប់តែប៉ុណ្្នឹងសិនយើងនឹងចាំជួបគ្នានៅវីដេអូក្រោយទៀត